សប្តាហ៍ហ្នឹងភ្ញៀវកិត្តិយសរបស់យើងគឺអាចារ្យភ្លុកយេស៊ូបងយេស៊ូបងយេស៊ូសុំណែនាំខ្លួនមួយមកបាទជំរាបសួរបងប្អូនប្រិយមិត្តស្ដាប់ទាំងអស់គ្នាខ្ញុំបាទអាចារ្យភ្លុកមកពីសាខាខេត្តតាកែវហើយក៏ដូចជាអត់អីទេខ្ញុំសុំណែនាំគាត់វិញដោយសារគាត់ប្រហែលជាអៀនចាអ្នកអរនេះដឹងហើយថាខ្ញុំមាន show មួយទៀតដែលមានឈ្មោះថាខ្មោចមានប៉ិតឬការប៉ិតមានខ្មោចដែលយើងធ្វើការ live ជារៀងរាល់ថ្ងៃអង្គារជាមួយនឹងយ៉ារិនដែលជា MC ស្រីរបស់យើងផ្ទាល់កម្មវិធីរបស់យើងគឺយើងបើកឲ្យគ្នាយើងខលចូលដើម្បីចែកម្លែករឿងអបិយជំនឿក៏ដូចជារឿងអមនៅអាចារ្យភ្លុកគាត់តែងតែខលចូលរួមជារៀងរាល់សប្តាហ៍ហើយសាច់រឿងរបស់គាត់គឺល្អខ្លាំងមែនទែនគួរឲ្យខ្លាចហើយរន្ធត់ទៀតអញ្ចឹងក៏យើងសម្រេចចិត្តថាអញ្ជើញគាត់មកតុកភ្លឺ background ងឹតឲ្យគាត់និយាយផ្ទាល់ដោយសារសូរបស់យើងនោះគឺខលនិយាយតាមទូរស័ព្ទអញ្ចឹងយើងអត់អាចពិបាកនឹងនិយាយ detail ហើយបាក់នឹងស្ដាប់ដែរដោយសារយើងមកកាន់យើងហើយយើងនៅផ្លាយទៅមកតង់ទៀតអញ្ចឹងquality សលេងអីវាអត់សូវឆ្ងាញ់ណាហ្នឹងហើយអញ្ចឹងយើងក៏សម្រេចចិត្តថាអញ្ជើញគាត់មកតុកភ្លឺ background ងឹតយកតែម្ដងបើសិនជាអ្នកនរគ្នាតាមដានកម្មវិធីរបស់យើង live ហ្នឹងច្បាស់ជាស្គាល់គាត់ហើយហ្នឹងហើយពិសេសមួយទៀតបងប្អូនទាំងអស់គ្នាបងប្អូនធ្លាប់តែស្ដាប់សម្លេងគាត់តែថ្ងៃនេះមកជួបជាមួយនឹងមនុស្សពិតតែម្ដងសម្លេងពិតមនុស្សពិតដូចគ្នាហើយសម្រាប់បងអាចារ្យភ្លុកគឺគាត់មិនមែនតែ nickname គាត់អាចារ្យភ្លុកទេគាត់គឺមានហងៃបងគឺជាជាងកាត់សក់ការងារបន្តមួយទៀតដុតខ្មោចមកជាសាកសពអ្នកនរគ្នាអូខេអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នានឹងខ្ញុំជឿជាក់ថាសូមមួយនេះអ្នកនរគ្នានឹងពេញចិត្តធានាចាហ៊ានធានាអត់ធានាបើកន្លែងហាងឆេងឲ្យហ្មងបើកឲ្យហ្មងហ៊ានថាទៅធានាហ្មងឥឡូវយើងមុននឹងចូលដល់សាច់រឿងរបស់យើងជែកកំសាន្តមួយគាត់បន្តិចសិនបងបូជាសពប្រហែលប៉ុន្មានឆ្នាំហើយបាត់វិសោធដែលខ្ញុំបូជាសពនោះប្រហែលជា74ឆ្នាំហើយ4ឆ្នាំប្រហែលប៉ុន្មានសពដែរហៅបាត់អស់ដែរបងបើស្មានទួទៅវា3ទៅ400សព3-400សពតែសពបងដែលជួបរបៀបថាសពដែលពិបាកជាងគេសពពិបាកជាងគេមានច្រើនប្រភេទបងមានច្រើនប្រភេទទៀតសពចងកសពគ្រោះថ្នាក់ចរាចរណ៍សពធ្វើអត្តឃាតខ្លួនឯងជាលាបថ្នាំនិយាយជាប់ថាសពតៃហោងសពតៃហោងគឺពិបាកបូជាជាងគេសពតៃហោងអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងព្រោះគ្នាយើងខ្ញុំគិតថាទ្រាំឲ្យយើងអូកាឡាវែងឆ្ងាតកើតទេយើងចូលសាច់រឿងទី1ហ្មងបាទណាមុននឹងចែកម្លេចនៅសាច់រឿងរបស់ខ្ញុំចង់ចែកម្លេចខ្លះពីបូជាសពគណៈគុណចាស់គ្រប់ព្រះអង្គដែលកំពុងតែទស្សនានៅវីដេអូនេះផងដែរឲ្យគណៈគុណចាស់គ្រប់ព្រះអង្គបានដឹងឬក៏បានស្ដាប់បានស្គាល់នៅការបូជាសពនេះផងដែរដូចជាប្រិមិត្តដែលកំពុងតែស្ដាប់និងទស្សនាក្នុងរាត្រីនេះផងដែរការបូជាសពខ្ញុំគឺមានលក្ខណៈបែប2លក្ខណៈទី1បែបដែលហៅថាមេនបាទមេនលក្ខណៈទី2នោះគឺបុរាណហ្នឹងមិនបុរាណហ្នឹងគឺចាស់ពីដើមដែលគាត់ថាយកសពហ្នឹងទៅបូជាគឺជីកអណ្ដៅបុរាណខ្លះគឺជីកអណ្ដៅមិនកន្លះម៉ែត្របងកន្លះម៉ែត្រទៅក្រោមឬក៏យើងដាក់ខ្ជុងដាក់អូសក៏បានខ្ជុងក៏បានដែរប៉ុន្តែគេត្រូវមានតម្រូវឲ្យដើមចេកត្រូវមានដើមចេកបាទត្រូវមានដើមចេកកាត់ជា2ម៉ែត្រហ្នឹងធ្វើបាំងឡដើម្បីកុំឲ្យឃើញសភាពសពដែលភ្លើងកំពុងតែឆាបឆេះហ្នឹងបងបាទត្រូវបាំងវាអញ្ចឹងណាតែអត់មានកម្របគ្របដូចឥឡូវទេអត់ដូចមែនទេបាទអត់ដូចមែនទេមានគឺមានកម្របគ្របមានកំពង់សម្ាំងហុយឡើងលើបាទអញ្ចឹងទៅវាស្រួលបិទបាំងអញ្ចឹងទៅអត់ឃើញពេលដែលយើងបូជាសពបាទហើយមួយទៀតការបូជាសពបុរាណហ្នឹងគឺតសៃទាញដែលហៅថាតសៃទាញមិនបុរាណគឺគេបូជាបែបកាប់យកសពកាប់ជាក្រុមបាទយកសពមកកាប់ជាក្រុមដើម្បីកុំឲ្យតសៃទាញឬក៏កាប់ហើយឬក៏យកគល់ឈើហ្នឹងយកមកដាក់ពីលើកុំឲ្យវាតសៃទាញបាទគល់ឈើដាក់ពីលើមកដល់ពេលដែលវាត្រូវតសៃទាញគឺវាកោងចេះបាទកោងចេះប៉ុន្តែបើសិនជាដុតផ្កាទៅយើងដេកទៅដុតប្រហែលជាខ្ទង់កន្លះម៉ោងគឺទាញហើយបាទទាញជួនកាលលើកដៃឡើងលើចេះដៃឡើងលើបាទលើកដៃឡើងលើជួនកាលឡើងគួយខ្ងក់អញ្ចឹងបងមាត់ខំងើកអូខំភ្លើងហ្មងបាទខ្ញុំធ្លាប់ឃើញដល់សារអីចាស់ពីដើមនៅភូមិខ្ញុំគឺគាត់បូជានៅខាងបងភៃលវាតែថាភៃលវាហ្មងទៅបាទខាងបងភូមិភៃលវាហ្នឹងគឺបូជាខ្នងព្រែកទេបងអត់មានឡយើងអត់មានអីទេបូជាខ្នងព្រែកអញ្ចឹងគឺគេជីកអណ្ដៅខ្ទង់1ម៉ែត្រ8ឬក៏2ម៉ែត្រជាងបន្តិចតាមសភាពសពដែលវែងខ្លីដែលនេះចឹងណាបងបាទដល់មកគេដាក់ខ្ជុងនៅក្រោមហ្នឹងហ្មងគេជីកអូវាមួយប៉ុណ្ណេះអូហ្នឹងគឺសម្រាប់ងើកឬក៏អណ្ដាតភ្លើងចូលនៅក្រោមខ្ជុងហ្នឹងឲ្យវាឆាប់ឆេះអញ្ចឹងគេដាក់ប្រេងគេដាក់ផេះនៅក្រោមហ្នឹងផេះក្រោមហ្នឹងគឺគេចាក់ម្សុទ្ធចូលហ្នឹងចាក់ម្សុទ្ធចូលហ្នឹងហើយធ្វើម៉េចចឹងថាឲ្យវាម្សុទ្ធហ្នឹងហាមជាប់មួយនឹងផេះហ្នឹងឲ្យវាកាត់ឆេះភ្លើងបានយូរអញ្ចឹងគេដាក់ចូលហ្នឹងហើយគេដាក់សពហើយចាស់ហ្នឹងអ្នកភ្លុកហ្នឹងដែលថាភ្លុកសម័យពីដើមហ្នឹងគឺគាត់ចាប់ដើមចាប់សពអង្វល់កាប់ចូលក្រោមហ្មង
បាទបើកំហុសមកឈូសមកគឺចាប់ដើមសពបើសពចឹងកូនកុំឲ្យតែសាយទាញតែទាញដល់ពេលខ្ញុំឃើញចឹងហើយខ្ញុំសួរគាត់ថាមិនក៏ដាក់ចឹងគាត់ឆ្លើយថាកុំឲ្យតែសាយទាញទាញជាងកាឡើងអង្គុយខ្ងក់គាត់ខំងើដៃវិញថ្ងៃងាងដូចកែបចឹង ហ្នឹង គាត់បើថាអើយសពដែលគាត់បូជាអត់ដាក់អាលបាំងឡអើយនេះហ៎អាលបាំងឡដើមជែកហ៎ បាទ គឺនៅលេតហ្មងគាត់ថាយើងជីកតៃកន្លះម៉ែត្រទៅក្រុមគឺសពតែភាពសពហ្នឹងគឺនៅលើហ្នឹងឃើញទាំងអស់ហ្មងឆេះមិនយើងអស់ហ្នឹង វាអាក្រក់ភ្នែកមើលពេកអញ្ចឹង មើលពេកអញ្ចឹងពិបាកដល់ពេលបច្ចុប្បន្នឥឡូវគឺគេមានហើយនឹងប្រឆាវត្តឬក៏ឥឡូវគឺកាន់តែតនសម័យគឺមានឡឡអើយឡហ្គាសយើងឡហ្គាសឬក៏ឡអគិសនីដែលថាយើងចំហ្នឹង បាទ អគិ គិ ស ស នី នី 15នាទីបានឆ្អឹងហើយ បាទចុះតាំងពីបងចូលនៅថាជំនាញបងបូជាសាកសពហ្នឹងតើសាកសពណាដែលបងឯងគិតថាគួរឲ្យខ្លាចជាងគេតែបងឯងធ្លាប់ជួបប្រទេស គួរខ្លាចជាងគេគឺសពចងក គួរឲ្យខ្លាចជាងគេ បាទសពចងកពេលខ្លះយើងគ្រួសារសពហ្នឹងត្រូវមើលមុខសពចងក្រោយអញ្ចឹងហើយយើងអ្នកមានគឺយើងអត់ទៅណាឆ្ងាយទេ នៅ បាទគឺនៅ ចិត្តហ្នឹងដែរ បាទ បើមិនក្បាលម្លេចសពឬក៏ចុងជើងសពយើងចាំក្រុមឈូវិញពេលយើងត្រូវបើកឈូឲ្យគេមើលមុខសពហ្នឹងគឺយើងត្រូវ មើលមុន បាទយើងត្រូវមើលមុនគង់ក៏បើកបោកខ្វាំងលៀនដែរទៅចងកបង អូមដាក់វិញអត់ចូល បាទចងកលៀនដែរដល់ពេលបើកខ្វាំងមកភ្នែកអញ្ចឹងភ្នែកខ្លះឈាម អូយ ឈាមតាមភ្នែកបងឈាមតាមភ្នែកដាតលៀនក្លិនបងគាត់ថាខ្ញុំឃើញក៏ភ្ញាក់ដែរមិនថាអ្នកបូជាសពតែអត់ខ្លាចទេខ្លាចដូចគ្នាបង ខ្លាចដែរ បាទខ្លាចដូចភ្ញាក់ដូចគ្នាគាត់ថាយើងបើកមកខ្វាំងអញ្ចឹងទៅជួនកាលដាតគាត់លៀនចេះលៀនហើយ ផ្នែកឈាម បាទឈាម អូយនៅក្នុងរឿង បាទឈាមចុះយើងឆ្លាក់ខ្យល់បងចងកឆ្លាក់ខ្យល់ហើយមុខនឹងឆ្លងឆ្លេកហើយឆ្លេក អូយហើយដល់ពេលអញ្ចឹងទៅបងទៅផ្ទះមានសម័យអត់បង ទៅ គឺ ផ្ទះ ដិតជាប់អារម្មណ៍អីអត់ បដបងសពដែលខ្ញុំត្រូវបូជាដបងគេគឺចងកនៅខាងភូមិ7ស្រុកបាទីសពហ្នឹងបូជាដែលគាត់ចងកហ្នឹងគឺចងកជើងខែស្លាប់ខ្លួនឯងហ្មង ទៅចងកមិនមួយជើងគេហ្នឹង ជើងខែដោយសារតែគាត់សុំទោសនិយាយតិចគាត់សេពគ្រឿងញៀន យល់ប៉ុន្តែជើងខេតមិនបានត្រូវស្លាប់ ជើងជ្រុងយើងមិនមានជ្រុងទេបងមានជ្រុងកែងជ្រុងកែងមានជើងកែងជ្រុងចឹងគឺគាត់ដឹកចងអាប្រឡោះជ្រុងហ្នឹងគៀបមួយ3កែងជ្រុង អង្គុយហ្នឹង បាទនៅលៀនដាត់នៅឆ្លិនហ្នឹងមួយ អង្គុ ខ្សែ យមកហើបគូតចឹងទៅ បាទក៏ដាក់កៅអីយើងអង្គុយយើងធម្មតាហ្នឹងបងកៅអីយើងពណ៌ខៀវពណ៌ខំ ប្រហែលជារឺតខ្សែចេះមិនទៅបានចងកើត មិនខ្ញុំអត់ដឹងថាមិនដែរប៉ុន្តែតាមដែលគ្រួសារសពដែលគាត់និយាយមកគឺភិនភាកមកគឺចងកនៅគាត់មួយជើងខែហ្នឹងហ្មង ចងអង្គុយដែលយើងស្មៃថាចងអង្គុយចុះ ទាំងមិនគាត់ចងឲ្យមើលកៅអីគាត់អង្គុយលើកៅអីហ្នឹងដល់ពេលកន្លះជើងមើលកៅអីគឺលៀនដាត់នៅជាប់នៅហ្នឹង នឹងសពដបងមកបូជា បាទសពដំបងដែលបូជាដែលថាអើយត្រូវបូជានៅខាងកំពង់ស្ពឺតែវេបូជាហ្នឹងវិញតែខាងកំពង់ស្ពឺគេដឹងខ្លួនវិញ ដឹងខ្លួនមិនដឹងខ្លួនមិនទៅ មុនដំបងហ្នឹងគឺខ្ញុំត្រូវបូជាសពហ្នឹងទៅខាងកំពង់ស្ពឺយើងមានកដាមឈូសមានកម្រងការមកឈុតអីមកស្អាតហើយអស់ហើយ បាទ បាទយើងទៅបើកទៅដល់ភ្នំសូយើងខាងខេត្តតាកែវហ្នឹងបង បាទ បើកទៅដល់ភ្នំសូហ្នឹងគឺយើងត្រូវឈប់ហូបបាយកន្លែងហ្នឹងតែអត់តន់ឈប់ទេមួយអង្គឡានឈប់ហូបបាយតែហើយលោកអាចារ្យទេមកអូនហើយទៅផ្ទះវិញហើយសពដឹងខ្លួនវិញហើយ អូគេផ្លឹក បាទគេភ្លឹកប្រហែលជាខ្ទង់ចិត្តមួយថ្ងៃដែរហ្នឹងមិនភ្លឹកយូរដែរ អូផ្លឹកយូរដែរចាំបានគេរៀបចំមែន រៀបចំមាន តែនឹងសពមួយទៀតហ្នឹងមិនមែនសពដែលចងកនិយាយមុនហ្នឹង បាទ ទេ ដល់បន្ទាប់មកយើងត្រូវអើយវេទៅមួយទៀតគឺទៅនៅភូមិ7ហ្នឹងហ្មងភូមិ7ដែលត្រូវតែចងកដំបងហ្នឹង ហ្នឹង គេសពចងកដំបង តែដល់ពេលទៅដូចបើឲ្យឃើញទស្សនវិជ្ជាហ្នឹងហ្មង ចូលមុនដំបងគឺខ្ញុំមិនដឹងហងខ្ញុំមិនដឹងថាត្រូវធ្វើមិនគាត់បើកខ្វាំងពុបចូលយើងសពហ្នឹងគឺរំកស៊ូ អូអាកស៊ូថ្លាថ្លាហ្នឹង បើកស៊ូយើងហ្នឹងរំកស៊ូខ្លះហ្នឹងហើយយើងមិនបងយើងបើកកម្ោកមកដល់ពេលបើកកម្ោកមកយើងត្រូវបើកអាកស៊ូហ្នឹងឲ្យគេមើលមុខសព បាទ តែត្រូវមានអាកណាត់មុខ នៅកណាត់គាត់ ប៉ុន្តែខ្ញុំអត់បើកទេខ្ញុំបើកតែកស៊ូទេអត់ហ៊ានបើកទេព្រោះអាកណាត់មុខគឺមានឈាមហ្នឹង អូយ គឺមានឈាមជាប់អាកណាត់សហ្នឹងឯហ្នឹងអញ្ចឹងខ្ញុំមិនហ៊ានបើកខ្ញុំដំបងគឺខ្ញុំញ័រជើងញ័រដៃហ្មងខ្ញុំថាចុំលេងហើយមែនតើញ័រជើងញ័រដៃថាហៅគ្នាខ្ញុំមកម្ដងទៀតនេះហើយឡើងមកម្ដងទៀតមកអញដូចអត់ស្រួលទេលេងឈាមតាមកណាត់សតាមភ្នែកអញ្ចឹងតែងွယ်ខ្លាចគេបោះសពស្លាប់បាត់ឯហ្នឹងគាត់និយាយថាអញ្ចឹងតែងីអត់ខ្លាចមិនហើយទ្រូងដំបងផងលេងបានដើរគេទៅតែហើយខ្ញុំក៏ចុះមកវិញអត់អស់ចិត្តចង់ដឹងហ្មងមិនក៏បានទៅឈាមហ្នឹងឬក៏ឃាតកម្មអីផ្សេងអញ្ចឹងបងខ្ញុំអត់ដឹងដល់ពេលហើយខ្ញុំឡើងទៅម្ដងទៀតអូនស្រីគាត់ហ្នឹងគឺបើកអាកស៊ូហ្នឹងហ្មងបើកអាកស៊ូសពហ្នឹងហ្មងបើកអាកស៊ូសពខ្វាំងអាកវត្តអាកស៊ូហ្នឹងគ្រប់ចូលវិញបាទ អូខ្លាចដែរ គ្រប់ចូលវិញហើយម៉េចបងគាត់អាបងទី2គាត់ហ្នឹងបើកម្ដងទៀតខ្វាំងឃើញអាក្រហមហ្នឹងទៀតបើមកដៃគាត់មកបើកចុងក្រោយដៃគាត់បើកចុងក្រោយខ្
វាំងមកគឺឈាមហូរឡើងកហ្នឹងក៏ជាប់អាកណាត់សងហូរបាទចូលនេះឈាមហូរតាមនេះហើយដាត់លឿនស្លន់ឡើងស្លេកប៉ុមហ្មងអាដាត់ចុងដាត់ឡើងខៀវ អូដាក់ជាប់អត់បានណារបៀប គាត់ខំជាប់គាត់ខំជាប់ខំកប់ដែរធម្មតាយើងបូជាទៅបូជាគឺពិបាកដុតមែនទែនអត់តោងភ្លើងឯសពហ្នឹង អត់តោងភ្លើងរបៀបម៉េច អត់តោងភ្លើងរបៀបតែយើងបូជាទៅយើងថាយើងបូជាទៅយើងមិនបាញ់ប្រេងបង បាទ បាញ់ប្រេងអាមាត់ឡហ្នឹងអាមាត់ឡបូជាបាញ់ប្រេងទៅដល់ពេលយើងបាញ់ប្រេងទៅវាឆេះហើយវាឆេះតែប្រេងហ្នឹងវាឆេះតែអាកណាត់កស៊ូអាក្តាមឈូសសពហ្នឹងវាឆេះហើយប៉ុន្តែសភាពសពហ្នឹងគឺវាអត់ឆេះទេវាតោងភ្លើងទេ នៅដដែល បាទនៅដដែលនៅ រោល បាទស្បែកមនុស្សយើងកាលណាបើសិនជាមានភ្លើងគឺវាផុសហើយវាឃើញសាច់ក្រហមសាច់វាខ្លាញ់អាលើណា បាទ វាឃើញអាហ្នឹងហើយគឺយើងបាញ់ប្រេងចូលទៀតមេឃភ្លៀងម្ល៉េះមេឃភ្លៀងខ្ញុំក៏ចាប់ដើមយកអាដីដែលត្រូវបិទឡហ្នឹងយកមកបិទប៉ះអាមុខឡងដែលត្រូវកុំឲ្យវាហុយ បាទ ហុយចេញក្រៅខ្ញុំក៏យកបិទហ្នឹងបាញ់ប្រេងដាក់អុសបាញ់ប្រេងដាក់អុសគ្រាន់អុសចង់2ម៉ែត្រយើង2ម៉ែត្រការ៉េ4ជ្រុង បាទបាទ តែ2ម៉ែត្រការ៉េ4ជ្រុងដាក់ចូលឆេះតែអុសអាសពហ្នឹងគឺអត់ឆេះបង ដូចរបៀបភ្លើងដោយភ្លើងសពដោយសពចឹងណាបងណា ឆេះហុយឆេះអស់ហ្នឹងបាញ់ប្រេងចិត្តឆេះទៀតបាញ់ប្រេងឆេះទៀតខ្ញុំក៏អត់អស់ចិត្តមេខ្ញុំហ្នឹងគាត់ថាបងឯងដោគួនទេតិចមកដោគួនទេតិចមកតែអញ្ចឹងគឺអត់កើតទេនៅតែហឹមហ្នឹងខ្ញុំ គួនតេកណៃគេបង គួនទេយើងតែដុសតាមខ្សែតាមខ្នងព្រែកប៉ុន្តែហ្នឹងគេហៅឲ្យបងពុល ហ្នឹង តែឲ្យដោតែគួនទេហ្នឹងងាប់ទៀតអត់មានហ្មងបងមានណាមានតែងាប់ហ្នឹងក៏យកមកបោះចូលក្នុងឡភុចបោះចូលក្នុងឡផាយមកស្ទុះក្រោយឆេះដៃឆេះជើងឆេះដៃយើងហ្នឹងឆេះដូចកែបចឹងមកទោះបងនិយាយអស់ហ្មងថាឆេះមកកណាត់ហ្នឹងអាសាច់ហ្នឹងឆេះអស់ហើយប៉ុន្តែលៀនចេញឆ្អឹងហ្មងមានចេញយ៉ាងដូចកែបចឹងហើយជើងហ្នឹងក៏ងងដៃហ្នឹងចេញមកតែខ្លួនអត់ឆេះទៀតខ្លួនអត់ឆេះវានៅតែហឹមឈឺហ្នឹងណា ខ្មៅរោហ្នឹងទៅ បន្ទាប់មកយើងក៏ចាប់ដើមអាជើងធូគាត់ហ្នឹងទាំងធ្វើមិនយប់ហ្នឹងទាំងដើរណាដាក់ជើងធូឲ្យដាក់អាផេះហ្នឹងចូលទៅមកស្ទុះក្រោយបាញ់អស់បាញ់ប្រេងទៅឆេះតាមតាណាទៅ តែដាក់ជើងធូដាក់អស់មិនអត់យល់ ដាក់ជើងធូយើងជើងធូគាត់ ជើងធូពេលគេហែសពគេកាន់ណាបង បូជាទៅទាំងជើងធូហ្នឹងបោះជើងធូចូលភ្លើង សុំជើងធូគាត់សុំទៅជើងធូបងអើយខ្ញុំសុំជើងធូនេះបូជាបងឯងអញ្ចឹងសុំឲ្យឆេះតាមសម្រួលទៅបងកុំអញ្ចឹងទៀតព្រោះអីខ្ញុំត្រូវបន្តបណ្ដាទៅមុខទៀតអញ្ចឹងណាអញ្ចឹងក៏យើងបាចូលទៅវាឆេះធម្មតាឆេះទៅ អូផាអាហ្នឹងសពអត់អស់ចិត្តឬក៏មិន ខ្ញុំអាហ្នឹងអត់ដឹងដែរតែគាត់ថាបទពិសោធន៍ដែលខ្ញុំត្រូវបូជាសពពិបាកគឺសពចងកនឹងម្ដងហើយសពគ្រោះថ្នាក់ចរាចរណ៍ អូខេយកអ្នកនរគ្នាអ្វីដែលអ្នកនរគ្នាកំពុងស្ដាប់ហ្នឹងគ្រាន់តែជា intro ឯងអត់ទេនិយាយមែនតើណាអានេះគ្រាន់តែឲ្យគាត់ចែកម្លែកពីការងាររបស់គាត់មិនតិចទេអានេះក៏អត់តន់ចូលសាច់រឿងដែលគាត់ធៀមនឹងមកចែកម្លែកអ្នកនរគ្នាទេសូមពេលអ្នកនរគ្នាទៅចូល subscribe ទៅលើ channel ស្មាស៊ីតាម្នាក់មួយសិនចាំស្ដាប់បន្តបាទអូខេឥឡូវចូលទៅសាច់រឿងដែលបងបានរៀបចំសម្រាប់ចែកម្លែកមកគ្នាយើងហ្មងបងណា បាទថ្ងៃនេះមាន4រឿងបងរឿងទី1នោះគឺវះពុះខ្លួនឯងរឿងទី2នោះគឺខ្ញុំបូជាចំសពតែហោងអត់ក្បាលរឿងទី3នោះគឺខ្ញុំដឹកមកឈូសទៅផ្ទះសពហើយរឿងទី4នោះគឺពឹសស្នូកាមែន តែសុំកាត់តិចបងមិញគ្រាន់តែលើសាច់រឿងទី2មិញស្អីគេខ្មោចតែហោងអត់ក្បាលហ្នឹង បាទ ញាក់សាច់បាត់ហើយមិនបាច់ទៅស្ដាប់ទៅរឿងទេស្ដាប់ចំណងជើងនោះអស់បាត់អូខេតាបងអញ្ជើញ បាទតែមុននឹងលើកសាច់រឿងឡើងនេះគឺខ្ញុំសុំទោសដល់គ្រួសារសពដែលយករឿងបងមកនិយាយអញ្ចឹងតែសូមអភ័យទោសផងដែរភាសាដែលជាការពិតហើយការចែកម្លែកមួយដែលបទពិសោធន៍មួយដែល ចង់ឲ្យទស្សនិកជនយើងបានដឹងបានឮតែប៉ុណ្្នឹងឯងបាទ តែសូមអត់បញ្ចេញភូមិទេតែខ្លាចប៉ះពាល់ដល់គ្រួសារនេះសពផងដែរ ចា បាទតែជួខ្សែហ្នឹងគឺពីអ្នកកូនគាត់រហូតមកដល់ផ្ទះវិញពេលដែលគាត់ជួមកវិញពេលដែលគាត់មកជួខ្សែវិញគាត់ក៏ដេញកូនគាត់ទៅមួយទឹកហើយគាត់ក៏ហូបបាយគាត់ចាប់ដើមហូបបាយហើយកូនគាត់ទៅមួយទឹកនៅបន្ទប់ទឹកហ្នឹងនៅបន្ទប់ទឹកនៅគៀនរោងបាយដែលគាត់នេះហ្នឹងតែគាត់ត្រូវអត្តឃាតខ្លួនឯងហ្នឹងដល់ពេលហើយគាត់ហ្នឹងក៏ដេញកូនទៅមួយទឹកហើយគាត់ហ្នឹងចាប់ដើមធ្វើសកម្មភាពមួយដែលថាវះពោះខ្លួនឯង នៅក្នុងបន្ទប់ទឹកហ្នឹងបង អត់ទេនៅរោងបាយបង បាទនៅរោងបាយ គាត់វះពោះខ្លួនឯងហ្មងវះទងប្រហែលជាថា2ម៉ែត្រប៉ុន្តែវាវងមូលពីទឹកសំទោបងពីទឹកតែជាពីទឹកតែវាវងមូលពោះនេះគាត់ចាប់អាពោះហ្នឹងវះយកអាសាច់ពោះហ្នឹងគាត់ហ្នឹងដាក់មកដុំអាសាច់ពោះដែលគាត់វះសាច់ពោះដែលគាត់វះគឺដាក់មកទុកមកដុំហើយគាត់ចាប់ដើមធ្វើសកម្មភាពគឺទងប្រហែលជាចិត្តមួយអាមកាត់កងកាត់អាកូនក្បត់គាត់ទៅទិញយកមកវិសាហ្នឹងគឺចាប់តេងមកកាត់
មកកាត់ហើយដាក់ក្នុងបកីមកឡាយហើយដាក់កូនបាត់ហ្នឹងគាត់យកអាសាច់ដែលគាត់ត្រូវវះពោះហ្នឹងយកមកបិទខ្លួនឯងបិទកុំឲ្យចេញឈាមយល់ទេបងបាទយកអាសាច់ហ្នឹងយកមកបិទប្រឡោះអាដែលគាត់វះហ្នឹងបិទប្រឡោះដែលគាត់វះហ្នឹងគឺបិទហ្នឹងហ្មងបិទហ្នឹងហើយគាត់ដើរទៅមុខផ្ទះគាត់ស្រែកថាហាអញខ្លាំងអញ្ចឹងណាដល់ហើយមីងមួយគាត់ស៊ីកតូលេខគាត់ឈ្មោះមីរ៉ាតែគាត់ស្លាប់បាត់ហើយសុំទោសផងគាត់ស្លាប់បាត់ហើយហើយគាត់ហ្នឹងគាត់ត្រូវមកស៊ីកតូលេខហ្នឹងនៅផ្ទះហ្នឹងហ្មងចាបាទនៅផ្ទះហ្នឹងហ្មងស៊ីកតូលេខហ្នឹងគឺគាត់មកដល់គាត់ត្រូវសួរអេអត់ឯងពួកឯងថៃហ្នឹងឈាមហ្នឹងតែហើយគាត់ហ្នឹងក៏មើលអាវគាត់ចេះលាត់អាវនឹងមើលចេះអាវមើលហើយគាត់អត់មាននិយាយអីដែរគាត់ហាអញខ្លាំងអញ្ចឹងណាហើយមីងហ្នឹងដែលគាត់ឃើញហ្នឹងប្រភ័យហ្មងខ្លាំងហ្មងអូអត់កើតទេលេងចេញឈាមតាមពុះហើយមានដើមវះខ្លួនឯងដល់ហើយគាត់ក៏ទៅប្រាប់ប្រពន្ធគាត់ទៅប្រពន្ធគាត់ថាទៅមកពីស្រែមិញហូបបាយមិញហើយហ្នឹងមិនទៅកើតឡើងអញ្ចឹងហើយដល់កូនគាត់ឆោលឲ្យចេញពីបន្ទប់ទឹកមកឃើញលាត់ពុះមកឪគាត់មើលហ្នឹងលាត់ពុះឪគាត់មើលស្រាប់តែឃើញដើមវះមែនដើមវះហើយនាំលឿឆោលឲ្យពេញភូមិហើយគាត់ចាប់ដៃចាប់ជើងគាត់ហ្នឹងដាក់ទៅលើអាតេះយកទៅពេទ្យចាបាទចាប់អាតេះប៉ុន្តែសម័យមុនគឺជំនាន់មុនគឺអាតេះយើងគឺមិនបានអាតេះធំទេអាតេះទូចទេអាតេះអូសអើយនេះយោអូចេកអូអីនេះយោបងអាតេះល្មអាអូហ៊ុញចេះហ្នឹងបាទអាតេះហ្នឹងបងដឹកអាតេះហ្នឹងហើយតែឡានពេទ្យហ្នឹងគាត់គឺអវល់ហើយគាត់ដឹកអ្នកជំងឺផ្សេងអញ្ចឹងណាដល់ពេលហើយចាំឡានពេទ្យនឹងពេកគាត់ដឹកយកអាតេះហ្នឹងដាក់សពដឹកហ្នឹងហ្មងដល់ពេលដឹកហើយយកទៅដល់វត្តហ្នឹងគឺអត់ស្រែកអីទេគាត់ស្រែកពីផ្ទះទៅហើយហ្នឹងធាក់ដៃធាក់ជើងថាញ់ខ្លាំងមិនណាធ្វើបានអញខ្លាំងមិនណាធ្វើបានទេស្រែកទៅដល់វត្តទៅដល់ខ្លងវាវត្តចាប់ដើមចូលក្នុងវត្តភ្លឹបគឺគាត់ឆ្ងាត់ឈឹងហើយដៃគាត់អោមទ្រូងចេះដៃគាត់អោមទ្រូងអញ្ចឹងហើយកូនគាត់តែជុំហើយប្រពន្ធគាត់គាត់តែជុំថាជួយផងមករឿងនឹងកាត់ឡើងជួយផងមករឿងកាត់ឡើងអញ្ចឹងដល់ពេលហើយយើងក៏រុញទៅទៀតហើយខ្ញុំហ្នឹងនៅស្ទើដែរបងតែបានពេញកំឡោះណានៅរឿងស្ទើដែរហ្នឹងអញ្ចឹងគាត់ចង់ដឹងរឿងក៏តាមទៅមើលពីក្រោយហ្នឹងទៅរហូតដល់មន្ទីរពេទ្យបង្អែកស្រុកហ្នឹងទៅដល់ហ្នឹងគឺមានខ្ទមអ្នកតាមួយគឺនៅពីមុខហ្នឹងដើមពេទ្យនេះដើម7ទឹកពីនៅពីមុខហ្នឹងគេណាបងហ្នឹងបាទដល់ពេលហើយគឺឈប់សពនៅហ្នឹងឈប់ទុកអាដែលគាត់ត្រូវវះពុះហ្នឹងគឺទុកនៅហ្នឹងហ្មងអត់ឲ្យយកទៅប្រពេទ្យដឹងថាសពហ្នឹងវះពុះខ្លួនឯងព្រោះគេតេមកថាឲ្យយកមកដឹកសពហ្នឹងហ៎បងតែពេលដែលតេទៅហ្នឹងគឺគាត់ពូហ្នឹងក៏អត់តាមបានបាត់បង់ជីវិតទេនៅស្រែកបងថានៅស្រែកខ្លាំងមិនណាធ្វើបានតែយើងដឹងហើយថាគាត់ដឹងតែអត់រស់ហើយបាទយើងដឹងប្រកាសពវៀនចេញបាត់អស់ពវៀនហ្នឹងគឺនៅក្នុងបកីហ្នឹងទៀតអូយពវៀនសំទោសពវៀនហ្នឹងគឺមិនដូចពវៀនជ្រុកពវៀនគោយើងទេប៉ុនក៏ដៃឡើងលឿងហ្មងជាប់ខ្លាញ់ឡើងលឿងជាប់ឈាមឡើងនេះហ្មងតែឃើញទៅពូសវល់ថាឃើញទៅពិបាកនិយាយហ្មងទស្សនភាពហ្នឹងគឺម្នាក់ជួនកាលខ្លះគឺខ្យល់គោក៏ចូលដល់ខ្យល់គោហ្មងបាទចូលដល់ខ្យល់ជួយម្ដាយគាត់ដែលត្រូវនេះហ្នឹងគាត់គាត់ណាលឺថាកូនវះពុះខ្លួនឯងហើយដើរចូលក្នុងរោងបាយយកអាកវិតហ្នឹងគឺឃើញបកីហ្នឹងហ្មងឃើញក្នុងបកីពវៀនគាត់បកីគឺគាត់ឃើញខ្យល់សន្លប់ហ្មងបានកូនប្រុសគាត់មួយហ្នឹងដែលស្មារតីតែរឹងមាំតែថាទៅទិសជួដីមួយគាត់ហ្នឹងគាត់គ្រាគាត់ចាប់ឪគាត់ហ្នឹងយកដាក់តេះយកទៅពេទ្យហ្នឹងហ្មងគាត់ទៅដល់ពេទ្យហ្នឹងគឺអត់ទេតែអត់ខំទេបងវះពវៀនកាត់កង់ហើយបាត់ហ្នឹងបាទរហូតទៅដល់ផ្ទះវិញគឺធម្មតាសពតៃហោងគឺគេអត់នេះទេអត់យកទេអត់បូជាទេគេចូលផ្ទះប៉ុន្តែគេអត់ទុកបូជាដល់ស្អែកឬក៏ទុក2-3ថ្ងៃអត់ទេបូជាភ្លាមបាទគឺបូជាភ្លាមហ្មងគឺយកមកដល់ទីហ្នឹងម៉ោងហើយខ្ទង់6ជាង6យប់បាទលុបហ្នឹងបងដល់ហើយយើងចាប់ដើមតឡើងមេនតឡើងអីចឹងទៅប៉ុន្តែសំទោសមេនហ្នឹងគឺមិនក្រុមខ្ញុំទេគាត់ថាខ្ញុំនៅស្ទើរទេមេនហ្នឹងគឺអ្នកថកណាភូមិហ្នឹងហ្មងគេចាប់ដើមបូជាមេនហ្នឹងបូជាសពហ្នឹងដល់ពេលហើយធម្មតាក្មេងយើងចង់ដឹងចង់ឃើញចង់ឮយើងនឹងអង្គុយមើលហ្នឹងហ្មងនឹងអង្គុយមើលដល់គេចប់អង្គុយមើលដល់គេបូជាហើយចង់អស់ហើយយាយខ្ញុំក៏តាមដែរគេតាមអត់ឲ្យនៅទេតែសពហ្នឹងគឺសពតៃហោងដែលថាម៉ាត់តែយើងចូលវះពុះខ្លួនឯងអញ្ចឹងក៏អត់ឲ្យមើលទេហើយយើងបូជាសពបន្ទាប់ពីបូជាចប់ហើយចន្លងបាន2ថ្ងៃ7ថ្ងៃគាត់7ថ្ងៃគេអត់ធ្វើធំទេគេធ្វើទូយកសង្កទានមកផឹកទេហ្នឹងហើយបាទគឺលងហ្មងចាប់ដើមហ្មងយាយខ្ញុំគាត់នៅលើផ្ទះតែជំនាន់នោះគឺអត់មានភ្លើងណាតចូលដល់ឥឡូវដូចឥឡូវទេនៅផាភ្លើងនេះយើងហ៎បងតគៀងភ្លើងតគៀងយើងម៉ាំងសុងអាប៉ុណ្ណនេះដាក់ប្រេងកាតបាទគាត់ដាក់បតោកនៅពីមុខផ្ទះហ្នឹងមួយហើយគាត់ក៏ចាប់ដើមបាច់ផេះពីមុខនៅមុខផ្ទះហ្នឹងបាច់ផេះកាលណាបើសិនជាសពហ្នឹងឬក៏បើសិនជាខ្មោចហ្នឹងលងមែនគឺដើមជើងមានដើមជើងបាទមានដើមជើងនៅជាន់លើផេះហ្នឹងហ្មងអញ្ចឹងគាត់រាយនៅពីមុខហ្នឹងចេះរាយនៅពីមុខហ្នឹងខ្ទង់ហើយជាមកច្រកចូលបាទ2ម៉ែត្រហ្នឹងគឺខ្ញុំក៏ចាប់អារម្មណ៍ដែរហើយខ្ញុំសួរយើងថាយាយមិនក៏រាយ
ឲ្យសពហ្នឹងអញ្ចឹងថ្ងៃនេះក្មេងកុំដឹងកុំចង់ដឹងខ្លាចខ្ញុំខ្លាចតែខ្ញុំចង់ដឹងដល់ពេលហើយសាតាខ្ទង់ប្រហែលជាម៉ោងចន្លោះម៉ោង10ជាងហើយខែភ្លឺស្ទង់ខែភ្លឺខ្ទង់ប្រហែលជា5 6កើតស្ទង់ទេខែភ្លឺហ្នឹងដល់ស្កាយកោះមកហ្មងស្កាយកោះពីជើងមកកោះលូហ្មងលូខ្លាំងហ្មងឬក៏មិនលូថាមិនលូអីនៅមួយកន្លែងហ្នឹងគឺលូដេញគ្នាហ្មងបងលូដេញពីជើងមកដេញមកបងហ្មងលូបាទដូចឃើញអីឲ្យលូបដាគ្នាដាក់វេនគ្នាហ្នឹងលូថាអត់ទេថាខាងបងឯងទៅលូដល់ពេលខាងបងឯងលូហើយគឺតមកខាងខ្ញុំម្ដងលូហើយបានទៅបងបងចឹងលូបដិញនេះហៅហ្នឹងហើយយើងចឹងចាំស្ទង់មើលបងថាប៉ុណ្ណឹងថាចោលឬក៏ខ្មោចឯងគាត់ចាំស្ទង់មើលខ្លាចពេលហ្នឹងចោលវាឆ្លៀតអាកាសហ៎គាត់នៅចាំអង្គុយមើលគឺគាត់ឃើញហ្មងឃើញច្បាស់នឹងភ្នែកគាត់ហ្មងគាត់ថាឃើញខ្មោចហ្នឹងអត់មកហៀងខ្លួនហ្មងឃើញថាមកហៀងខ្លួនទេមកហៀងខ្លួនយើងពីនេះទៅចេះអត់មកហៀងខ្លួនប៉ុន្តែជើងមានទាំងអស់ត្រឹមជង្គង់អត់មានមកអត់មានត្រឹមជង្គង់អត់ជើងទេអត់ជើងពាក់កណ្ដាលនេះទៅក្រោមហ្នឹងគឺអត់មានជើងទេហ្នឹងវាត្រឹមជង្គង់ហ្នឹងឡើងលើហើយពេលដែលគាត់ផឹកដុំឡើងតែគាត់ត្រូវមើលហ្នឹងគឺអាដាមផេះហ្នឹងគឺដូចខ្ញុំជើងឆ្កែអញ្ចឹងនៅលើផេះហ្នឹងដូចខ្ញុំជើងឆ្កែហ្នឹងគឺចប់ចេះចប់ចប់ដូចជើងឆ្កែប៉ុន្តែមិនមែនជើងឆ្កែវាជើងឆ្កែយើងស្គាល់ច្បាស់មកថាមានម្រាមអីចឹងទៅតែអានោះចប់អានោះចប់ហ្មងគឺចប់ហ្នឹងគឺមិនមានតែមួយគឺដូចមកជួទៅចេះអញ្ចឹងទៅហើយឆ្លងទៅមកជួទៀតទៅដាមហ្នឹងហ្មងបងតាមជើងហ្នឹងហើយបន្តមកទៀតយប់ហ្នឹងទៀតអ្នកស្រុកអ្នកភូមិគេធ្វើទីម៉ងហ្មងធ្វើទីម៉ងចុះជំនាន់ហ្នឹងគឺអបិយជំនឿខ្លាំងមកគេជឿខ្លាំងថាទីម៉ងប៉ុន្តែអ្នកស្រុកអ្នកភូមិបានដឹងឮថាគាត់លងវិញភូមិហើយទៅបាទគាត់ដឹងហើយគាត់ដឹងគេដឹងគ្រប់គ្នាបាទអញ្ចឹងគឺយើងចាប់ដើមធ្វើទីម៉ងការពារកុំឲ្យចង្អាយវាចូលផ្ទះទី1កុំឲ្យចង្អាយចូលផ្ទះទី2វាការពារអាខ្មោចហ្នឹងកុំឲ្យលងការពារអញ្ចឹងបងដល់ពេលហើយយើងធ្វើទីម៉ងធ្វើអីហើយអញ្ចឹងហើយថាធំខ្ញុំហ្នឹងគាត់ហូបស្រាគាត់អ្នកហូបស្រាតែជំនាន់នោះគឺស្រាថ្នាំខ្លា11ខ្ញុំចាំណាខ្លា11មកកាយតែ200ទេ200លុយខ្មែរយើងហ្នឹង200ទៅ300ទេគាត់ហូបមុននឹងគាត់ហូបហ្នឹងគឺគាត់ថាទេអើយតែចាំមើលយប់ហ្នឹងដឹងអាឡងខ្លាំងគាត់ដឹងបងថាយប់ហ្នឹងដឹងតែអាឡងខ្លាំងហើយតែលើកទី1ប៉ុណ្ណឹងហើយគឺយប់ទី2គឺកាន់អាឡងខ្លាំងហ្មងគាត់ហូបស្រាហើយសាប់តែហូបហើយគាត់ជីកង់មកដល់កន្លែងមុខផ្ទះទីម៉ងគេធ្វើមានកវ៉ាត់ខ្លះមានកវ៉ាត់ខ្លះមានដបងចាំបានមិនកវ៉ាត់មែនតេនេះគេថាកវ៉ាត់សបនិមិត្តកវ៉ាត់គេកាត់ធ្វើស្នោងធ្វើកវ៉ាត់មកដល់ហ្នឹងសាប់តែមកដល់ហ្នឹងទីម៉ងហ្នឹងវាយក្បាលគាត់សាប់មកដល់ហ្នឹងទីម៉ងវាយក្បាលគាត់ប៉ាំងវាយក្បាលប៉ាំងគាត់ឈប់គាត់មើលអាណាគេវាយក្បាលឡើងគាត់មើលឆ្វេងមើលស្ដាំហើយគាត់អត់ដោះចិត្តទេអត់ដោះចិត្តគាត់ដើរមកក្រោយវិញគាត់ដើរម្ដងទៀតអាកទីម៉ងកលេចបងងាកហ្មងបាទអាកទីម៉ងហ្នឹងគឺកលេចមកចេះកលេចមកចឹងហើយគាត់អត់នៅចាំយូរគាត់វាយទីម៉ងខ្លាំងហ្មងវាយម៉ាត់យោរហូតដល់ហើមដៃខ្លួនឯងដូចគាត់និយាយមុនផឹកមែនណាបាទគាត់ថាយប់ទី1ប៉ុណ្ណឹងហើយគឺយប់ទី2គឺកាន់តែខ្លាំងទៀតបាទដល់ពេលហើយវាយហើយគាត់ទៅផ្ទះរហូតដល់យប់ទី3គឺខ្លាំងមែនតើហ្មងចាក់ទឹកពីងបាទចាក់ទឹកពីងអានេះស្រុកអ្នកភូមិហ្នឹងគឺមិនមែនថាចាក់ទឹកមែនតើទេរហូតដល់ម៉ោង12យប់ហ្នឹងគឺឆ្កែវាលូវាអីចឹងទៅវាព្រុសឲ្យធម្មតាណាបងរហូតដល់71ឆ្លង71គឺចាប់ដើមមករំតាមផ្ទះតាមអីគឺគេដុតភ្នក់អីគឺមានអារឿងហេតុហ្នឹងទៀតគឺគេដុតភ្នក់តាមផ្ទះហើយមកភូមិគឺគេដុតទាំងអស់មានចង្វើមានអីគេដុតនៅគោធ្វើម៉េចឲ្យបានមកយប់ទៅភ្លឺឲ្យវានេះអញ្ចឹងណាបាទខ្លះទៀតគេគោខ្លះទៀតគេដាក់ខ្ជុងធ្វើម៉េចឲ្យវាងើកពេលហើយយើងធម្មតាយើងមិនតន់ដេកទេយើងនៅចាំមើលចុះកាឡូចោលលួចចូលលួចរបស់ទ្របអញ្ចឹងណាហើយចាំមើលអ៊ំនៅគៀនផ្ទះខ្ញុំគាត់ថាអានេះសលេងចាក់ទឹកពីងតែដល់ពេលទៅមើលទឹកពីងអត់មានសើមទេអញ្ចឹងណាគេណាចាក់ថាអ៊ំឯងចេះតែមានបងចេះតែបន្លាចអើយក្មេងអាក្មេងអត់ជឿអត់អីអញ្ចឹងណាខ្លាចអញ្ចឹងណាដើរតែចាក់ទឹកពីងហ្នឹងដល់អើយខាងមេភូមិយើងហ្នឹងក៏ដើរសែកហ្មងថាកុំបិទភ្លើងតាមផ្ទះអស់កុំបិទភ្លើងសូមបើកភ្លើងឲ្យមកយប់ទៅភ្លឺបើកភ្លើងបាទសំណពររបស់មេភូមិបាទថាហើយកុំបើកភ្លើងកុំបិទភ្លើងអញ្ចឹងណាយើងបើកភ្លើងឲ្យវាភ្លឺមកយប់ទៅភ្លឺអញ្ចឹងណាហើយអាងើកផ្ទះដែលយើងនៅត្រូវនៅមុខផ្ទះហ្នឹងគឺត្រូវឲ្យវាឆេះមកយប់ទៅភ្លឺដែរកុំឲ្យរលត់សោះអញ្ចឹងកាលណាបើសិនជារលត់ទៅធម្មតាយើងចាស់បុរាណដែលគាត់ជឿជំនឿនឹងខ្លាំងថាអាមនុស្សខ្លាចភ្លើងខ្លាចអីចឹងទៅគាត់ជឿជំនឿនឹងខ្លាំងខ្លាចគាត់ចូលវះពវៀននឹងខ្លាចចូលដល់ផ្ទះគាត់អញ្ចឹងគឺគាត់ចាប់ដើមដុតភ្លើងនឹងមកយប់ទៅភ្លឺចាបាទ
និសាយើងទី1បង បាទហើយខ្ញុំចង់សួរបន្ថែមបន្តិចកន្លែងពេលដែលដឹកទៅមុនដំបូងកម្រងថាដឹកទៅពេទ្យបងហ៎ បាទ តែដល់ពេលពេទ្យគេប្រាប់មកវិញថាមិនបាច់យកមកអញ្ចឹងទៅ យើងថាចិត្តទៅដល់ហើយពេទ្យហ្នឹងថាមិនបាច់ទេបើយកមកទេអត់ឃើញទេបើអត់ពវៀនបាត់ហើយហ្នឹង អត់មានអីតទេ បាទអត់ពវៀនបាត់ហើយថាស្លាប់បាត់ហើយហ្នឹងអត់ស្លាប់បាត់ស្លាប់មែន អានេះមកខ្យល់គាត់ទេនៅមានខាងមកខ្យល់ក៏គ្រួសារដឹកអាតេសហ្នឹងយកទៅវត្ត បាទស្លាប់មែន ចឹង ខ្ញុំសុំបន្ថែមចុងក្រោយតិចភ្លេចថាចុងក្រោយតិចគឺអ្នកស្រុកអ្នកភូមិហ្នឹងគឺគាត់ធ្វើពិធីមួយដែលថាដេញចង្អៃ បាទធ្វើមិនទៅ ដេញចង្អៃហ្នឹងមិនគេធ្វើរោងនៅកណ្ដាលភូមិហ្នឹងគឺមុនលោកចូលរួមសូត្រមន្តបាច់ទឹកបាច់អីចឹងណាបង បាទ ដើម្បីឲ្យអ្នកស្រុកអ្នកភូមិហ្នឹងអ្នកខ្លះគេកាត់ធៀងថ្នោតអាធៀងថ្នោតយើងហ្នឹង ចា ធ្វើជាដាវវាយនេះចឹងធ្វើជាដាវហើយខ្លះទៀតយកអាកម៉ូបឆ្នាំងហ្នឹងយកមកគោះបាទ គួរដេញចឹងហ៎ បាទគួរដេញញ៉ៃហូតពីចុងភូមិពីជើងទៅបងពីដងទៅជើងចឹងទៅឬក៏ពីលិចទៅកើតចឹងទៅយើងដេញតាមបែបបត់ចឹងណាបងខ្លះក៏ដេញខ្លះក៏គោះខ្លះក៏វាយព្រៃហ្នឹងហើយចេញចឹងណាវាយព្រៃចឹងទៅដល់ពេលរហូតដល់ចុងភូមិយើងចាប់ដើមដុតប្រជួយ ផ្អើលមក បាទដុតប្រជួយផ្អើហ្មងហើយលោកដែលត្រូវដែលព្រះអង្គដែលត្រូវសូត្រមុនហ្នឹងគឺគាត់មកបាទទឹកមុននេះកន្លែងហ្នឹងបដិញ្ញចេញទៅមកតាំងពីហ្នឹងមក ក៏លែងអី បា ទៅ ទមានសេចក្តីសុខមក ហ្នឹងហើយដោយសារមុនហ្នឹងយើងរៀងសពេចសពិលអាដំបងពេលដឹកទៅពេទ្យជាមួយនឹងដឹកទៅវត្តបន្តិច ចា ខ្ញុំសុំសួរបងឯងបញ្ជាក់ទៅឲ្យគ្នាយើងគាត់ស្រួលស្ដាប់ដែរដូចកន្លែងដែលតមកយើងដឹកគាត់ទៅពេទ្យអត់ទទួលក៏យើងដឹកមកវត្តយកតែម្ដង បាទអត់ទេយើងយកមកកាត់អស់វត្តតាមវត្តអដែលផ្លូវអដែលហ្នឹង ផ្លូវមួយគ្នាហ្នឹង បាទផ្លូវអដែលហ្នឹងតែគាត់ស្លាប់បាត់ហើយ តែគាត់ស្លាប់នៅក្នុងវត្តឬក៏ក្រៅវត្ត ស្លាប់នៅក្រៅវត្ត ក្រៅវត្តតែដៃគាត់ទៅអញ្ចឹងហ៎ បាទដៃគាត់ទៅអញ្ចឹងហ្មងហើយទៅដល់ពេទ្យហ្នឹងពេទ្យថាស្លាប់បាត់ហើយ អញ្ចឹងពវៀនគាត់ហ្នឹងយើងបូជាជាមួយនឹង ពវៀនហ្នឹងគឺយើងដាក់ចូលក្នុងពួកគាត់វិញ ដាក់ចូលវិញហ៎ បាទដាក់ចូលអាពវៀនដែលគាត់កង់ហ្នឹងគឺដាក់ចូលក្នុងពួកគាត់វិញ បាទ បូជាទៅមួយគ្នាហើយក៏បាត់ហ្នឹងក៏ដាក់ចូលមួយគ្នាដែរប ូជាទាំង បាទ បាត់ ហើយពេលហ្នឹងល្បីមែនព័ត៌មានហ្នឹងសូម្បីតែជនជាតិបារាំងក៏គាត់មកថតដែរចុះកាសែតដែរ តែនេះហ៎បងមកពីអីគាត់មកណាគុំឬក៏យ៉ាងម៉េចមានដឹងហេតុផលខ្លះហ្នឹងមានមូលហេតុ បាទតាមខ្ញុំដឹងដែលខ្ញុំនៅត្រូវហ្នឹងគឺលោកអាចារ្យគាត់ថាប្រមាថចិញ្ចឹមចូល គេដែលនិយាយតនេះថាបើមកតែយកចូល អ្នកខ្លះទៀតគាត់ថាខុសគ្រូខុសអីខុសមាត់ខុសកអញ្ចឹងពេលដែលគាត់ទៅជួស្រែអញ្ចឹងហ៎បង អត់ដឹងប៉ះដបងអ្នកណាអ្នកណី បាទអញ្ចឹងទៅគេនិយាយផ្សេងនេះប៉ុន្តែអ្វីដែលខ្ញុំស្ដាប់ឮហ្នឹងគឺលោកអាចារ្យគាត់ថាប្រមាថទៅយកចូលតែថាមានវះពោះខ្លួនឯងអញ្ចឹងគឺនឹងសាហាវដែល ដោយសារ មនុស្សតែហ៊ាននៅវះពោះខ្លួនឯងហ្នឹង តើធ្វើមិនរួចទេបើថាអូខេស្លាប់ខ្លួនអីអញ្ចឹងអូខេតែបើថាស្លាប់ខ្លួនដោយជ្រើសរើសវះពោះខ្លួនឯងកាត់ពវៀនដូចមិនដែលលឺទេ បាទ ឥឡូវសាក់តែខំដាតខ្លួនឯងមិនហ៊ានទៅខំឲ្យខ្លាំងហងមានអារម្មណ៍ឈឺ តើមានអីអុកមកមកដល់អីទៅអូខេ ហ្នឹងហើយ បាទសាហាវមែនពេលហ្នឹងល្បី ខ្ញុំស្ដាប់រឿងគាត់ហើយមានអារម្មណ៍ថា ប្រហោងពោះ ពេលដែលខ្ញុំខចូលនិយាយហ្នឹងមានអារម្មណ៍ថាពេលដែលខ្ញុំនិយាយហ្នឹងគឺអស់លេងហើយ ប្រហោងដែរខ្លាចដែរ អស់លេងហើយនៅម្នាក់ឯងទៀតនិយាយហ្នឹង ហ្នឹងហើយ តែពីរអ្នកសម្លេងងាត់យំ ចង្កាត់ពេលខ្លះក៏មានឆ្កែព្រុសឲ្យដែរបាទអូខេអ្នកនរគ្នានេះតង់ទី1លេងអ្នកនរគ្នាប៉ុណ្ណឹងនៅមានតង់ទី2តង់ទី3តង់ទី4ទៀតអញ្ចឹងយើងតចូលទៅតង់ទី2របស់យើងតែម្ដងបាទ តង់ទី2នោះគឺខ្ញុំបូជាចំសពតែហោងអត់ក្បាលដែលគាត់គ្រោះថ្នាក់ចរាចរណ៍បាទខ្ញុំនៅចាំបាននៅឆ្នាំ2022ហើយថ្មីនេះដែរ អូថ្មីនេះដែរ បាទថ្មីនេះខាងខេត្តតាកែវតែខ្ញុំអត់សូមបញ្ចេញសុកទេដោយសារតែខ្លាចប៉ះពាល់ទៅដល់គ្រួសារសព បាទ ថ្ងៃមួយនោះគឺខ្ញុំបូជាសពតែមាន3ក្រុមខ្ញុំគឺមាន3មានទី1នោះគឺបូជាចំទៅខេត្តតាកែវ ចា បាទទៅខេត្តតាកែវមានទី2នោះគឺខាងកំពង់ស្ពឺហើយមានទី3នោះគឺខាងកពតទៅខាងកពតអញ្ចឹងទៅមានដែលខ្ញុំត្រូវបូជាគឺសពហ្នឹងតែម្ដងពេលដែរហើយខ្ញុំបើកឡានទៅដល់ផ្ទះសពដោយសារតែសភាពផ្ទះសពហ្នឹងគឺចង្អៀតខ្លាំងអញ្ចឹងហើយលើក៏មានស្រកាប់ដែរអញ្ចឹងពេលដែលយើងធ្វើហ្នឹងយើងបានប្រាប់ដើមបុណ្យដែរថាបើសិនជាខ្ញុំធ្វើនៅកន្លែងហ្នឹងគឺខ្ញុំរៀបមានបានតែមួយកណាត់ទេ ចា អញ្ចឹងមួយកណាត់ទៀតគឺខ្ញុំអត់ធ្វើដោយសារខ្លាចប៉ះពាល់ដល់អាយុជីវិតដែរព្រោះឆក់បងស្រកាប់ឆក់ បាទ អញ្ចឹងខ្ញុំមិនហ៊ានធ្វើដល់ពេលហើយគាត់ក៏ថាបើធ្វើអត់អស់អញ្ចឹងសូមបញ្ចុះតម្លៃអីអត់ទេខ្ញុំអត់ព្រមមកអីបងបញ្ចុះតម្លៃមិនកាត់អញ្ចឹងបងឯងបើថាចង់បានពេញលេញគឺបងឯងរកកន្លែងទីតាំងថ្មីដែលខ្ញុំត្រូវរៀបពេញលេញហ្នឹងមកហើយគាត់ក៏ចង្អុលថាទួលបូជាសពបុរាណបាទទួលបូជាសពបុរាណនៅ គេ ជាតិហ្នឹង គេនិយាយឈ្មោះហ្នឹងហ្មង បាទគេនិយាយឈ្មោះទួលបូជាសពបុរាណដែលបូជាសពបុរាណដែលថាអ្នកស្រុកអ្នកភូមិហ្នឹងគេត្រូវមានអ្នកស្លាប់អ្នកអីហ្នឹងគេត្រូវមកបូជានៅលើទួលហ្នឹងតែម្ដង បាទ បាទដល់ពេលហើយខ្ញុំថាបានអីបានប៉ុន្តែគាត់ថាសូមរាយខ្សែភ្លើងទៅដល់មេហ្នឹងផង បាទ រាយខ្សែភ្លើងសូមភ្លឺអញ្ចឹងណាហើយខ្ញុំពេលនោះក៏
មិនបានតែចាប់អារម្មណ៍ថារឿងទួលហ្នឹងត្រូវបូជាសពច្រើនបែបណាគឺខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងទេដល់ពេលហើយយើងក៏ចាប់ដើមតឡើងមេនតឡើងអីមកអញ្ចឹងទៅធម្មតាបងយើងមិនតានិយាយកន្លែងនេះត្រូវវាថ្ងៃហើយម៉ោងខ្ទង់10ជាងហើយ ចា បានម៉ោងខ្ទង់10ជាងហើយកន្លែងហ្នឹងគឺក៏វាមិនបានស្អាតអីដែរគឺនៅផ្ទះព្រៃទៀតអញ្ចឹងរហូតដល់ម៉ោង12យប់ម៉ោង12ថ្ងៃសំទោសម៉ោង12ថ្ងៃអញ្ចឹងយើងចាប់ដើមធ្វើអីកន្លែងទៅធ្វើហើយតឡើងមេនអីហើយយើងក៏ទៅមូទឹកសម្អាតខ្លួនទៅផ្ទះសពហ្នឹងគឺយើងមូទឹកហើយឲ្យហូបបាយហូបអីយើងចង់រឿងដេកតែរឿងដេកហ្នឹងគឺអីមិនថាទៅដេកក្រោមដើមឈើដេកអីគឺយើងដេកនៅក្រោមមេនតែម្ដង មិនចឹង យើងទលាមទ្របក្រុមអ្នកដើមមេនគឺអត់ដេកក្រៅ ត្រូវគេនៅយាមមេន បាទ យើង ដេកនៅក្រោមមេនតែម្ដង ចា មិនចឹងអាហ្នឹងត្រៀមដោយសារ ទី1បើសិនយើងដេកនៅក្រៅបើសិនតែមានខ្យល់មានអីទៅយើងអត់តន់ទេអញ្ចឹងយើងដេកក្រោមមេនយើងអាចចេញភ្លាមបានដើម្បីទៅយឹតខ្សែយឹតអីចងអញ្ចឹងណាបងតែបើយើងដេកបាទតែយើង ដើម្បី ដេ សុ ក ខភាពសព បាទបើសិនជាយើងដេកទៅថាយើងធ្វើមេននៅខាងនេះ ចា តែយើងទៅដេកនៅក្រៅមេន1គីឡូដីបាននៅមិនកើតបង ដូចទុកមេនចោល បាទ ស្មា អ អត់ ញ្ចឹ មាន ង អ្នកយាមអីចឹង យើងជាប្រពៃទីមួយឬក៏ជាទម្លាប់មួយដែលពួកមានដែលគាត់ត្រូវឡើងមេនហើយគឺគាត់ត្រូវដេកនៅក្រោមមេនតែម្ដងទាំងខ្ញុំដែរខ្ញុំក៏ដេកនៅក្រោមមេនដែរជួនកាលដេកនៅគៀនសព ក្តៅហីបងពេលនៅក្រោមមេនចឹង អត់ក្តៅទេបងអត់ក្តៅគឺយើងដេកអញ្ចឹងទៅមិនឡនៅត្រឹមនេះទេហើយខ្ញុំចង់រឹងនៅត្រឹមនេះនៅដេកនៅគៀនឡហ្នឹងតែម្ដងប៉ុន្តែយើងមានវាំងដូនបាំង អូ វាំងដូនបាំង ចា ហើយវាំងកុំឲ្យកម្ដៅនឹងវាជះមក ចា យើងដេកនឹងងឹងយើងដេកថាដូចកំសាន្តមើលសពអញ្ចឹងដេកលើអញ្ចឹងដេកមើលសពហ្នឹងទៅអារៃណាថាមិនឆេះទៅយើងដាក់អូសថែមទៅអញ្ចឹងដាក់អូសថែមទៅយើងធម្មតាយើងដេក យើងដាក់វេនគ្នាដែរ អត់ដាក់មេនទេអត់ដាក់វេនទេបងអ្នកណាមើលអ្នកហ្នឹងពេលក្មេងយើងគាត់ទៅហ៊ានទេ ចា បាទស្អីចូលអ្នកដើមមេនគឺចាស់តែខ្ញុំទេហៅពីហ្នឹងគឺអាយុត្រឹម15ឆ្នាំ14 13ឆ្នាំ ព្រោះនៅតាមតំបន់ស្រុកភូមិអញ្ចឹងយើងក្មេងៗគាត់ចាប់ដើមចេញរកលុយបដាហើយ បាទទៅបានដែរក៏ទៅបានថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងណា បាទ ឆ្លៀត ឆ្លៀតអូខេ បាទដល់ពេលហើយយើងចាប់ដើមតឡើងមានតឡើងអីហើយក៏មួយទឹកមួយអីហើយយើងទៅយើងក៏ដេកនៅក្រោមមាននៅចាំតែលោកអាចារ្យហែសពឡើងមេទេ បាទ បាទយើងក៏ចាប់ដើមរៀបចំមកកន្លែងកលក្តាមឈូ ចាចា គេថាគេហៅថាជើងកោកលក្តាមឈូហ្នឹងយើងរៀបចំអាហ្នឹងហើយយើងដាក់ដែកពីរដាក់ដែកចេះដាក់ដែកយើងហាជាខ្ទង់1ម៉ែត្រហ្នឹងគឺយើងដាក់កលខាងនេះមួយដើម្បីធំឈូហ្នឹងពីធំឈូហ្នឹងម្ដងដល់ពេលហើយលោកអាចារ្យបងប្អូនខាងមានរៀបចំឥឡូវទីនេះលោកអាចារ្យគាត់ហៅសពឡើងអញ្ចឹងណាអញ្ចឹងយើងក៏ពីរៀបចំកជ្រួចរៀបចំមេនរៀបចំអីរៀបចំកន្លែងមើលដើរមើលកន្លងចតពេញជុំមើលកន្លែងណាថាត្រូវបាក់ក្តារកន្លែងណាត្រូវឆ្លៀតដែកហ្នឹងវាឆ្លៀតពីខ្ញាយពីគ្នាយើងត្រូវបំពេញកន្លែងហ្នឹងហ្មង ចា ទៅមកដល់ពេលដែលហែសពទៅខ្លាចប៉ះពាល់បាក់មេនឬក៏បាក់ក្តារទៅក្រោមអញ្ចឹងណាពេលនោះលោកអាចារ្យហ្នឹងក៏គាត់ធ្វើកិច្ចធ្វើអីហើយអញ្ចឹងទៅគាត់ក៏ត្រូវហែសពហើយចង្ងាយតែផ្ទះសពហ្នឹងគឺឆ្ងាយពីមេនដែរហើយចិត្ត1គីឡូដីដែរបងតែកន្លែងទួលដែរត្រូវគេបូជាសមគឺឆ្ងាយដែរតែពេលហើយយើងគាត់ក៏ធ្វើកិច្ចធ្វើអីហើយគាត់ក៏ត្រូវហែសពហ្នឹងមកវិញហែសពហ្នឹងកន្លងពេញជុំមេនហ្នឹងហើយដល់ពេលហើយចៃដនអីអាសត្វដែលគាត់ចំសត្វឆ្កែបង ចាចា សត្វឆ្កែហ្នឹងគឺគាត់លក្ខណៈថាដឹងម្ចាស់ស្លាប់ហ្នឹងហ្មងប៉ុន្តែគាត់អត់ទៅណាទេគាត់នៅហែមួយក្តាមឈូសហ្នឹងហ្មងចឹងថាយើងក្តាមឈូសយើងមិនហែពាត់ពេញជុំមេនបាទពេញជុំមេនអញ្ចឹងយើងត្រូវហែឡើងលើមេនហ្នឹងទៅប៉ុន្តែមិនឈួតឡើងទេឈួតឡើងលើមេនទេតែគ្រួសារដែលសាច់ញាតិដែលសពហ្នឹងគឺត្រូវឡើងលើមេនហ្នឹងហ្មង ចា ឡើងហែតែឈូសគឺយើងត្រូវអត់ហែអត់នេះទេដឹងថាម្ចាស់ស្លាប់ហើយគឺគាត់របៀបថាគាត់ដើរកន្លង តាមប្រកិតសព បាទ ហ្មង តាមប្រកាសឲ្យមានអារម្មណ៍ថាគាត់បកកតុយគាត់ដឹងគាត់បកកតុយសាច់អញ្ចឹងតួម្ចាស់អញ្ចឹង ចា តាមកន្លងសពហ្នឹងហ្មងតាមកន្លងសពហើយដល់ពេលហើយយើងក៏លើកមកឈូសហ្នឹងដាក់ទៅលើមេនហ្នឹងលើកទៅលើមេនហ្នឹងដល់ពេលហើយយើងក៏ចាប់ដើមរៀបចំរៀបអីហើយតភ្លើងតអីលើមេនអញ្ចឹងណាតភ្លើងតអីហើយទៅស្កែហ្នឹងគឺអត់ទៅណាទេអត់ទៅណាគឺនៅយាមមុខមេនហ្នឹងដែរម្ដងនេះកន្លែងហុកថតគាត់ហ្នឹងគឺខ្ញុំទៅចាំតែមើលស្កែហ្នឹងដោយសារអីនៅកន្លែងមកហុកថតហ្នឹងគឺមានមន់ឆ្ងោនឹងក្បាលជ្រូកអញ្ចឹងគេសារខ្ញុំភ័យថាខ្លាចទៅពេលដែលស្កែហ្នឹងពំទៅគេចោទថាមានអ្នកយក ចា បាទអញ្ចឹងខ្ញុំចាំមើលហ្មងចាំមើលហើយគ្នាខ្ញុំមួយទៀតក៏ចាប់ដើមរៀបឡអីអញ្ចឹងណាបងរៀបឡដាក់អុសដាក់អីអញ្ចឹងដាក់ឆ្អើដូចឆ្អើអាំងថៃអញ្ចឹងយើងសូកអាដៃឆ្អើហ្នឹងទៅក្នុងឡហ្នឹងសូកហើយយើងចាប់ដើមផ្គងអុសចេះដើម្បីឲ្យវាអណ្ដាតភ្លើងហ្នឹងវាចូលនៅក្នុងអុសហ្នឹងគឺវាឆាប់ឆេះ ចា យើងក៏ចាប់ដើមផ្គងចាប់ដើមអីអញ្ចឹងទៅខ្ញុំណែទៅចាំមើលស្កែហ្នឹងផងអាដីនៅគៀនហ្នឹងគឺយើងត្រូវកាប់បិទឡហ្នឹងតែកាប់បិទឡដែលយើងត្រូវតម្លាក់សពចុះក្រោមមកយើងត្រូវកាប់បិទឡថាតែដោយសារអីខាងសាច់ញាតិគេហ្នឹងគឺអត់អស់ចិត្ត
ត់អស់ចិត្តទេអត់ចិត្តគាត់ទុកឲ្យសពនឹងមកយប់ទៀត សុំទុកមកយប់ទៀត សុំទុកមកយប់ទៀតសពនឹងគាត់ស្លាប់ថ្ងៃអាទិត្យពេលល្ងាច ចុះសភាពសពមិនដែលបងឯងបានមើល សភាពសពគឺអត់ក្បាលទេបងដាច់ក្បាល បាត់ក្បាលហ្មង បាទឡានកិនបាច់ អូឡានកិន ឡានកិនដាច់ក្បាលក្មេង ចង់ ស្ទី ប ល ងជាតែខ្លួនទេ បាទដូចជាតែខ្លួននេះ អូយ គឺនៅតែខ្លួនគាត់នឹងហើយយើងក៏មិនបានតាធម្មតាយើងអ្នកមានគឺមិនបានទៅឆៃឆេអីសពអីទៅបើសាអីសពអាក្រក់ទៀត ចា អូយ ដាច់ក្បាលប៉ិតមក ប៉ិត ត្រឹមកន អញ្ចឹងចុះអាលីអីខួអីគេដាក់មកដុំ គេដាក់នៅលើធុងគាត់ អូយ ដាក់នៅលើធុងគាត់ដាក់ដៃលើធុង អាលីដែលស្បែកបណៃអញ្ចឹង ខួជាប់សក់ជាប់អីបែបហ្នឹងបងគឺដាក់នៅលើធុង ដាក់នៅលើធុងទៅអស់ បាទដាក់នៅលើធុងហ្នឹងហើយជួនណាអត់ក្បាលបងអាក្រក់មើលបងសុំទោសអាក្រក់មើលបងអត់លេង អូយទទួលយកបានទេគ្រាន់សម័យក៏ទទួលយកបាន ដា ដែរ ច់ត្រឹមអាចត្រឹមកងទៅឡើងលើបងអត់មក មិញគាត់និយាយរឿងពវៀនខ្ញុំអស់ពោះឥឡូវនិយាយរឿងក្បាលស្រួល លេងមានដងហើមបាត់ បាទ អត់ទេឥឡូវខ្ញុំសុំកាត់តិចសិនអ្នកនរគ្នាដោយសារអេផ isode នេះរឿងសាហាវពេកអញ្ចឹងបើសិនជាអ្នកនរគ្នាកំពុងនៅម្នាក់ឯងឬក៏ខ្លាចខ្លាំងខ្ញុំកុំតន់ស្ដាប់ចាំពេលទៅធ្វើការ office ពេលព្រឹកអីចាំស្ដាប់កុំស្ដាប់ពេលយប់អីជាពិសេសអ្នកស្ដាប់ premium live នៅពេលយប់នេះដោយសារវគ្គនេះសាហាវពេកអញ្ចឹងចាំពេលព្រឹកចាំស្ដាប់ណាអត់ចង់ឲ្យអ្នកនរគ្នាខ្លាចពេកគេងអត់លក់ ចា តោះអញ្ជើញតហ្មង ដល់ពេលហើយយើងត្រូវរៀបទម្លាក់សពខាងដើមបុនគេអត់អស់ចិត្ត បាទ ហើយណាមួយទៀតបងប្អូនគាត់នៅស្រុកក្រៅអ ចា ញ្ចឹងគេចង់មកចូលរួមផ្ទាល់តែម្ដងគេ ចាចា នៅតន់នៅសពអញ្ចឹងណាហើយសពនោះគឺធម្មតាគ្រោះអ្នកចរាចរណ៍គឺអស់ឈាមហើយបង បាទ អញ្ចឹងវាហើមហើយ អត់ឈាមហើម បាទវាហើមហើយ ចំណាយណា អូយ ហើមគឺលក្ខណៈថាវាចង់បែបខ្លាំងហើយ បាទឆាប់ក្លិននិយាយទៅឆាប់ក្លិន ចង់បែបខ្លាំងហើយហើយពួកខ្ញុំខាងមាននេះគាត់ថាបងអត់កើតទេស្អែកថ្ងៃគៀ អូ គេតំណមបង តំណមថ្ងៃ ថ្ងៃគៀបាទបងអត់កើតទេបងថ្ងៃគៀអូនអត់កើតមិនអូនគ្រួសារគាត់នៅស្រុកក្រៅគាត់នៅចាំចូលរួមមកតែបងខ្ញុំខាងមានគឺខ្ញុំដើរសអស់ហើយបងសពថ្ងៃគៀហើយដល់មួយតៃហោងអត់ក្បាលទៀតគឺសាហាវ ចុះគាត់គ្រួសារគាត់មានភាសាមួយតាអាចារ្យ គាត់ភាសាមកតាអាចារ្យតាអាចារ្យគាត់ថាអត់អីនិយាយមួយអ្នកមានតែបើសិននិយាយមួយអ្នកមានទៅតាអញ្ចឹងខ្ញុំគាត់ថាអត់អីអញ្ចឹងតាមតាណាអញ្ចឹងគាត់ទុកសពនឹងមកយប់ហើយផ្ទះបុនសពហ្នឹងគឺចង្ងាយពីមេហ្នឹងជិត1គីឡូដីហើយពួកខ្ញុំអ្នកមេហ្នឹងតែថាយើងចេញ3រោងបងអ្នកដែលត្រូវបូជាថ្ងៃហ្នឹងគឺយើងត្រូវបូជាទៅដកម្នាក់2នាក់ទៅបូជានៅកន្លែងផ្សេង ចាំមកគ្នាយើងខើច បាទខើធ្វើតែ4នាក់ទេបងមិន1ធ្វើ4នាក់អញ្ចឹងដក2នាក់នៅសល់2នាក់នៅសល់ខ្ញុំហើយនៅបងអូនមួយទៀតដល់បងអូនទៀតយប់ខ្ទង់ប្រហែលជាម៉ោង8ម៉ោង9អូនស្រីដែលត្រូវជាបងអូនសពហ្នឹងគាត់មកយំហ្នឹងមុខថតហ្នឹងបងថាបងអញទៅចោលបងអូនឯងបងមកវិញមកតែហៅអញ្ចឹងទៀត អូ ខ្ញុំថាចេះថាបងខ្ញុំនៅតែ2នាក់ឯងបងមិនថាអត់ខ្លាចទេខ្លាចដែរតែបងអញសុំកុំនិយាយអញ្ចឹង ចា ព្រោះសពនេះគឺបូជាថ្ងៃអង្គារគឺសាហាវបងសពតែហោងអត់ក្បាលទៀត តែគ្រាន់យើងអត់ហ៊ាននិយាយចំអញ្ចឹងទេ បាទខ្ញុំអត់ហ៊ាននិយាយទេតែថាតែបងខ្ញុំក៏ហាមនឹងថាបងកុំនិយាយតែនិយាយ គ្រួសារគេអត់សម័យចិត្ត អត់គេអន់ចិត្ត គេខឹង ថាអត់និយាយមិនកើតព្រោះតែបើសិនជាមានបញ្ហាអីទៅគេបន្ទុកខាងមានយើងអត់ប្រាប់គេមុនអញ្ចឹងណាបង បាទ អញ្ចឹងខ្ញុំថាបងកុំហៅអញ្ចឹងបងគ្នាខ្ញុំដល់2នាក់ណារហូតដល់ម៉ោង11យប់អាលោកខ្មោចបងអាលោកខ្មោចមកគូហៅទុំលើក្តារមកឈូសហ្នឹងហ្មង សត្វស្លាប់យើងត្រូវ បាទអាលោកខ្មោចមកគូវាបំបងមិនបងវាបូលអាលោកខ្មោចបូលយប់បងឯងគិតទៅមើលខ្ញុំនៅតែ2នាក់មិនថារឿងអីព្រឹកស្អឹងខ្នងអាបូលយប់ហើយអាអោតយំទៀត អូត សត្វអោត ទីតុយមែន អត់ទេមើលអាអោតហ្នឹងចាស់ពីដើមអាអោតយំហ្នឹងគឺទឹកឡើងទឹកលង បាទទឹកឡើង បាទទឹកឡើង ចាំសាប់អូតសាក់មិន អ៊ូតសត្វអ៊ូតនឹងយំដល់ពេលហើយយំហ្នឹងគឺមិនមែនយំតែមួយទេទម្លាប់សត្វអ៊ូតនឹងយំគឺតគ្នាពី1រហូតដល់10ហ្នឹងឲ្យតែមានវានៅចិត្តគ្នាតែលឺសលេងវាយំហ្នឹងគឺវាយំតគ្នាបាទវាយំតគ្នា ដូចឆ្កែព្រូដែរ ហើយអាលោកខ្មោចដែលវាបោហ្នឹងវានៅក្នុងព្រៃហ្នឹងដឹងមកចាបងក៏វាមិនមែនបោតែមួយដែរគឺវាបោតគ្នាតែម្ដង ចា បាទវាបោតគ្នាពេលដែលវាបោហើយអាមកគូងគឺវាហៅទុំមកក្តាមឈូសហ្នឹងហ្មង អូ វាទៅហៅទុំមកក្តាមឈូសខ្ញុំពីដាក់បងខ្ញុំថាជុំអាយ៉ាលេងអាលោកខ្មោចទុំមកក្តាមឈូសតែខ្ញុំក៏តែទៅមេខ្ញុំថាមេសុំថែម្នាក់ទៀតដូរវេនឲ្យយាម តុបលេងជាប់ បាទទៅលេងជាប់ហើយដូរវេនឲ្យយាមបន្ទាប់ពីយើងយាមហើយចន្លោះម៉ោង12កន្លះ
ឆ្កែដែលគាត់ឆ្លាញ់បាទអាឆ្កែដែលតាមម្ចាស់ហ្នឹងគឺវាទទួលចាស់វាហ្មង អូយ នៅមុខថតហ្នឹងគឺបកកតុយ អូ បកកតុយវិចចឹងណា វាដូចលេងហ្មង បាទវាលេងឲ្យអាជើងពីមុខវាហ្នឹងគឺកេះចេះ អូយ ខ្ញុំតាចេះថាបងអើយបើថានៅតែលេងចឹងទៀតគឺខ្ញុំអត់ចោលមេនហើយគឺបកកតុយហ្នឹងក្រាមដងបកកតុយពុះបែបអូនខ្ញុំអាមួយអើយដែលថាត្រូវយើងមួយខ្ញុំវាដេកនឹងងឹងហ៎គេថាបងឲ្យបិទអាកណាត់មេនហ្នឹងទៅបិទអាកណាត់មេនទៅខ្ញុំអត់ចង់ឃើញទេបិទអាកណាត់មេនខ្ញុំមកស្ទូក្រោយគឺខ្ញុំថាហេបើថាលេងអីអាចចូលលេងទៅហ្មងនឹងអង្គុយមើលហ្នឹងហ្មងអង្គុយមើលអាឆ្កែបកកតុយហ្នឹងបកវិចឲ្យវាកន្លងមេនណាបងវាដើរកន្លងមេនដូចហែសពពីថ្ងៃហ្នឹងបាទវាដើរកន្លងបកកតុយបកកន្លងបកកតុយដែរខ្ញុំថាយីហើយចុះមិនទៅណាទៅនៅនឹងធ្វើអីគេដល់ភ័យចាប់ដើមភ័យអាជើងក៏ញ័រអាសក់ក៏បាសទៀតអាសក់បាសជ្រងហ្មងហើយចុះយើងតំដើមមេនដែរបងឯង បាទតំដើមមានហើយដុតខ្មោចបែរជាអេមិនច្រើនដែរហើយប៉ុន្តែគាត់ថាអារម្មណ៍ពេលហ្នឹងគឺលើកទី1ដែលខ្ញុំឃើញលើកទី1ដែលខ្ញុំឃើញតបភ្នែកខ្ញុំថាអូក៏តើហើយលេងមែនតើហើយលេងមែនតើហើយបងខ្ញុំបិទឲ្យបិទកណាត់មេនហ្នឹងគឺខ្ញុំចាប់ដើមមិនថាទៅដេកក្រោមមេនទេយើងទៅឡើងលើមេនហ្នឹងម្ដងទៀតឡើងលើមេនម្ដងទៀតគឺអាធម្មតាយើងមិនមានវាំងណូនបិទអាកន្លែងតសក្បាច់ហ្នឹងបងគឺយើងស្រែកបិទកដានជូរ ចា តែអាវាំងណូនហ្នឹងបិទហ្មងបិទចេញហ្មងបិទចេញកុំឲ្យអាលោកខ្មោចវាមកទៅវាបុកខ្លាច់បុកទៅវាប៉ះទៀនទៅវាធ្លាក់ឆេះកណាត់មាននៅក្រោមអញ្ចឹងខ្ញុំក៏ស្រែកបិទដល់ពេលស្រែកបិទហើយខ្ញុំចាប់ដើមអង្គុយជាក្រោមអង្គុយសម្រួលអារម្មណ៍ថាអីជុំអញថាដូចអត់ស្រួលតែហៅមីមកម្ដងទៀតម្ដងទៀតតែទៅលើកទី2បាទបងឲ្យសុំមកលឿនមកបង សុំបមក បាទមកលឿនមកអញ្ចឹងទៅខ្ញុំក៏ថាបើថាមិនដាច់ចិត្តថាអត់មកក៏អត់ហើយខ្ញុំនៅយាម2នាក់ហ្នឹងក៏បានដែរនៅយាម2នាក់មកយប់ទី1និងយប់ទី1ហ្នឹងគឺគេថាអើយលងដែរតែគាត់ថាវាមិនសូវ ប៉ណ្ណឹងអត់សូវទៀត អត់សូវសម្រាប់ខ្ញុំថាវាខ្លាចណាស់តែថាធ្វើធម្មតាយើងដើមមេនហើយយើងទៅរត់ចោលគេមិនខាតចិត្តចង់រត់តែអានេះឃើញថាសពគេនៅលើមេនហើយអត់ក្បាលទៀតហើយយើងរត់មិនកើតបងអត់កើតទេ ប្រហែលម៉ោងមែនហ្មង ដល់ម៉ោង12ជាងបង 12យប់ហ៎ លងតាំងម៉ោង9 9យប់ 9យប់ហ្នឹងបងយប់ទី1ដែលត្រូវបូជាតែអត់ដូរបូជាថ្ងៃគៀស្អែកវិញ ហ្នឹងហើយ បាទដល់ហើយយើងក៏ចាប់ដើមដេកទៅក៏បិទទៅដេកលាក់ខ្លួនដល់ក្នុងកំហែមក្នុងឈូទៀត អូយ ថាសូមដោះកាសតិចបង អូយអត់ទេធុញអាប់បួងអូយអូខេបងយើងត្រឡប់មកវិញដោយសារមិញរៀងចូលទូវិញសម្ពាធ ពួកអោបខ្លាំងហ្មង បាទញ័រដៃ មិញចូលដល់កន្លែងកំហឹមបងកំហឹម លឺសលេងមួយ ចុះបង្ហឹងចឹងហើយខ្ញុំដេកក្នុងមេន2នាក់ចុះគេទៅអស់ហើយបងដល់2នាក់ បាទ ម្នាក់ដេកក្បាលម្នាក់សពម្នាក់ទៀតនៅចុងជើងសព អូខេឆ្ងាយគ្នាទៀត បាទយើងមិនមែនថាដេកចិត្តគ្នាចឹងទេដើម្បីយងមេនឲ្យកុំឲ្យធ្ងន់មកខាងបងអញ្ចឹងយើងត្រូវដេកម្នាក់ទៀតខ្ញុំចុងជើងសពទេតែប្អូនខ្ញុំគឺក្បាលតនេសព ដេកនៅក្រោមមេនហ្នឹងហ្មងចង់ងឹងដេកនៅក្រោមមេនហ្នឹងឲ្យហ៊ានចាញ់ក្រៅសូម្បីតែម៉ាស៊ីនភ្លើងអលត់ក៏ហេតុទៅឆេះដែរ ចឹងមិនល្ងឹតចឹងហ៎ ល្ងឹតសុទ្ធចិត្តល្ងឹតឲ្យតែឲ្យតំបន់អ្នកដែលគាត់ត្រូវកាន់ម៉ាស៊ីនភ្លើងមីក្រូឲ្យគាត់មកតដល់នេះហ្មងបាទដល់ពេលហើយចន្លោះម៉ោងខ្ទង់2ជាងស្មាកបល3មកហ្មងស្មាកបល3ហ្នឹងឡើងលើមេនមកថ្នាក់អីបងមិនមែនឡើងដល់កន្លែងអើយនេះទេដល់កន្លែងដល់សពទេឡើងតែមកថ្នាក់ជាន់ទី1ហ្នឹងស្រាប់តែខ្ញុំឃើញស្មាកបល3ហ្នឹងស្មាកបល3ហ្នឹងគឺចាប់ដើមមើលពីចន្លោះលើតំណាយើងក្តាក់ក្តាមេនណាបង បាទ គឺយើងមើលចេះមើលទៅមានមកប្រឡោះគាត់នេះមួយទុកគាត់មើល បាទ មកប្រឡោះគឺវាដើរឆ្លងកាត់ឆ្លងទៅស្លាប់វាយំហ្មងវាយំមកហឹងហ្មងវាយំអញ្ចឹងខ្ញុំក៏ថាអេមែនតើណាចាមែនតើណាថាជើងក៏ញ័រដៃញ័រអស់លីងហើយ ខ្លាចពេក តែថាអស់លីងហ្មងខ្ញុំថាអស់លីងពីណាបងអូនសូមបងខ្ញុំមកលប់ពួយអាងឹងហ្នឹងចិត្តឈឹងមានចាញ់ក្រៅទេនៅតែខ្ញុំដើរមើលកម្លាំងមេនហ្នឹងដើរមើលដល់ពេលហើយស្រេចវ៉ែវខ្ញុំមកទេងដំដីនៅក្រោមមេនហ្នឹង បាទ គប់ពីក្រោមក្តារវិញអត់គប់ពី គប់បញ្ញា បាទគប់វើឡើងផ្លោះលើអាថ្នាក់ទី2ផ្អើលថ្នាក់ទី2ខ្ញុំចាប់ដើមលូតចេញក្រៅមេនហ្នឹងហ្មងលូតចេញអាពីងងនឹងចេញបឹបឡើងទៅដល់កន្លែងតុងព្រលឹងគាត់ បាទឡើងទៅដល់តុងព្រលឹងគាត់ហ្នឹងខ្ញុំដើរឡើងដេញចេញហ្មងដេញលូតចេញពីហ្នឹងលូតចេញអាពីមេនហ្នឹងឆ្មាងលូតផ្លោះចេញមកពឹបឆ្កែចាប់ដើមលូម៉ោង2កន្លះកោះមកហឹងហ្មងផ្លោះមិនថាអើយចង់ថាទទួលគឺដាច់សញ្ញាពីភូមិ
យើងឆ្ងាយពីភូមិដែរ ដល់ពេលវាលូទៅគឺមិនលូនៅគៀកហ្នឹងទេបងលឺគូលឺហើយ ពីក្នុងភូមិមក ភូមិហ្នឹងប៉ុន្តែលឺលវយលឺខ្លាំង អូ លូហ្មង លូពីក្នុងភូមិមកវិញ បាទលូក្នុងភូមិហើយអើយពូដែលត្រូវកាន់ម៉ាស៊ីនភ្លើងមីក្រូហ្នឹងគាត់ដែលត្រូវតភ្លើងហ្នឹងគឺគាត់មកតខ្ញុំគាត់មកតខ្ញុំមែនតថាអូនឲ្យដឹងប្រវត្តិទួលហ្នឹងឲ្យច្បាស់ អីឆ្លៀតទៀត បាទអូនឲ្យដឹងប្រវត្តិទួលហ្នឹងឲ្យច្បាស់ចាំទៅសាហាវណាស់ទួលហ្នឹងចាំថាទួលហ្នឹងគឺឲ្យសពដែលត្រូវបូជាហើយនៅកន្លែងហ្នឹងគឺគេអត់យកឆ្អឹងទៅគេនៅកប់ហ្នឹង អូ សពចងកសពគូអ្នកចរាចរណ៍គឺគេមកបូជានៅកន្លែងទួលហ្នឹងគឺគេអត់យកឆ្អឹងទៅទេធម្មតាសពដែលបូជាហើយគេយកឆ្អឹងចាក់នៅក្នុងទឹកសុំសុខសុំសុបាយអញ្ចឹងបង បាទ តែនេះអត់ទេគេនៅកប់នៅកន្លែងហ្នឹងហ្មងគេថាគាត់ថាអូនឲ្យដឹងប្រវត្តិទួលហ្នឹងឲ្យច្បាស់ចាំអើយមកធ្វើមែន ធ្វើមែនពីលើហ្នឹង បាទធ្វើមែនពីលើហ្នឹងហើយអ៊ំមួយម្នាក់មួយទៀតគឺដៃគូគាត់ហ្នឹងប៉ុន្តែស្រីទេបាទគាត់ដើរមកមួយគាត់ហ្នឹងមួយទៀតចុចពិលហើយគាត់ក៏កាន់អាខ្សែភ្លើងដែលត្រូវថារាយពូភ្លើងបាទគាត់ឃើញរូបថតហ្នឹងព្រិចភ្នែកហ្មង អូយ រូបថតដែលគាត់ត្រូវថតដែលគាត់ត្រូវរាយខ្សែភ្លើងគាត់ក៏លេទៅរូបថតហ្នឹងទៅរូបថតហ្នឹងយើងមានសុំបងហើយមានដាក់នៅលើណាដាក់នៅក្រោម ដាក់នឹងក្រោម បាទដាក់នៅក្រោមហ្នឹងគឺក្រោមហ្នឹងគឺតែថានិយាយពីដើមថាចាស់មើលឆ្កែខ្លាចវាពណ៌មាន់ណា បាទ វានៅក្រោមហ្នឹងហ្មងវានៅក្រោមហ្នឹងអ៊ំហ្នឹងគាត់ច្រឡឹងមើលចេះអីអញឃើញមិញដូចរូបថតព្រិចចេះអ៊ីអ៊ំឯងកុំនិយាយចឹងលេងខ្ញុំហ្នឹងខ្ញុំមានបានដេកអ៊ំតាំងពីឆ្កែតាំងពីអាលោកខ្មោចមកទាំងអស់ប្រមូលមកទាំងអស់ខ្ញុំមានបានដេកទេបងអ៊ំតែថាអូនអ៊ំថាចង់និយាយតែនិយាយទៅបន្លាចអូនឯងចឹងអ៊ំមិនបាញ់និយាយទេគាត់ឃើញហើយគាត់នាំគ្នាទៅលូតឆ្លើវ អត់ហ៊ាននៅកដយើងទេ ទេពូភ្លើងធម្មតាចិត្ត1គីឡូដីតមកក៏20ពូដែរបង បាទតបានតែ5ពូទេពូភ្លើងតែត្រូវតដល់កន្លែងមេហ្នឹងបងតបានតែ5ពូហើយភ្លើងហ្នឹងគឺភ្លើងរត់ទៀតគឺអត់ប្រើភ្លើងម៉ាស៊ីនទេដោយសារតែវាឆ្ងាយអញ្ចឹងសុំភ្លើងរត់គេដែលនៅជាប់តែផ្ទះទូលហ្នឹងគឺអីតមកហ្នឹងបានបែកតមកអញ្ចឹងហើយតែផ្ទះទូលហ្នឹងគឺគាត់អត់នៅទេម្ចាស់ផ្ទះហ្នឹងគឺគាត់អត់នៅគាត់តេមកអញ្ចឹងអ្នកស្រុកអ្នកភូមិគាត់តេមកទៅគាត់បើកមកផ្ទះហើយគាត់ទៅវិញគាត់ទៅវិញគាត់ដឹងច្បាស់ណាគាត់ដឹងថាកន្លែងហ្នឹងគឺលងខ្លាំងរហូតដល់យប់ទី2ដល់យប់ទី2ហើយ ចឹងរឿងមួយថ្ងៃកើតឡើងមកហ្នឹងតែយប់ទី1សិន យប់ទី1ហ៎បង យប់ដែលម្ចាស់បងប្អូននៃសពដែលគាត់សុំ delay ទៅទុកមួយយប់ទៀត ហ្នឹងដែលវេដែលខ្ញុំចាំថាបូជាសពតែហោងចំថ្ងៃអង្គារអត់ក្បាលទៀត ស្គាល់របស់ប៉ិតណា បាទដល់ហើយយប់ទី2យប់បូជាដែលត្រូវថាយើងត្រូវបូជាបងអញ្ចឹងលោកអាចារ្យមិនហៅអូនគាត់ឲ្យដែលថាអើយពូមីងគាត់បាទអត់ទេពូមីងគាត់ដែលនៅស្រុកក្រៅគាត់មកដល់មិនត្រូវបូជាចាពេលគាត់ប្រមូលមកអញ្ចឹងហើយគាត់ក៏យំថាសុំទៅបានសុខចុះចាគាត់រៀបរាប់ហ្នឹងនៅតានៅរស់ល្អនៅរស់ចេះណាដល់ហើយយើងក៏រៀបចំបូជាហើយខ្ញុំនេះគឺចាប់ដើមធ្វើថ្មីហ្នឹងគឺមាន3សលេងវូបសលេងហ្នឹងគឺបាទសលេងហ្នឹងគឺវាធត់ដល់អ្នកដែលមានជំងឺកាំងបេះដូងហើយនឹងតក់ស្លុតខ្លាំងគឺអាចកាំងបេះដូង ណាព្រោះវាលឺខ្លាំង បាទវាអាចធត់ចឹងថាវាធត់ចិត្តថ្មីយំវូបហ្នឹងហើយបាទដល់ពេលខ្ញុំក៏រៀបចំកន្លែងដែលត្រូវបូជាហ្នឹងគឺយើងធ្វើថ្មីធ្វើដាក់ម៉ាសេវដាក់អីហើយចឹងណាយើងចាប់ដើមឆូតអណ្ដាតបូជាបូអីចឹងយើង ឆូតអីគេ ឆូតអណ្ដាត អីគេ អណ្ដាតអើយថ្មី អូឲ្យលឺសលេងចេញជាសលេងហ្នឹង បាទយើងចាប់ដើមឆូតអណ្ដាតឆូតអីចឹងទៅហើយលោកអាចារ្យគាត់ចាប់ដើមធ្វើកិច្ចកម្មាតូធ្វើកិច្ចដែលត្រូវបូជាសពបែបគាត់ចឹងទៅគាត់ក៏ចាប់ដើមធ្វើបូជារួចតែបូជាហើយបានប្រហែលជាខ្ទង់កន្លះម៉ោងខ្ញុំក៏ទៅមួយទឹកហើយទុកឲ្យប្អូនខ្ញុំនឹងនៅមើលសពហ្នឹងខ្ញុំក៏ទៅមួយទឹកដើម្បីឆ្លាស់គ្នាបើទៅទាំងពីរមិនកើតបងគឺបូជាសពយើង តែពេលហ្នឹងប្រហែលម៉ោងប៉ុន្មានពេលហ្នឹងបានខ្ទង់ម៉ោងបូជាអត់ត្រូវឆ្លងថ្ងៃហងបងដោយសារសភាពសពវាក្លិនហើយខ្ញុំថាអត់ទុកអត់ឆ្លងថ្ងៃកើតទេហើយដល់ទៀតឈូសគឺតាំងលើគឺក្លិនជេរហើយជេរបានឆ្ងាយ ជេរឆ្ងាយអញ្ចឹងគឺក៏អត់យើងបាច់ទៅដល់បូជាឆ្លងថ្ងៃអ៊ំទៅឆ្លងថ្ងៃអីគេទៀតបើយកបិញលេងដល់ហើយឆ្លងថ្ងៃមិនកើតអញ្ចឹងឲ្យគាត់ហូតបូជាម៉ោងខ្ទង់8កន្លះហ្នឹងក៏ខ្ញុំចាប់ដើមបូជាបូឲ្យយើងឲ្យប្អូនខ្ញុំក៏មើលកន្លែងមេនហ្នឹងនៅមើលកន្លែងល្អចាំថែមសាំងថែមប្រេងចាំអីចឹងណាអូអូសចូលហ្នឹងថែមអូសខ្លាចតែវាអត់ឆេះសពហ្នឹងគឺថ្ងៃkiaគឺពិបាកខ្ញុំធ្លាប់ច្រើនអញ្ចឹងខ្ញុំចាំឲ្យវាមើលនៅហ្នឹងហើយខ្ញុំក៏ទៅមួយទឹកឲ្យខ្ញុំផ្លាស់ឲ្យប្អូនខ្ញុំហ្នឹងមើលវាមើលហ្នឹងទៅមួយទឹកវិញម្ដងខ្ញុំមើលម្ដងមួយទឹកហូបបាយឲ្យអញ្ចឹងទៅដល់ពេលឲ្យអ៊ំមួយម្នាក់ស្រីហ្នឹងគាត់ដែលឃើញយប់មិញដែលគាត់ថាឃើញថតពឹកមិញគាត់មកសុំមើលអូនអ៊ីសុំមើលការបូជាសពអូនហ្នឹងមិនអត់ដែរឃើញគាត់អត់ដែរឃើញទេសុំមើលមិនហើយគាត់ក៏
thòng đá dương có chắc là khó ấy không còn là mưa ở đây dương có bạc cái nát chẳng nấu nó mưa hay có bạc lo bạc cái này lo dương miên rồi cho lo cái đẻ môi bắn nè បាទ tục còn nhọc ở châu hay đừng mua tiết kháng trồng chương cứ mình bắn nè đây thử mưa chẳng hạn nè បាទ còn bạc cả trồng chương mưa bạc khoang cối khọ អូយ cối khọ mong mong có tha anh nhặt nơi anh tới rồi anh nhặt nơi đi bỏ lên càng cối khọ chẳng anh nhóm có chưa đây thà ý tâm bồ chia bằng cả là màu gió đó hay là cối mấy cát anh nhóm có tờ mưa nhưng tờ mỡ cứ ở chạy hay bóng rồi chạy cái nào mà chú nó lại cái nào chú nó hỏi cứ ở chạy cứ sọc lăng cối khọ chẳng các bà con cứ con nó mình môi pông thì mang như rồi cái thòm nào về nó co lại pông co đã nhỉ ណ៎ដូចទៅយកមិនសិនចា về nơi sắt thì mỗi pông thì mang là dương thầm khô nó cái đẻ nó hồi say អូ về nơi sắt con nó nắng hay nhóm coi quăng búp bung vợ mày ăn các bà có phía đây cái ta vậy ơi ta sai tia nhỉ អឺ bà ta sai tia nhỉ bố nhâm thọ bố chia sọt ta sai tia ចាចាចា chẳng về làng cùi hay nào mới tiết qua cơn bố chia sọt bố đàn đài chẳng về làng cùi đi kia bắt ra toàn việc nhẹ toàn thà các bà ហ្នឹងហើយគួរឲ្យ mình ខ្លាច bà là mình các bà này vội làng nhóm có vô chơi xây thì mấy nó vô từ hỗn con អូញ៉ៃអង្គុយវិញឲ្យដេកវិញ hỗn nhảy đếch vinh hỗn trong này nè đấy nè lại khẳng xoay con nè អឺ hỗn nhảy con đếch vinh đếch tập về hay vì hiện tôn thì chắc bọn vì hiện tôn ta khỏi gì tới dương có thòm đó ở hiện tôi ở chơi tạm ná sao đó nè បាទ dương ở hỗn thay tí đi ở bên này bản năng mà tôi khỏi với hai cái tông mà mong cả lạc tiền cứ nhom vô bao cái này cái nó nhọc ô châu tiền hay ô nó bị đây bát này បាទ về nhọc ô châu tiền dương có chập đàm tha đốt nơi này anh sân chăm hái mấy má chăm đồ ô nào về mưa với nhá ណែ bà vàng bốc lòng cùi ngọ điện cứ đừng cùi đừng một គួយដដែល bàn cùi bắn chay hay chay đây mà chay đai mà hàng. chay hay chay ở lý nhây chương còn chay này chương chay đá ta chay đặc biệt rồi riềm chương riềm đai giống nè lòng cùi ngọ đọc đi hái nhóm cò vô chơi nó khổ nhưng mà đón tiền ôi nhối đây con mà khá lắm tiền nhưng mà đã lơ chơi này nhưng mà ôi con nó trẻ អុយ អូយ tê nhạ trẻ ngọ nhóm phượt lâu chúng ta vậy phượt chưa phượt vang thà đạp ô nhưng mà tên đại giống sang gần vị đây nó kiến lo đó អឺ làng mong độc ra khơi mong tên nhạ tay ngõ nhóm có hỗn chuyện thà chui chín móc đại giống cứ việc con từ sai tin con ngồi này កងលើអស់ bạn có để con là thằng nữa nhóm hỗn nhớ អឺ chơi xây là nhóm hỗn nhớ អឺ bây giờ hỗn tư hỗn trẻ ta dương hỗn chẳng tới đại giống việc quạt vào trẻ អឺដូចទប់អញ្ចឹង bạn quạt bằng hướng phúc phúc chẳng hạn đại con đi chạy oi phải thôi chạy មាន để việc ngon trẻ អឺ ngon chẳng được vọt vào chẳng quá nhẹ bớt ôn tiền ôn nhưng có lực máu ai mà mơm đó mà anh sẽ đi ai mà mơm đó mà anh sẽ đi vinh anh nhận đâu kìa anh sẽ đi vinh để thấy sao ta mà tôi khỏi tiết ôn nhưng mà ta bong sọc đốt ở chơi sao lót tới rồi chơi mình hồi sang ổ phê như đã thay đi đó đã thay mất đấy té từ mi trong ta bong rồi nè ta thế mà chui mà tí mau ta sọc nó của bạn bố trí ta say tiền hay cứ rồi đốt chơi tiền អឺ chơi ឆែតាមរៀមដៃរៀមជើងតិចតិច រៀមដៃហើយដៃនេះឆែមកខាងទៀតដៃឆែមកខាងត្រឹមនេះទៀត អឺ ចេញសាច់ចេញឆ្អឹងមក បាទ ឆែមកខាងដល់ពេលហើយខ្ញុំក៏ថាឆ្លាប់ហើយសុំឲ្យពួកខ្ញុំនេះបូជាឲ្យបានស្ងប់ទៅ បាទ កុំប្រឡងកុំបន្លាចខ្ញុំទៀតបើសិនជាលោកនៅបន្លាចខ្ញុំទៀតអាចនឹងស្លាប់ឬក៏អាចនឹងឈឺបាត់បង់សតិណាមួយអញ្ចឹងបង បាទ ព្រោះអីអានេះមិនលេងទេបងអើយខ្លាចមែនតើណាមិនលេងទេខ្លាចមែនតើណាអញ្ចឹងមកស្ទុះក្រោយមកលោកអាចារ្យគាត់មកលោកអាចារ្យយោគីគាត់មកថាអូនnàyទៅយកជើងធុកវាក៏ប្រាប់ខ្ញុំយកជើងធុកអីតុងពលឹងវាហ្នឹងយកមកដុតមកខ្ញុំក៏ទៅយកតុងពលឹងមកមែនយកតុងពលឹងគាត់យកមកដុតមែនចាក់ប្រេងចាក់អីចូលទៅរុញចូលឆេះមែនមិនឆេះអត់អស់ទេឆេះតែតុងពលឹងទេឆេះតែតុងពលឹងទេសពនៅទាំងអស់នៅអង្គុយខកនៅទាំងអស់ នៅដដែល បាទនៅអង្គុយដៃនៅឆេះអស់ដល់ពេលហើយខ្ញុំថាអត់កើតទេលើកងឯងបងថានេះមានបល័យមានដាក់ចូលធ្វើមិនឲ្យឆេះអស់ទៅព្រោះខ្ញុំមិនចង់ឈឺដែរហើយ បាទមកយកទៅ បាទចង់ឈឺឲ្យភ្នែកស្លក់ហ្មងបើកលេងចង់រួចហើយប្អូនខ្ញុំនោះវានៅញាក់កត្រននៅក្នុងរង គ្នាខ្លាចតំបាត់ខ្លាចផង ខ្លាចនោមដាក់ខោទៀតបងអើយ អញ្ចឹង នោមដាក់ខោទៀតហ្នឹងជោកនេះមិនចេញទៅនៅញាក់នៅក្រោមងឹងហ្នឹងនៅញាក់ហ្នឹងហើយខ្ញុំនេះជើងក៏ញ័រអីក៏ញ័រដែរថាអើយអើយមានបល័យអីដាក់ឲ្យអត់ អឺ
ដាក់អស់ហ្មងនៅចឹងទៀតខ្ញុំពិបាកបូជាឲ្យមេខ្ញុំអត់នៅបងមេខ្ញុំមកតិចមេខ្ញុំមកគាត់ដឹងរបៀប ចា គាត់ដឹងរបៀបជាងខ្ញុំគាត់ចេះច្រើនជាងខ្ញុំអញ្ចឹងណាគាត់ដឹងរបៀបគឺឆាប់អស់ហើយហើយអាចារ្យចាប់ដើមនិយាយបល័យនិយាយអីបាទជាមួយនឹងស្រាសយើងធម្មតាមិនមែនស្រាសត្រាំឆ្នាំទេស្រាសសុតហ្មង បាទគាត់សូបលៃក្នុងស្រាហ្នឹងគាត់ជះចូល ជះតិចតិចតិចទៅ ជះយកអាឆ្លឹកមានយើងហ្នឹងយកទៅជះចូលទៅជះយូរទៅក៏ឆេះធម្មតាបាទឆេះធម្មតាស្អែកឡើងគឺខ្ញុំចាប់ដើមរើមេនៅអីហើយអញ្ចឹងណារើមេនៅអីហើយអញ្ចឹងទៅហើយក៏ឃើញម្រាមដៃគាត់ហ្នឹងអត់ឆេះហ្នឹងគឺជុលមួយតែថាមកជុលដូចជុលមាសអញ្ចឹងជុលបុរាណណាគឺដូចជាប់នឹងម្រាមដៃហ្នឹង ម្រាមដៃសព បាទម្រាមដៃកលែនៅចាក់នេះជាប់ឡើងនេះនៅឆេះកញ្ចក់ក៏ឆេះដែរតែគាត់ថាឆេះហូរអត់ឆេះខ្លាំងគឺមានមជុលជាប់នៅកន្លែងហ្នឹងហ្មងមជុលខ្ញុំដឹងថាមជុលអីមិនថាជាអាចជាមជុលមាសដែលគេបញ្ចុះ អូគេបញ្ចុះអី គេបញ្ចុះ អូស៊ីអីចឹងទៅ បាទប៉ិនគាត់ស្ទាវឯងគាត់ស្ទាវអាយុខ្ទង់8 9 10អីហ្នឹង បើអាយុប៉ុណ្ណឹងខ្ញុំគិតថាមិនគួរមានរបស់ចឹងនឹងខ្លួនទេតាមមើល បាទខ្ញុំអត់គិតចឹងដែរតែគាត់ថាធ្វើម៉េចវាឃើញហើយយើងក៏ប្រាប់ថាឥឡូវអឺបងម៉ែយកម្រាមដៃហ្នឹងយកទៅដាក់ចូលក្នុងអាកន្លែងខ្ញុំដុតងើបភ្លើងដុតចូលហើយធឹងជើងធុកជើងអីគាត់នឹងដាក់ចូលមិនដឹងថាឆេះឬក៏អត់ដែរខ្ញុំអត់ដឹងដែរខ្ញុំអត់ទេហើយចឹងណាគេនៅមើលតទៅ អត់មានអ្នកនៅមើលគាត់ដាក់ទៅបាច់ប្រេងបាច់អីទៅគឺឆេះហើយប៉ុន្តែមិនដឹងថាឆេះអស់ឬក៏អត់ចឹងណា ចុះដល់បើអាចនៅដល់ចប់កម្មវិធីហើមែនហើអី អត់ទេរើហើយហ្នឹងបងចាំថាយើងរើហើយអស់ហើយយើងត្រូវតម្លាក់ស្អឹងហ្នឹងឲ្យបាទគូសាសពប៉ុន្តែដល់ពេលដែលយើងត្រូវតម្លាក់ហើយយើងឃើញម្រាមដៃគាត់នៅចុងជើងគាត់ហ្នឹងគឺនៅជាប់មកជុលជាប់កញ្ចក់ហ្នឹង ឆេះអត់សក់អស់ បាទឆេះចាំថាម្រាមដៃគឺនៅឃើញច្បាស់ហ្នឹងតែគាត់ថាវាឆេះហូលប៉ុន្តែមកជុលមានគឺឃើញច្បាស់មែនតើជុលមានថ្លៃទូចដូចដៃគូអង្កាមយើងអញ្ចឹង បាទហ្នឹងដូចដៃគូអង្កាមយើងបងដល់ហើយខ្ញុំក៏ឲ្យបូជាលុយហ្នឹងគាត់ដឹងថាអស់ហើយអត់ណាអត់ដឹងដែរខ្ញុំក៏បន្តទៅដំណើរមកហងទៀតទៅនេះជាសាច់រឿងទី2 សាច់រឿងទី2ហើយដល់ពេលទៅគឺអត់មានតាមអីធ្វើបាបអីអត់ទេណា អត់ទេដុតទងភ្លើងអស់ហើយដុតអស់ហើយលើកមុនអត់ដុតទងភ្លើងហ្នឹងហើយ ចាអាហ្នឹងពេលដែលយើងបូជាត្រូវបូជានឹងទងបលឹងទៀត ទងភ្លើងតែទងកពើអត់ទេទងកពើពេលច្រើនលោកអាចារ្យគាត់ដកទុកទៅកិច្ចមកផ្សេងកម្មវិធីផ្សេងទៀតចឹងណា ធ្វើកិច្ចតអញ្ចឹងទៅ បាទតែទងកលឹងគឺអត់យើងអត់ដកទុកបានទេ ត្រូវតែបូជាទៅជាមួយ បាទ ចុះជើងធូកអីហ្នឹងតួចាំបាច់មិនត្រូវដកធ្វើ ចាំបាច់ហ្នឹងគឺដោយសារតែបូជាអត់សោះអត់អីចឹងណាអត់ឆេះអី អត់ឆេះអីបានយើងត្រូវការបូជាទៅជាមួយជើងធូកតែបើឆេះធម្មតាអត់ចាំបាច់ទេ បាទអាហ្នឹងយើងធ្វើកិច្ចធ្វើអីផ្សេងទៀត អូខេអ្នកនរគ្នាដែលកំពុងតែតាមដានទស្សនាកម្មវិធីតុកភ្លឺ background ងឹតនេះគឺជាសាច់រឿងទី2ដែលគាត់បាននិយាយគឺសັບតៃហោងអត់មានក្បាល ចា បាទចំណងជើងគឺខ្ញុំប្រាប់តាំងដំបូងហើយថារន្ធត់ហើយស្ដាប់សាច់រឿងរឹតតែរន្ធត់ អាចដាក់ចំណងជើងមួយទៀតថា2រាត្រីជាមួយនឹងសັບកំបុតក្បាល អូចំណងជើងគេនេះក៏ម្យ៉ាងដែរអូខេ អូយ អ្នកនរគ្នាយល់ឃើញមិនដែរចំពោះសាច់រឿងកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមហើយសូមណែនាំគាត់ភាសាទៀតដែលគាត់គឺជាចាភ្លុកដែលគាត់ជាអ្នកដើមមេនណាបងហ្នឹងហើយគាត់តែងតែខចូលរួមកម្មវិធីខ្មោចមានពិតឬការពិតមានខ្មោចរបស់យើងហើយខ្ញុំយល់ឃើញថាសាច់រឿងរបស់គាត់ល្អពេកបានយើងជាមួយនឹងក្រុមការងារសម្រាប់ចិត្តថាអញ្ជើញគាត់មកតុកភ្លឺ background ងឹតដោយសារម្ដងយើងនិយាយគ្នាតាមទូរស័ព្ទឯងហើយដល់ពេលឥឡូវនេះគឺបានគាត់និយាយផ្ទាល់ចេះគឺរឹតតែល្អជក់ចិត្តហ្មងយ៉ារិនអត់និយាយអីទេ show នេះគឺយ៉ារិនចំហមាត់ស្ដាប់យកតែម្ដង អូយអូខេបងអូយសាច់រឿងទី2តែប៉ុនចង់និយាយថាប៉ុន្តែគេយកទៅរំសាច់រឿងទី3ទៀត ទី3អត់ហ៊ានថាទេចាំស្ដាប់ងអស់គ្នាទៅ ចា បាទ អូខេបងសម្រាប់សាច់រឿងទី3 គឺដឹកមឈូសទៅផ្ទះសព ដឹកមកឈូសទៅផ្ទះសព ម៉ោង 12 យប់ អាចដឹកទៅពេលយប់ហ្មង បាទដឹកទៅពេលយប់ កាត់អីមិនដឹកទៅទាំង12យប់ហ្នឹងបង សពគ្រោះថ្នាក់ចរាចរណ៍ដែរបង ចា អោភ្លាម ភ្លាម អត់ទេដំណើរដើមតងសាច់រឿងហ្នឹងគឺចេះមានអ៊ំស្រីម្នាក់នៅគិនផ្ទះជាប់ខ្ញុំបងតែគាត់នៅចិត្តខ្ញុំ នៅតកែវហ្នឹង បាទនៅស្រុកមួយគ្នាតែគាត់ក៏នៅចិត្តផ្ទះខ្ញុំដែរម្ដង បាទរឿងហ្នឹងប្រហែលជាឡងឆ្នាំណាហ្នឹង ខ្ញុំអត់ទៅចាំដែរប៉ុន្តែដឹងថាចន្លោះឆ្នាំ2012ឬក៏13 អត់ជិត10ឆ្នាំដែរ បាទជិត10ឆ្នាំដែរគាត់ស្លាប់យូរហើយ បាទអញ្ចឹងពេលហ្នឹងមកអត់ទាន់ដើមមានទេ នៅ
cho ta nơi steel đại អូខេអូខេតាមមកចេញណា ដំណើរដើមតោងនៅសាច់រឿងហ្នឹងគឺមានអ៊ំស្រីម្នាក់គឺគាត់ប្រចាំថ្ងៃរបស់គាត់គឺមុននឹងហូបបាយគឺគាត់ហូបស្រាអញ្ចឹងផ្ទះខ្ញុំហ្នឹងគឺផ្ទះដែលលក់ចាប់រយតែថាផ្ទះចិនណាលក់ចាប់រយអញ្ចឹងជារឿយហ្នឹងតែគាត់មកទិញស្រាផ្ទះម៉ែខ្ញុំហ្នឹងមុននឹងហូបបាយគឺគាត់មកដាក់មួយកែវហើយ ចា 200 300អញ្ចឹងណាជំនាន់ហ្នឹងបាទដល់ពេលហើយថ្ងៃមួយបាត់តំណែងគាត់គឺបាត់ពីផ្ទះរហូតដល់3ថ្ងៃបាត់ពីផ្ទះដល់ហើយកូនចៅគាត់ហ្នឹងក៏ដើររថាទៅផ្ទះគ្រូទាយតែអីគេថាគេនាំផ្លូវហើយ ទៅទីគ្រូ បាទទៅទាយគ្រូបាទដល់ហើយគេនាំផ្លូវហើយថាគេនាំផ្លូវហើយគាត់ហ្នឹងគេនាំផ្លូវដើរ2យប់ហើយប៉ុន្តែបាត់3ថ្ងៃហើយបាទ2យប់ហើយដល់ពេលហើយយើងក៏គ្រួសារគាត់ហ្នឹងក៏ដើរអញ្ចឹងណាដើរហើយប៉ូលីសនៅគេផ្ទះខ្ញុំហ្នឹង ចាចា សុំមួយគ្នាអញ្ចឹងណាក៏គាត់ថាទទួលមិនដឹងថាគាត់ហ្នឹងគេបុកស្លាប់ហើយ អូគួរថ្នាក់ចរាចរណ៍ បាទគេបុកស្លាប់ហើយកូនចៅហ្នឹងក៏គាត់ថាអើយអត់ជឿទេគាត់តែមើលផ្ទាល់សិន ចា ខ្លាចមិនម្ដាយគាត់អញ្ចឹងណាដល់ពេលហើយគាត់ក៏តែមើលផ្ទាល់ហ្នឹងមែនម្ដាយគាត់មែនគឺបុកសភាពសពហ្នឹងគឺបាក់ជើងខ្ទេចហើយបាក់ជើងធំគាត់គឺខ្ទមមុខបែកហើយដៃក៏បាក់ជើងបាក់ដាច់អូហ្មងដល់ហើយយើងចាប់ដើមសែងសពតែថាយើងទៅយកសពណាដល់សារតែសភាពគ្រួសារគាត់ខ្វះខាតដែរ ចា អញ្ចឹងយើងក៏យើងរឹងមួយយកទៅសែងសពនៅតាមផ្លូវហ្នឹងយកទៅយើងរឹងហ្នឹងហើយខ្ញុំក៏សុំយាយខ្ញុំដែរថាយាយសុំទៅជួយសែងសពមកវិញសុំគាត់ហ្នឹងមកវិញដល់ពេលហើយខ្ញុំក៏ទៅតែមុននឹងទៅយាយខ្ញុំប្រាប់ថាចេះពេលសែងហ្នឹងកុំនិយាយថាធ្ងន់ ចាចា បាទពេលកំពុងសែងហ្នឹងកុំនិយាយថាធ្ងន់ហើយពេលនោះខ្ញុំចាំប៉ុន្តែដឹងមិនទៅផ្្លាត់មាត់តែនិយាយថាធ្ងន់ ភ្លេចខ្លួន បាទភ្លេចខ្លួនទៅផ្្លាត់មាត់ដល់ពេលយើងក៏សែងពីផ្ទះសពហ្នឹងនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ដែលគាត់ឆ្លក់ហ្នឹងមកដល់ផ្ទះសពវាខ្ទង់ហើយជា3គីឡូដីអញ្ចឹងឆ្ងាយដែរបងបាទ3គីឡូដីហើយយើងសែងតាមផ្លូវជាតិទៅរហូតដាក់ស្នែងអាស័យបងអញ្ចឹងថាយើងចងងឹងចេះងឹងហ្នឹងយើងចងមុខក្រោយចេះហើយអាស័យហ្នឹងគឺយើងដើរបដ ாய் គ្នាចេះមានអ្នកមុខមានអ្នកក្រោយអញ្ចឹងណាបាទយើងដើរទៅអាស័យថ្មីទៀតអាស័យចាស់ហ្នឹងណា ចា ដល់ពេលហើយយើងក៏ចាប់ដើមសែងផ្លាស់គ្នាយើងកំណត់គ្នាថា50ម៉ែត្រឬក៏100ម៉ែត្រយើងផ្លាស់គ្នាម្ដងដល់ពេលហើយខ្ញុំក៏ចាប់ដើមចូលទៅដល់សែងហ្នឹងយើងអាស័យទី1គឺវាមិនសូវហ្មងទេបងយើងអាចនេះថាកម្លាំងនៅពេញអាចសែងទៅបានយ៉ាងច្រើនដែរ បាទ ដល់ពេលហើយយើងក៏សែងទៅទៀតរហូតដល់តង់ទី2យើងឈប់បានប្រហែលជាខ្ទង់3-400ម៉ែត្រគឺយើងឈប់បាន2ដងហើយយើងឈប់បាន2ដងដល់សារទី3គឺខ្ញុំចាប់ដើមចូលឆ្នៃហ្នឹងម្ដងចូលនឹងសែងហើយពេលហ្នឹងដោះអាវទៀតដោះអាវស្លៀកខោកបួយខ្លីហើយបាទអ្នកនៅអង្គកសាំងខាងស្រុកភ័យក្បាលគឺដឹងហេតុការណ៍ហ្នឹងហើយ ចា បាទគឺដឹងហេតុការណ៍ហ្នឹងហើយដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដល់ពេលហើយខ្ញុំក៏ចូលសែងទៅផ្្លាត់មាត់មកបាទអូធ្ងន់ណាស់អូធ្ងន់ម៉េះបាក់អាស័យប៉ោះអាស័យគាត់ដែលត្រូវសែងសំបាក់អាស័យប៉ោះបាក់ប៉ោះខ្ញុំថាផ្្លាត់មាត់បាត់ហើយអ្នកដែលត្រូវសែងសពមកខ្ញុំហ្នឹងថាឲ្យផ្្លាត់មាត់អីគេអត់អីយើងក៏ដូរអាស័យចូលមួយទៀត ចាចា យើងក៏ដូរចូលអាស័យមួយទៀតដូរចូលអាស័យហ្នឹងអាស័យហ្នឹងក៏អាស័យថ្មីដែរបង បាទ អាស័យតំកាប់ដូចគ្នាប៉ុន្តែអាស័យស្រុកយើងធំហ្មង បាទ អញ្ចឹងយើងចាស់ក្រហមរៀងតាន់ដែរ បាទ យើងក៏សែងទៅដល់មុខសែងស្រាប់តាអើយទៅដល់កន្លែងអើយឈប់ហ្នឹងគឺឈប់ពុបឈប់ពុបនេះស្រាប់តាលឺសលេងសក់បាទដូចមិនមែនថាវាថាយើងតម្លាក់ទៅវាធ្ងន់ពេកគឺមិនដឹងណា ចា យើងតម្លាក់អុកពុបបាទអញ្ចឹងគាត់ថាចំស្លាប់លងទៀតតែអ្នកតែសែងហ្នឹងគឺនិយាយលេងអញ្ចឹងណាបង បាទ គាត់និយាយថាខ្ញុំស្លាប់ហើយលងទៀតអញ្ចឹងដល់ពេលដែលយកត្រូវទៅយកដល់ផ្ទះគាត់ធ្វើបន់អញ្ចឹងទៅលោកអាចារ្យគាត់សម្អាតណាតែធ្វើកិច្ចមួយដែលថាត្រូវសម្អាតសពហើយសម្អាតសពទៅមួយទឹកឲ្យសពហ្នឹងដកខ្លួនដកដៃដកជើងអញ្ចឹងណាបងរួចហើយខ្ញុំក៏ទៅដល់កន្លែងហ្នឹងដែរទៅដល់កន្លែងឈោមើលគេឈោអីហ្នឹងក្មេងៗខ្ញុំចង់ដឹងយ៉ាងងាប់ជំនាន់ហ្នឹងខ្ញុំចង់ដឹងគេធ្វើអីខ្លះគឺយើងត្រូវឈោមើលហើយដល់ពេលហើយយើងក៏នៅកន្លែងហ្នឹងទៅហើយលោកអាចារ្យគាត់ថាអូអត់កើតទេទុកអត់កើតទេសពហ្នឹងគឺទុកអត់កើតទេត្រូវទិញមឈូសដាក់ភ្លាមហើយកុំឲ្យឆ្មាវាកន្លងឬក៏អញ្ចឹងណា បាទ ហើយពេលនោះធម្មតារៀងស្ងាត់ដែរបងម៉ោង7ហើយចឹងមិនសូវមានមនុស្សជួយដែរណាខ្ញុំនៅចង់ដឹងចង់លឺអញ្ចឹងណា ចាចា ដល់ពេលហើយតែត្រូវទិញមឈូសសពដាក់សពហ្នឹងនៅខាងអំបញ្ញនិយាយផ្សារបង ចាចា បាញ់និយាយ ពីហ្នឹងទៅប្រហែលប៉ុន្មានម៉ោងបង 2ម៉ោង
nhưng vì năng tới tao phải gì tung mong bơ cả lá ចា bơ cả lá chỉ tới phải gì cả lá máu hay chết đái bông អូខេ bà chết đái xa đúng không dân có tao đó nó mà chú có tiền tao đó nó chú có thì bên nơi đái ba ta là tồi khát tồi chứ khát phải tung ngọc mày mày cái là mày pi ấy nó tồi nhưng chẳng như đã cao thì sọp nó ngon ta sọp nữ cha hiện về nhà chẳng rồi dân nó chăm chiên thơ mà chú nó chăm nó đo mỏng đọp con nói thơm chú con bị nháp đá cái này con bay nè nó còn chặt គាត់វាយ đá ឲ្យព្រាមព្រាម bà có bay ở priêm luôn con nói chú nó ấy chẳng nó bay ở priêm cả tha ôn lực tí mũi đào này mà tình mà chú bị chú bỏ đại phụ thơ áo bỏ đón phụ đà thơ áo gì ở xa ấy thơ nó ngay cứ việc của bà về lông tạm phơi còn vậy chứ bà có tha thơ nó ngay về lông tạm phơi của ấy chú chọp chở này đại cái tê mà bẻ pu tặng pu cùng giấy trắng nên trong mẹ bay nè này hay của anh giấy trắng chọp anh trong bị bay tiệt bồng anh này trong còn giấy trắng haiปุ๊บanh vô lấy hay khát vô lấy thằng anh tại chú tẻ bon để xài khẻ tê xài để chua vô tràn bị vọt bị ai mau trắng không bồng ចាត់ចែងការងារផ្សេង បាទវាទៅយកលេសទៅខ្ញុំនៅសល់2នាក់ហ្នឹងខ្ញុំអ្នកដឹកទៀតពេលដែរគេធ្វើមកឈូហើយនឹងដឹកដល់ពេលដឹកយើងទៅដល់កន្លែងឆ្លងវាវត្តមួយនៅខាងស្រុកវិញច្បាស់តែចេះចោលវត្តមួយទៅដល់ពេលហើយយើងក៏ដឹកហ្នឹងវាជ្រះខ្យល់បងអើយវាជីមិនបានទៅលឿនណាបងជ្រះខ្យល់អញ្ចឹងទៅក៏ឈប់នឹងមកស្ទុះហើយគ្នាខ្ញុំថាអញបញ្ញាប់អើយអញទៅជួយសៃណានោះវានៅមកអ្នកសៃកើតទេខែទេវាធ្ងន់ឆ្នាំងចានច្រើនអញ្ចឹង ចា ថាទៅអីចឹងនៅអញណែឯងថាចាំមានរឿងមិនម៉ាយចាំបាច់ជីងតោមកហើយនៅនឹងសិនហើយប្រាប់អ្នកនៅគេហ្នឹងណាអាអ្នកគេហ្នឹងសិនទៅហើយខ្ញុំក៏ថាវាគ្មានអីទេហើយកុំជឿតាមពូហ្នឹងវាគ្មានអីទេឥឡូវនេះបច្ចុប្បន្នលើមិនណាលងនេះទេមិនចេះនិយាយលងខ្លួនឯងចឹងណាដល់ពេលហើយយើងជិះទៅម៉ូតូខ្ញុំអាគុកបងឯងអាគុកកៅហើយដឹកមកឈូសត្រែងចេះទៀតវាមិនបានទៅលឿនណាអត់បានទៅលឿនទេព្រោះវាបាំងខ្យល់ហ្នឹងហើយ បាទដល់ពេលហើយយើងជិះទៅស្រាប់ឡានកាផ្លេក្រោយគេឈប់ហ្មងគេថាអូនឯងចិត្តលាក់ក្មេង ហី គេបានកញ្ចក់មកគេអូនឯងចិត្តលាក់ក្មេងហើយតង់ពីក្រោយអោបដៃពីក្រោយឲ្យជាប់មកតែលាក់ក្មេងថាពូស្វែងមកពីណាខ្ញុំដកអាជុំទេហ្នឹងចុះក្មេងនៅពីក្រោយច្បាស់ណាពូឃើញច្បាស់ណាអូនឯងចិត្តលាក់ក្មេងយកជើងមកខាងនេះក្មេងហ្នឹង ជិះម៉ូតូមួយបងត្រូវអត់ ដឹកមកឈូហ្នឹងបងបាទពេលខ្ញុំដឹកមកឈូទៅហ្នឹងគឺមិនបានជិះលឿនទេជិះតិចទេប៉ុន្តែឡានមួយទៀតដែលគាត់ឃើញគាត់ខ្លាចលាក់ក្មេង ចា តែមកឈូហ្នឹងគឺវាមានក្មេងទេខ្ញុំទៅម្នាក់ឯងហ្នឹង ចា បាទដល់ពេលហើយគាត់បើកកញ្ចក់ឡានពុបគាត់ថាអូនអាយ៉ាត់លាក់ក្មេងហើយតោងក្មេងជាប់ហីពូខ្ញុំមានក្មេងមកពីណាមកម្នាក់ឯងហ្នឹងដល់ហើយគេថាពូឃើញច្បាស់ក្មេងវិញមើលមានឃើញក្មេងមកពីណាអញ្ចឹងមានខ្មោចលងពូខ្មោចលងមិនខ្ញុំដឹកម្នាក់ឯងផងអញ្ចឹងក៏ខ្ញុំថាឈប់ទៅនឹងពុបឈប់ទៅនឹងខ្ញុំយកតែឈឺនោមសិនហើយជើងញ័រនោមគាត់ចេញហើយ slot បាទនោមអត់ចេញទេហើយជើងក៏ញ័រហើយធុងបុកហើយហ្មងបុកភពនៅនឹងសិនបានម៉ូតូមួយទៀតសុំខ្ចីលេខទូរស័ព្ទគាត់សិនតែអត់ចាំទេលេខទូរស័ព្ទអត់ចាំលេខទូរស័ព្ទ លេខអស់លេង បាទបងដឹងលេខដឹងក្បាលខ្ទួយនៅណាបងដល់ពេលហើយយើងក៏ផ្ដាំគាត់ថាពូព្រោះឯងទៅដល់សារបៃរវាហ្នឹងគឺនេះទៅប្រាប់ចូលកន្លែងខាងកើតកដាសាំងផ្លូវជាប់ហ្នឹងទៅក្នុងហ្នឹងប្រាប់ម្ចាស់ដើមបុនឲ្យគេមកដឹកមកជួផងគឺខ្ញុំដឹកកើតទេដោយសារតែម៉ូតូបាយកង់ទៀត ចា ម៉ូតូបាយកង់យើងក៏ហក់គេអញ្ចឹង ចា យើងក៏ថាម៉ូតូបាយកង់ដឹកកើតទេតែសភាពដើមគឺកង់អត់បាយទេយើងក៏ហក់គេអញ្ចឹងដល់ពេលហើយយើងតទៅទៀតស្រាប់តែអ៊ំមួយហ្នឹងគាត់ដឹងមិនគាត់ថាអូនលាក់ក្មេងយល់ហើយជីអញ្ចឹងឃើញម្ដងទៀត ពីរដង តានិយាយលេងនិយាយមែនហ្នឹងដល់ហើយខ្ញុំថាអត់កើតទេអត់កើតខ្ញុំក៏ទុកម៉ូតូចោលលាក់មឈូសចោលនៅហ្នឹងហ្មងមឈូសហ្នឹងគឺនៅលើផ្លូវហ្នឹងហ្មងម្លាក់ចោលនៅហ្នឹងហើយខ្ញុំទៅហៅគ្នាម៉ាអ្នកទៀតដែលប្រាប់ដើមបុនហ្នឹងឲ្យគេមកដឹកវិញខ្ញុំអត់ដឹកគេមិនលេងដឹកគេមកដឹកអីគេកើតនោមក៏មិនចេញអញធុងក៏វាញ័របាត់ការចងចាំអស់ហើយហ្នឹងប្លង់ភ្លឹកប្លង់នេះហ្មងប្លង់ភ្លឹកហ្មងថាចប់ហើយលេងមែនតើហើយចប់ហើយដល់ពេលហើយម៉ែខ្ញុំថាស្អែកឡើងហើយទៅវត្តស្រោចទឹកចេញហើយតែមិនអញ្ចឹងតាមឲ្យមកលើហើយដល់ពេលហើយបងប្អូនដែលសពតែគាត់ត្រូវយកមឈូសហ្នឹងមក ចា គឺគាត់ទៅយកមឈូសហ្នឹងគាត់ក៏ឃើញម្នាក់ស្រីមួយពោកូនហ្នឹងនៅឈោគៀនមឈូសហ្នឹងហ្មងម្នាក់ស្រីពោកូនតែកូនក្មេងដែលគេថាឃើញគេថាអូនឯងធ្លាក់ក្មេងគឺឃើញពោកូននៅគៀនមឈូសហ្នឹងហ្មងដល់ពេលហើយគាត់ថាម្នាក់ស្រីយាមមឈូសហើយថាយាមមឈូសហើយតែហើយពេលហើយគាត់ឃើញថាអត់ទេមែនយាមមឈូសទេបើលេងឡើងសក់ឡើងកធើងអញ្ចឹងសក់ឡើងកធើងហ្មងសក់គាត់
ដល់ពេលហើយគាត់ហៅសាច់ញាតិគាត់មកទៀតសាច់ញាតិគាត់មកដឹកមកឈូហ្នឹងដឹកហ្នឹងគឺមិនមែនមកតែម្នាក់ឯងលោកអាចារ្យមកទៀត អូ លោកអាចារ្យហើយលោកមួយអង្គមកទៀតមកបបព្រោះភូមិនៅកន្លែងមឈូហ្នឹងបងហើយមឈូហ្នឹងគឺអត់យកទេមឈូហ្នឹងយកទៅដល់តែបុនហ្នឹងគឺវាយចោលហ្មង អញ្ចឹង បាទវាយចោលបងឲ្យអ្នកស្រុកអ្នកភូមិហ្នឹងគេដំឡើងមឈូថ្មីដោយសារតែមឈូហ្នឹងគឺ មានគេសុំតាមផ្លូវ បាទមានគេសុំដូចគេជីតាមផ្លូវអញ្ចឹងណា ចា តាមផ្លូវដល់ពេលហើយខ្ញុំនៅចាំពូមួយដែលគាត់វាយមឈូគាត់ថាអូនអញអត់ដែរធ្វើឲ្យមឈូពេលយប់ឲ្យហែងទេពូវាលងទៅហើយខ្ញុំនៅចាំគាត់បានតែគាត់នៅហូប តែគាត់ដឹងហ្មងជាទម្លាប់ហើយគេឲ្យយកចេញមកឈូសចេញ ពួកគាត់ ធ្វើភ្លាមចេញភ្លាមហី បាទពួកគាត់អ្នកធ្វើមឈូហើយគឺគាត់អ្នកដឹកមឈូហ្នឹងគឺទៅផ្ទះសតទៀត អញ្ អញ្ចឹងគាត់ជួបហេតុការណ៍ហ្នឹងផ្ទាល់មិនតែម្ដងគឺពីរដងគាត់និយាយតែខ្ញុំអត់ជឿដោយសារតែអត់ដែរជួបតែពេលបានជួបម្ដងវាចឹងវា គាត់ពាក្យចាស់យើងអត់ជឿ បាទ ឆ្លាស់ដែរថេង តែហើយយើងក៏លោកអាចារ្យក៏មុនលោកមិនអីសូត្រទៅដឹកមកឈូហ្នឹងអត់ទុកតាមហ្នឹងឯងដោយសារអីវាផ្លូវឆ្ងាត់ហើយមួយទៀតអាផ្លូវដែលគេត្រូវជីទៅវិញទៅមកហ្នឹងគេត្រូវឃើញក្តាមឈូគេខ្លាចដែរ ហ្នឹងហើយ អញ្ចឹងសុកចិត្តដឹកក្តាមឈូទៅដល់ផ្ទះសំហ្នឹងគឺវាយចោល វាយចោលទៅ បាទវាយចោលឲ្យអ្នកភូមិគឺទៅឡើងនៅទាំងយប់ទាំងដងហ្នឹងគឺប៉ុណ្ណឹងបង ចា អឺ ហ្នឹងក៏ចែកម្លែកទៅបងប្អូនដែរព្រោះថារឿងហ្នឹងគឺយើងអត់សូវបានដឹងទេថាគេហាមអត់ឲ្យពេលដែលទៅរកទិញមឈូចឹងទៅមឈូអត់មានគឺត្រូវទៅឡើងថ្មីគឺ បាទ ពេលដែលយកទៅតាក់បុនគឺវាអាចនឹងជួបជាមួយនឹងបញ្ហាអីដូចថាចាស់បុរាណតមកដំណើរគ្នាមកអីចឹងណាបងប្អូនទាំងអស់គ្នាព្រោះថាดิសារឿងនេះផ្លាយមែនតើខ្ញុំមិនដែលស្ដាប់ពីមុនមកទេ ដោយសារអីទេមកឈូពេលយប់គឺបើយើងនិយាយឲ្យចំអមនុស្សច្រើន ចាចា អមនុស្សច្រើនតែយើងដឹកពេលយប់ទៅវាច្រើនតោងទៀម និយាយទៅអត់ឲ្យដឹកពេលយប់ទៀត បាទដឹកពេលយប់យើងដឹកពេលយប់បានលុះត្រាតែមកឈូហ្នឹងគឺដំឡើងហើយស្រាប់យើងធ្វើឲ្យស្រាប់យើងដឹកទៅអត់អីទេប៉ុន្តែបើសិនជាទឹមដំឡើងឈូហ្នឹងគឺពិបាកបន្តិចហើយ ចា ជួបចឹងហើយ អានេះតើថាបងអ្នកនៅក្នុងវិស័យដើមមេនអីចឹងបានរៀងដឹងច្រើនដល់ពេលយើងអ្នកធម្មតាអត់ដែលបានស្ដាប់រឿងចឹង យើងអត់ ទេ ដឹងទេយើងដឹងតែថាគេត្រូវសពត្រូវការមឈូគឺត្រូវទៅទិញមឈូឲ្យថាថ្មីឬក៏ចាស់ឬក៏តម្លើងថ្ងៃហ្នឹងអីគឺត្រូវទៅយកទៅកន្លែងបុនដែរ បាទ តែឥឡូវដែលគេហៅថាក្តាមមកឈូហ្នឹងហៅយប់ហ្នឹងខ្ញុំអត់ហ៊ានដឹកទេមករហូតមកដល់ឥឡូវ រៀងហ្មង បាទចាំស្អែកពេលព្រឹកចាំដឹកអត់បានដែរ ចា តោះតែគេហៅមានហៅអីហ្នឹងគឺយើងមានមួយឈុតក្លែគេអញ្ចឹងណា បាទ ចឹងហើយគឺយើងគេត្រូវការមកឈូភ្លាមអញ្ចឹងតែខ្ញុំអត់ដឹកទេពេលយប់គឺខ្ញុំអត់ដឹកទេ តើមេនចេញទៅដែរបានយកមកជួទៅ បាទទៅមួយគ្នាមួយឈុតហ្មងដោយសារជួបស្លាប់ជួបអញ្ចឹង ចាអូខេអ្នកទាំងអស់គ្នាបានសាប់សាច់រឿងទី3របស់គាត់ហើយនេះគ្រាន់តែជាសាច់រឿងទី3ហើយពួកយើងនៅសល់សាច់រឿងមួយរឿងទៀតដែលសាច់រឿងមួយរឿងទៀតតើតើនឹងអីគេដែរបង ជំនាញនេះពឹសស្នូកាមែន ពឹសស្នូកាមេន បាទពឹសស្នូកាមែនវាដំណើរដើមតូនគឺចេះខ្ញុំបូជាសពនៅខាងខេត្តតកៅដែរតែសុកសំរោង ចា បាទខាងសុកសំរោងហើយពេលនោះគឺយើងបូជាយប់ទេប៉ុន្តែដោយសារតែសពនោះវាមានសភាពយើងហើមហើយដោយសារតែលងទឹក លងទឹក បាទសពលងទឹកអញ្ចឹងវាហើមអញ្ចឹងយើងត្រូវធ្វើមានបញ្ញាតែត្រូវបូជាសពនោះរហូតហើយខ្ញុំបើកទៅដល់ផ្ទះបុនហ្នឹងគឺខ្ទង់ហាក់បាជាម៉ោង2កន្លះថ្ងៃយើងចាប់ដើមសាងសង់មែនតែមុននឹងសាងសង់មែនក៏យើងត្រូវមើលកន្លែងទីហើយកន្លែងណាគួរសមដែរខ្លាចតែធ្វើទៅវាអាចជាប៉ះពាល់ បាទ ប៉ះពាល់ទី1ប៉ះពាល់ចិត្តខាងទី2ប៉ះពាល់ថាមនុស្សផ្សេងអញ្ចឹងកន្លែងគេអញ្ចឹងណាបង បាទ ចា បាទអញ្ចឹងយើងក៏ត្រូវមើលកន្លែងដែរពេលដែលយើងត្រូវធ្វើហ្នឹងរហូតដល់យើងសាងសង់ជាធម្មតាគឺយើងត្រូវការសុំពឹសស្នូកាមានជាមុនសិន ពឹសស្នូកា បាទពឹសស្នូកាមាននោះគឺមានកណាត់សម្ដុំ1ម៉ែត្រ4ជ្រុងឬក៏កន្លះម៉ែត្រ4ជ្រុងដែរគឺមិនឲ្យតែបានកណាត់ស បាទ កណាត់សទៀនអង្គមកកូនចានហើយនឹងបារីម្លូស្លាក៏ផ្លែឈើឬក៏ចេក ចេកក៏បានឬក៏បច្ច័យតិចតួចអញ្ចឹងណាដល់ពេលហើយខ្ញុំចាប់ដើមទៅឡើងមានបានពាក់កដាលមានយើងត្រូវលើកទៅសឡើងហើយសឡើងប៉ុន្តែដោយសារតែកន្លែងហ្នឹងគឺវាខ្ពស់អញ្ចឹងយើងយកហ៊ានអញ្ចឹងយើងទៅសុំពឹសស្នូកាមានពីដើមបុនសិនតែហើយខ្ញុំទៅសុំពឹសស្នូកាថាអ៊ំខ្ញុំសុំពឹសស្នូកាមានដើម្បីទៅឡើងកពូលឲ្យវាខ្ពស់អញ្ចឹងណាហើយដោយសារតែធ្ងន់អញ្ចឹងខ្ញុំអត់ហ៊ានលើកឡើងមុនទេ ខ្ញុំសុំពឹសនៅការមុនសិនដល់ហើយខ្ញុំរៀបប្រាប់គាត់ថាមានកណ្ដាប់សមានមលូប្រៃមលូស្លាអញ្ចឹងណាសាប់តាអ៊ំមួយនៅក្នុងផ្ទះគាត់ស្រែកមកគាត់ថាអីពឹសនៅការមានហើយអញ្ចឹងក៏ច្រើនមែន
ប្រកបវិជាច្រើនដែរដល់ហើយមេខ្ញុំក៏ស្អីថាចេះអ៊ំពឹសស្នោកាមែនណាមិនមែនពឹសស្នោកាម៉ាស៊ីនភ្លើងមីក្រូទេ បាទ មិនមែនម៉ាស៊ីនភ្លើងមីក្រូទេពឹសស្នោកាមែនគឺយើងបូជាសព ចាចា បើសិនជារៀបពឹសការអត់ត្រូវសពនោះក៏ពិបាកបូជាដែរ បាទ អញ្ចឹងយើងនិយាយបញ្យល់គាត់ចឹងវាគ្មានទេគាត់ថាចឹងវាគ្មានទេអញឃើញរៀបមានរៀបអីគេតែប្រកបវិជាចឹងទេគាត់និយាយចឹងដល់ហើយថាឥឡូវអ៊ំឯងអត់ជឿក៏អត់ទេចឹងប៉ុន្តែសំខាន់គឺរៀបឲ្យខ្ញុំសិនមកហើយគាត់ក៏សឹបប្រាប់អ៊ំមួយហ្នឹងថាអើយអត់ដឹងថាថាមិនដែរទេគាត់ថាធ្វើដៃយើងចេះអញ្ចឹងបាទចេះយើងចឹងហើយបើគឺគាត់ថាចឹងអញ្ចឹងគាត់ក៏ដាក់អើយចេកបរិយមលូស្លាអត់មានកណ្ដាស់សឯង បាទ កណ្ដាស់សមានទេទៀនក៏មានដែរអង្គវាមានដែរប៉ុន្តែវាមានតិច ចា បាទបរិយក៏មានដែរដល់ហើយខ្ញុំក៏អត់មកដែរមេខ្ញុំក៏សុកចិត្តទិញដាក់ខ្លួនឯង គេឲ្យប៉ុណ្ណាយើងប្រើប៉ុណ្ណឹងឲ្យទិញតាមខ្លួនឯងទៅ បាទទិញដាក់ខ្លួនឯងយើងទៅទិញអ្វីដែលខ្វះហ្នឹងគឺយើងទិញថែមប៉ុន្តែគាត់ថាវាមិនបានដូចទេព្រោះអីយើងថ្ងៃយើងជ្រែដែរហ្នឹងបង ចាចា អញ្ចឹងរៀងយប់ដែរអញ្ចឹងយើងចាប់ដើមធ្វើមានហើយធ្វើអីហើយយើងក៏ដុតធូបប្រាប់ពឹសស្នោកាហ្នឹងមេខ្ញុំក៏ប្រាប់ណាគាត់ដុតធូបហ្នឹងប្រាប់ថាចេះមួយអញ្ចឹងទៅសុំសនុកសុខស្មាអញ្ចឹងទៅបូជាសពឲ្យឆេះស្រួលកុំឲ្យវា វាកោអីរអារអួល មានអីផ្សេងទៀតអញ្ចឹងណាអញ្ចឹងយើងក៏និយាយពឹសការមានហ្នឹងទៅយើងនិយាយហើយយើងនិយាយបូជាហើយអ៊ំម្នាក់ដែលគាត់និយាយហ្នឹងគាត់មកឌឺដងផ្លែការទៀតណាគាត់ថាមានឌឺអញ្ចឹង អូ ហី មានឌឺអញ្ចឹងដល់ហើយយើងថាអ៊ំឯងចាំមើលយប់ហ្នឹង ចា បាទចាំមើលយប់ហ្នឹងដឹងហើយដឹងគ្នាហើយតែមិនមែនថាដឹងហ្នឹងយើងមិនមែនតែធ្វើអីគាត់ទេ ចា យើងមិនមែនតែថាទៅចូលដល់វាយគាត់ចូលទៅដល់និយាយផ្លែការគាត់ទេអត់ទេថាយើងដឹង ចា ថាគាត់ថាដឹងស្អីមកយកអញតែគឺអាណាឡងអញទេអូគេថាអញ្ចឹងគាត់ថាអញ្ចឹង បាទ មកយកអញគ្មានអាណាឡងអញទេហើយខ្ញុំក៏អត់មាននិយាយអីដែរធម្មតាទៅយើងធ្វើមានចង់អ្នកទាំងងាយអញ្ចឹងណាងាយអញ្ចឹងយើងមិនហ៊ាននិយាយទៅសុកភូមិគេអីទេមិនហ៊ាននិយាយធ្ងន់ធ្ងរអីទេខ្លាចគេធ្វើបាបអញ្ចឹងពេលដែលយើងធ្វើមានហើយអញ្ចឹងដែរខ្ញុំអត់មកទេហើយមេខ្ញុំក៏មកខ្ញុំថាមេខ្ញុំថាទេមកយប់ហ្នឹងដឹងគ្នាហ្នឹងដឹងគ្នាថាបងដឹងគ្នាមិនបើទៅវាយគេហីអត់អត់វាយទេចាំមើលផឹកលំឡើងដឹងមកដុតធុកហើយដល់ហើយយប់ឡើងយើងបូជាសពធម្មតាយើងបូជាសពម៉ោង9 បាទ ប៉ុន្តែដោយសារសភាពសពហ្នឹងគឺហើមហើយដូចខ្ញុំនិយាយខាងដើមគឺសពហ្នឹងហើមហើយអញ្ចឹងយើងដូរមកបូជាម៉ោង7វិញម៉ោង7យប់ហ្នឹងបាទបើយើងបូជាអីហើយអញ្ចឹងទៅហើយអ៊ំម្នាក់មកហ្នឹងគឺគាត់មកកំដរប៉ុនហ្នឹងម្ដងគាត់ហូបស្រាហូបអីចឹងណាហើយលេងបៀលេងអីចឹងណាប៉ុនសពគឺមានស្រាមានអីចឹងកំដរហើយគឺមានបៀមានអីចឹងទៅហើយដល់ពេលហើយគាត់ហ្នឹងកលេចមើលទៅមានថាដូចជួលមក និយាយទៀត បាទជួលមកពីណាហើយគ្នាគាត់ថាហើយកុំនិយាយចឹងភាសាកុំនិយាយចឹងសោះពួកអីមេហ្នឹងគឺអត់បានទេគេមានគ្រូគេកាត់ ចា បាទគេមានគ្រូគេមានជំនាញល្អគេមានជំនាញគេកាត់ហើយកុំនិយាយចឹងសោះតែថាអញគ្មានអញនិយាយថា4 5មាននេះគ្មានស្អីទេហើយដល់ហើយគាត់ហ្នឹងក៏ចាប់ដើមហូបស្រាហូបអីទៀតចឹងទៅហូបស្រាហូបអីលេងបៀលេងអីចឹងជុំគ្នាចឹងណាហើយកូនសពហ្នឹងគាត់មើលកន្លែងរូបថតសពហ្នឹងក៏អត់មានអីទេសពធម្មតាចឹងណារូបថតឯធម្មតាប៉ុន្តែចន្លោះម៉ោង9យប់កន្លះខ្ញុំចាំបាន9យប់កន្លះ9យប់កន្លះគឺគាត់កន្លែងទៅមេនបងលេកូនខ្វាំងពុបគាត់ឃើញមនុស្សមើលឡើងប៉ុណ្ណាអង្គុយលើមេនហ្នឹងមិនថាគាត់ជំនាញល្អបើមិនជំនាញល្អគឺជំនាញមេន បាទ គាត់ឃើញពុបខ្វាំងពុបគាត់ថាគាត់ញាប់អាវបងថាណាគេអង្គុយលើមេនហ្នឹងអង្គុយលើមេនដល់ពេលថ្ងៃមិនខ្លាំងទៀតទៅគ្នាគាត់ហើយមិនខ្លាំងទៀតទៅគាត់ឆោឡោគ្រប់គ្នាហើយមិនខ្លាំងទៀតទៅគ្មានទេច្បាំងភ្នែកច្បាំងស្រាច្បាំងអីហ្នឹងច្បាំងទេសោតតែមកក្រោយទៀតគាត់ពងលេងបៀពងវាយកតេផ្លាច់អូសុបាយដល់ហើយវាយកតេម្ដងបុនហ្នឹងបាទគាត់ដល់កន្លែងទៅឃើញពីបងអើយនេះស្រីពាក់សណាជំនាញល្អ ចាចា ដូចថ្ងៃអញ្ចឹងពាក់សអញ្ចឹងនឹងមានស្នៀតផ្កា អូមានសិបកា ផ្កាស្នៀតផ្កាហើយសគឺពាក់របៀបហើយ ឈៀង ថាជី បាទណាឈៀង បាទដូចជីអញ្ចឹងអង្គុយច្រឡុកជើងអង្គុយអាសក់ចេះ អូ ជើងឲ្យគាត់ឃើញគាត់ថាយីភ្នែកហើយគាត់មើលម្ដងទៀតហើយឃើញច្រឡុកជើងហើយអាសក់គាត់ហ្នឹងគាត់ស្ដោះសក់គាត់បាទសក់គាត់ចឹងហើយមកស្ទុះក្រោយគាត់ស្ទុះឡើងពុបគាត់ថាអត់នៅទេតែអូយទៅពេលគាត់ទៅផ្ទះម្លងគាត់ទៅផ្ទះហ្នឹងគឺគាត់មិនទៅម្នាក់ឯងទេគាត់ទៅមានគ្នា ចា បាទគាត់ទៅមានគ្នាគាត់ហ្នឹងដែលគាត់និយាយប្រាប់មិត្តភក្តិគាត់ហ្នឹងគាត់ទៅមានគ្នា3 4នាក់ហ្នឹងធម្មតាយើងទៅគឺមិនដេកមួយគ្នាណាយើងមិនបែកផ្ទះគ្នាបង បាទ គាត់ទៅដេកផ្ទះណោះទៅហើយគាត់ទៀតគាត់ទៅដេកផ្ទះណោះទៅ បែងចែកចូលផ្ទះរៀងខ្លួនចូលផ្ទះរៀងខ្លួន រួចយប់ឡើងគាត់ថាចេះមកអូសជើងហ្មងចាប់ជើងអូសហ្មង
ao trường biên mình nuôi sấy để bẹ xong nơi châu bị cái đẻ đấy hay để có khơi tha nuôi phổ miệt thông nắng bẹ chiêng nắng cứ ọp xong khám chập tại trường mà có sấy từng cái đá chụp móng à có tha chui hông mau hay chui hông thông mau hay đọc cái hay có tay chẳng hay để tiền này ai có nó có chào lâu có tha ơi còn gì bẹ có tha ơi khơi mình nuôi thông mình nuôi miệt thông pin nhá chập ao trường quát bẹ chiêng hay vay cái bẩn hay mình đã sấy tiết so chứ bẹ so để gì chi chẳng nhưng hồng cam sọ về nhớ là đọc cái hay con này có trâu nơi cái đẻ đó chập ao trường quát mà chập ao trường quát ta về mình tha chập mình tên này là biết quát đây sầm mai đồ sọc mà đây mà phân tới tụt sấy mà vâng món tụt sấy mà vâng nâng bỏng ta chui không chập ao trường đọc cái hai bộ pôn quát nó ơi có số tham là đàm tông ấy có ta quát nó cứ khóc mọt khóc bịa mùi bước snow cam miền và bước snow cam miền nằng bước snow cam miền hay mấy chẳng có tha định mọt còn gì mẹ phật lầm láng cứ còn một đợt thục hay miền mòn ngao hay nằng thục phèn say hay nằng bây đại còn giấy tha bước snow cam miền bạn bước snow cam miền mán ở đậm đang cứ còn miền mán nó có đậm đang tặng còn ơi đậm bằng giấy phật lầm láng mong nó đang sông tu mà có mà tộc miền sông tu đã khóc mọt khóc cỏ ta hay mấy có tha nia nàng ở bộ anh đang miền chỉ vật cũng mấy chỉ vật bộ anh thời coi là so miền ngôn mỏng và thời coi là so miền ở bán đi chỉ niềng miền nhom sông bay tập xuất đây thời bộ chia so bao ai dương mình vô đây những cơ ngược chứ ai phết nơi một tea kia mà tea nắng đây kia đắng á cái hở vô mình đặt khổm tea kia ao vô so thao thì vô đây những phim đó ao vô đây những phim mà chỉ niềng miền hay không mấy tiêu đây luôn xài phượng hoặc đơm lãng cứ vô mà lo tiền hồn vô ai vinh bà vô ai vinh bằng có tha nơi ban này vô mau sky lu hết bà chưa có bà sao bà cứ vô ban thì tập bao chữ là bao miên nó cứ ban đến tiền hay ông mui tại thời tha chỉ niềng miên người ní đó lô cứ có mau cầm hạt tu hơi luôn cho cũng chụp vẹt đó đầy mà nơi bạt lo nhưng mà bạt lo bố trí cha có đi mà bố ơi cho vẹt xong tu mà người ta có bọt có chụp ấy người ta gì ở trong món cứ bầm mạt mười nghi trên đường mềm chứ ta đang tha sầm náng ấy để còn bật bong ở những chỉ vật còn tới còn là so mì nó mà tết bự cái tới con cầm sơ ngôn nam hải đây có con ở trắng con ở ban tận lùi là bỏ mì này ấy chẳng nữa đây ở tận lùi và coi có mà con gì sầm đây cuốn đây còn tha miền đi không bay tại nhom nè thử miến con nhom chưa cha thì luôn á tụ bay sát mình sát đó con này ấy mình thời gì chẳng là bỏ ca nghe dương vậy đấy ca nghe dương mình sát rồi dương phép mau tha ôn bên này khoa đi khoa ấy thấy thay mà đang mau chui nai nom vậy với nhà đang lo chiềng chẳng con ọt hai thì ọt hai con đang thì là sao lại con đầy dương lâu chẳng kẹt hai thì sẽ hai xây những dương mà về đờ hái về đi dương thứ hai con tranh trà dương thằng năng chắc mình con vậy đài và có tham miên xong bây giờ thôi hái còn vậy miên bùng hộp té đàn nước chở nó còn vậy tham miên tại phải đang máu hiển này đang thể hiện này hiển đang thể hiện này anh nhóm có chuột to rồi không mất con miền dương ở đắng ấy từ bồng lẽ lửa miên bồng ở giá đây nhưng Snam đâu lại đây khả năng nhưng có không ở đây Snam đây đi mấy ơi bốn cái bóng nó cứ trẻ miên nó nhầm phơi nó cứ rồi ơi là cái nào tha thằng bóng đá nhưng mà sợ đằng đá đây đang tầm liếm tầm lót miên này thưa mấy phá bịa sầm đây mấy tại thấy xong luôn mùi nè trên đường lo trên miên nhắm thưa hái nhắm sao thằng bọn thưa miên nó cho thòm đá dương lang cả lạ tên cả lạ máu tên cả lạ máu nhắm phải đặt sai chứ nhưng phải đặt sai lang sai không bà không có hạ máu nhắm đó lo cho mà lấy lo đằng lấy lo thằng bộ bạt lo thằng bộ chia xong phơi lại cho tơ lừa lo nhưng rồi sao tao nhầm cho lừa cả pu hai pụp nhầm cho hiệp cho ngà bèn nón bằng dọc nó cứ nơi tròn thì pi nè tròn thì pi mà tròn thì bay nhầm plo chương bạc đa lẹ màu phong tàng khô bạc đa lẹ màu pu hay bằng đá bông cả pu với pi mai cả là đá ốc pu đá nóแต่ก่อนยืงก็อันเป็นเจตนาได้จังอันนี้คนจะกล้าประมีนมวยเตย ยืงก็ดังด่าซาแต่ยืงด่าแต่โบงยืงให้น้ำมุดจอมเปย์ได้ย่ำถือด่าซายด่าซายพองจังยืงเวลาสไลด์เขาจังบ้านนี่นะแบบไปทอมนะเมนต่างแต่งแต่เมนจีเนียงการในจังเนี่ยมันลอยจีเนียงล้อจีเนียงเมนบนหนึ่งโบเชียซอกบนหนึ่งตารางเมนตามใบประเพณีคือเมนนั่นคือตามดำบอลเตะบอลตามมาจากเมนตีมาจากเมนคลาคือเหียบคือกามุน
ai menខ្លះទៀតគឺវាពីការក្រោយឡើងឡើងតឡើងមានអីហើយអស់ទៅមុន50គឺទៅគេដុតពូកាហ្នឹង ចាចា បាទទៅគេដុតពូកាហ្នឹងអញ្ចឹងមានខ្ញុំគឺចាប់ដើមឡើងពាក់កណ្ដាលគឺខ្ញុំចាប់ដើមសុំពូកាគេហើយយើងទៅសុំពូកាគេហើយមុននឹងឡើងទៅសកុំឲ្យវាធ្វើទៅវាខុសដៃខុសជើងទៅវាធ្លាក់ ចា អញ្ចឹងណា ចា អញ្ចឹងបាទអញ្ចឹងដល់ពេលមានគេផ្សេងគឺគេសុំពូកាមុនអញ្ចឹងទៅគេដុតមុនហ្នឹងគេចាប់ដើមតឡើងតាមហ្នឹងទៅ តាមតានាមទម្លាប់មេនរៀងខ្លួន ចាស់មេនរៀងខ្លួនអញ្ចឹងណាបង ប្លែកដែរ ផ្លែកពួកអីយើងធ្លាប់តែស្ដាប់ពីរឿងលោកតាអ្នកតាប្រកាន់អីអញ្ចឹង បាទ ណា បាទ ឬក៏បែបផ្សេងគេទៅប្រមាថកន្លែងផ្សេងតែនេះយើងស្ដាប់របៀបជំនាញមេនម្ដងថាអូមេនមានត្រៀមទំនាប់បែបណាសម្រាប់ការតឡើងមេន បាទហើយមួយវិញទៀតលួចរបស់មេនកុំចែកនៅទីចុះ បាទមិញខ្ញុំមកសួរហ្នឹងដែរ បាទលួចរបស់មេនអានេះមិននិយាយថាខ្ញុំនិយាយទៅអត់ឲ្យបងប្អូនថាប៉ះពាល់របស់មេនទេប៉ុន្តែខ្ញុំអ្វីដែលចង់ចែកម្លែកគឺកុំប៉ះរបស់សោះកុំប៉ះរបស់មេនឲ្យសោះ ចា កុំប៉ះសោះ ត្រូវតែបងពួកអីរបស់ពីណាគេមិនថារបស់មេនទេរបស់ខ្ញុំក៏ខ្ញុំមិនអោយដែរក៏ឲ្យប៉ះដែរ ដល់ហើយថ្ងៃមួយហ្នឹងខ្ញុំបូជាសពហើយខ្ញុំហូបខ្ទង់ម៉ោង2យើងចាប់ដើមហូបអស់សពឲ្យបងសោះអស់ហើយ បាទ យើងក៏មិនបានដេកពេញភ្នែកដែរអញ្ចឹងយើងចាប់ដើមហូបមេនអញ្ចឹងទៅហូបបដាឲ្យខ្សែភ្លើងយើងក៏ផ្សារមកវាបែបបត់ទុកណាបង បាទ មកកណាត់នេះថ្នាក់ទី1យើងទុកខាងនេះ ចា បាទថ្នាក់ទី2យើងទុកខាងនេះកុំឲ្យវាដល់ពេលយើងរើ រៀបលើក្រោយវាបា បាទ ក់ បាទអញ្ចឹងយើងមានតាមថ្នាក់វាមានតាមស្តបវាដល់ពេលហើយគឺខ្ញុំទុកហ្នឹងចៃដនអីសំទោសអើយក្មេងតែគាត់ដើរយប់គាត់អត់ដេកទេ ចា តាមជួនបតសំទោសផងគាត់អត់ដេកទេគឺគាត់ចាំលួចខ្សែភ្លើងខ្ញុំមកខ្សែពីខ្សែហ្នឹងគឺគាត់លួចដាក់បាយសគាត់យកទៅតែម្ដងគាត់លួចទៅដល់ពេលគាត់លួចទៅគាត់សុបាយយកលួចគាត់សុបាយគាត់លួចបានណា ហ្នឹងហើយ បាទគាត់សុបាយហើយខ្ញុំនេះគឺខាងមេខ្ញុំកាត់ទុកបាត់បងហ្នឹង ធម្មតា បាត់បោះឲ្យវាថ្លៃដែរហើយណាមួយវិញទៀតក៏វាងាយទិញបើសិនចេញមានទូនគ្នាអញ្ចឹងបង បាទ អញ្ចឹងយើងត្រូវការរៀបខ្សែភ្លើងអញ្ចឹងវាងាយទិញវាងាយតដែរ ខ្ជិលនឹងតនោះបើតម្លៃមើលថា10 20ម៉ឺនចា បាទខ្ជិលនឹងតដល់ពេលហើយបូជាស្អែកឡើងក៏យើងបាត់ហើយទៅមិនសួរនាំច្រើនដែរហើយព្រឹកលំឡើងអញ្ចឹងណា ណា ព្រឹកលំឡើងថ្មីអញ្ចឹងជិះយកមកដល់ផ្ទះជិះយកអាខ្សែភ្លើងដែលវាលួចអញ្ចឹងថាយកមកដល់ផ្ទះហ្មងថាខ្ញុំទុកមិនទាន់បានដល់ដីស្រួលផងឆ្កែលូប្រឡយ ខ្ញុំឲ្យពេលយកទៅហ្នឹង បាទឆ្កែលូធំក្លិនឈាមឡប់ហ្មងឈាមទៅចូលខ្មោចខាងមានមកមកនិយាយអញ្ចឹង វាគិតក្នុងចិត្ត បាទថាខ្មោចខាងមានមកតោងខ្សែភ្លើងហ្នឹងហើយថាអូនហើយលើក្រោយអង្គប្រាប់កុំប៉ះរបស់គេសោះទោះតែជាមានម្ចាស់គឺអត់ម្ចាស់ក៏ដោយកុំយកបាច់យកទេហើយបើថាខ្វះខាតអីសុំទៅសុំហ្មងថាបងសុំលុយចេះសុំចេះទៅឲ្យមានឲ្យតែបើអត់ក៏អត់តាមនឹងដែរ ចា បាទ ខ្ញុំណែនាំវាល្អអញ្ចឹងលើក្រោយកុំប៉ះហើយមួយវិញទៀតដែកដែកយើងហុក បាទ សុំទោសមិនហុកទេដែលថាយើងឆ្កឹះអើយនេះឆ្កឹះអើយ សព បាទឆ្កឹះសពឬក៏រុញសពឲ្យវាផ្អៀង ចា ឲ្យវាមកវាដាត់ភ្លើងវាបុកមកវាមិនឆេះហើយ បាទ បាទអញ្ចឹងទៅយើងរុញតាមនឹងទៅដល់ពេលហើយអាដែកហ្នឹងវាភ្លេចនៅមុខផ្ទះគេហើយអ៊ំមួយហ្នឹងគាត់អត់ចាប់អារម្មណ៍ថាដែកហ្នឹងដែកមានទេវាធ្លាក់វានៅមុខហ្នឹងហ្មងដល់ពេលហើយអ៊ំគាត់រើទុកថាទុកដូចអត់ចែតែគាត់ធំខ្លះរៀងឈាមដែរបាទទៅចាប់អារម្មណ៍ ណា ចាស់ហើយក្មេងៗវារើទៅ ចា គាត់ថាទុកនៅគេណាបងគាត់ហ្នឹងយប់ឡើងគោះដែកហ្នឹងប៉ឹកគោះនៅមុខផ្ទះគាត់ហ្នឹងគោះប៉ឹកអញ្ចឹងគេថាខ្ញុំដែកស្អីហ្នឹងគោះដែកអញ្ចឹងពឹកដំឡើងគាត់មើលមកគាត់យកអាឈើយើងធម្មតាស្កើអាកន្លែងប្រឡា បាទ វាមានកំអអញ្ចឹងវាមានកំអធំស្លឹងគេគាត់ថាដែកពូជាសពខ្មោចមកមែនគាត់ក៏មិនថានេះបោះចោលក៏បាត់ទៅ ចា ហើយរឿងហ្នឹងគឺខ្ញុំដឹងមកពីអ៊ំស្រីម្នាក់ដែរគាត់នៅគេហ្នឹងគាត់ប្រាប់ខ្ញុំ គេប្រាប់តែចិត្តខាងអីចឹងដែរ គេប្រាប់ហើយលឺហ្នឹងក៏ប្រាប់ហ្នឹងគឺខ្ញុំធ្វើមាននៅគេហ្នឹងបានគាត់ប្រាប់គាត់ថាអូនឯងមានភ្លេចដែកថ្ងៃមុនតែខ្ញុំភ្លេចតែខ្ញុំអត់យកទេព្រោះថាដែកហ្នឹងខ្ញុំមានដែរអញ្ចឹងណាអញ្ចឹងត្រូវប្រញាប់ទៅឆ្ងាយទៀតអត់បកមកយកទេអញ្ចឹងទុកចោលតែបងមកឯងហើទុកចោលទៅឬក៏កាត់អីចោលទៅកាត់មកខណាត់ដែរប្រឡាក់សពគឺកាត់បោះចោលឬក៏កប់ចោលឬក៏ដុតចោលទៅ ដុតអីដៃទាំងដុតតែមិនក៏វាមិនឆេះដែរ ដុតវាអត់ឆេះប៉ុន្តែគាត់ថាវាយូរទៅវាអាលាយអាកន្លែងកំមដែលទៅប្រឡា តែចេះខ្ញុំតែងតែឮថាអ្នកមេនពេលដែលបូជាសពអត់ឆេះចឹងគេហុកគេចាក់គេឆ្កឹះគេឆ្កៀលអីចឹងមិនអញ្ចឹង អត់ដូចនិយាយពាក្យចាមរាមខ្លះគាត់ថាអ្នកមានវះពោះសពអ្វីដែលខ្ញុំឮហើយនឹងដែលគេសួរខ្ញុំផ្ទាល់ពាក្យច្រើន បាទ បាទច្រើនអ្នកដែលសួរថាអូនឯងបូជាសពហ្នឹងបាច់ដុតឆេះយកកវត្តវះពវៀនសពវះពោះសពធ្វើម៉េចឲ្យដាតភ្លើងចូលឆេះថាអត់ទេអ៊ំមនុស្សដែលគេស្រឡាញ់យើងទៅធ្វើអញ្ចឹងឧទាហរណ៍ថាគេឃើញនឹងភ្នែកក៏គេឈឺចាប់គាត់ដែរ បាទទោះជាសពក៏ដោយក៏ទទួលយកបានដែរ អញ្ចឹងពួកខ្ញុំអត់ខ្ញុំប្រាប់គាត់ថាអ៊ំចេះគឺនឹងវាចេះ
បូជាសពដែលអត់ឆេះហ្នឹងគឺយើងយកដៃហ្នឹងទៅកាយអាងើកចេញហើយយើងដាក់អុសថ្មីចូលបានវាឆេះវាមានភ្លើងបើសិនយើងទុកអាងើកហ្នឹងយើងងូចអាអុសថ្មីចូលហ្នឹងទៅវាកោអត់ឆេះទេវាកលមួយអាសាច់សព បាទ ហើយថាតើយើងពេលយើងហុកទៅឧទាហរណ៍ថាសាច់សពអញ្ចឹងយើងហុកចូលភ្លុចអញ្ចឹងវាកលចេះអញ្ចឹងមានអណ្ដាតភ្លើងណាបង ហ្នឹងហើយ អត់មានអណ្ដាតភ្លើងទេអញ្ចឹងយើងក៏កាយអាងើកក្រោមហ្នឹងចេញមកយើងហុកអុសចូលទៅក៏មានអណ្ដាតភ្លើងឆេះទៅបកគោមវាបុកអាចង្អើដែលយើងដាក់សពពីលើហ្នឹងតែម្ដង បាទ ហ្នឹងអាហ្នឹងថាពាក្យចាមរាមដែលថាគេវះគឺអត់ទេអត់ការពិតទេដោយសារតែមនុស្សដែលគេស្រឡាញ់ឪពុកម្ដាយគេដែលគេគោរពគឺយើងធ្វើអញ្ចឹងដោយថារូបភាពអាក្រក់ពេក ចាចា វាសមរម្យទេ អើបងគិតថាអាចមានខ្លះគេអាចធ្វើវិធីហ្នឹងអត់ មានខ្លះគឺអត់ទេអត់ហ្មង ហ៊ាននិយាយថាអត់ហ្មង បាទហ៊ាននិយាយថាអត់ដោយសារអីខ្ញុំធ្លាប់ដើរមិនមែនថាមួយមេនហ្នឹងទេខ្ញុំធ្លាប់ដើរពីរបីមេន អូពីពីក្រុមផ្សេងគ្នាអញ្ចឹង ធ្លាប់ដើរដល់ថាយើងថ្ងៃនេះអត់ចេញហ្នឹងក្រុមនោះគេហៅមកយើងជំនួសទៅឆ្លៀតពេលកាត់សក់ពេលងាយហ្នឹងអាពេលងាយហ្នឹងសុំមេយើងសុំទៅបូជាសពយើងក៏ចេញតាណាទៅបូជាសពគេទៅខ្វះគ្នា បាទ អញ្ចឹងយើងទៅជួយបូជាទៅគឺធម្មតាគឺអត់ ចាដៃហ្នឹងក៏គ្រាន់តែទុកហុកភ្លើងរុញអស់ទៅវិញទៅមកកាយងើកភ្លើងអីចឹងទៅ ដៃហ្នឹងគឺគ្រាន់ទុកថាយើងសោកចូលទៅកាយងើកឬក៏គៀសងើកភ្លើងចេញទៅឬក៏ឧទាហរណ៍ថា រុញសពអី បាទ ចឹង ឆ្អឹងសពហ្នឹងដែលឆេះទៅគឺវាមកតែសោសតែទុកសោសពេកគឺអត់មានឆ្អឹងរើទេវាទៅផែអស់ហើយអញ្ចឹងគឺយើងអាកាយដែលឆ្អឹងដែលត្រូវឆេះសោសហ្នឹងអាចមកគៀនមកយើងយកអាអុសហ្នឹងចូលថ្មី ទុកអីចឹង ដើម្បីឲ្យវាមានដាតភ្លើងឡើងបាទឲ្យមានដាតភ្លើងឡើងទៅឆេះចាប់អស់អញ្ចឹងណាហើយមួយទៀតអាសពថាពាក្យបងប្អូនដែលនិយាយប្រិមិត្តដែលកំពុងតែស្ដាប់ហ្នឹងគឺនិយាយថាបូជាអស់យកបោះចោលខ្ញុំធ្លាប់ឮច្រើន បាទអាហ្នឹងខ្ញុំធ្លាប់ឮមានច្រើន បាទធ្លាប់ឮច្រើនតែគេសួរខ្ញុំដែរគេសួរថាអូនឯងបូជាសពហ្នឹងអត់អស់យកទៅណាថាអ៊ំសពបើសិនជាបូជាអត់អស់គឺខ្ញុំអត់យកលុយទេខ្ញុំអត់យកលុយទេហើយមួយទៀតហើយសពហ្នឹងត្រូវបូជាអស់អត់អស់ក៏នៅតែបូជាអស់ដល់ម៉ោង12ថ្ងៃត្រង់ក៏នៅតែបូជាអស់ដែរខ្ញុំធ្លាប់ប៉ះកង់សណ្ដុំមួយគឺម៉ោង12ថ្ងៃត្រង់ ម៉ានម៉ោងពីម៉ោងម៉ានដល់ម៉ោងម៉ាន ពីម៉ោង7រហូតដល់ម៉ោង12ថ្ងៃត្រង់ 7 7យប់ 7យប់ 7យប់រហូតដល់ម៉ោង12ថ្ងៃត្រង់អត់ចេះទេកូនតេចូលក៏អត់ចេះដែរកូនតេចូលក៏អត់ចេះដែរធម្មតាសពដែលខ្ញុំត្រូវបូជាកងសនំកងអីហ្នឹងគឺខ្ញុំត្រូវការកូនតេគឺខ្លាំងជាងគេកូនតេហ្នឹងម្ដងកងសនំវាមានច្រើនប្រភេទមានពីរប្រភេទទី1គឺសង្វាកងសនំ បាទ ប្រភេទទី2គឺកងសនំដែលសាក់គ្រូ បាទសាក់គ្រូដែលថា សាក់យន់ បាទសាក់យន់ចំធូឬក៏គ្រូបដាលឬក៏គ្រូមុនអាគមអីហ្នឹង បាទ អាហ្នឹងគេហៅថាសាក់យន់កងសនំយន់តែមួយទៀតកងសនំមួយទៀតគឺកងសនំស្វាហ្នឹងគឺកើតពីកំណើតដែរបាទពីកំណើតដែរម្ដងគឺអាហ្នឹងក៏យើងពិបាកបូជាដែរពីកំណើតហ្នឹងបើបូជាបើយើងបូជាដាក់អូមិនក៏ដោយអស់មិនក៏ដោយបើយើងអត់ដឹងរបៀបបូជាអត់ដឹងលក្ខណៈបូជាគឺនៅទាំងអស់ជើងក៏ឆេះដៃក៏ឆេះដែរអាហ្នឹងខ្ញុំសុំលើករឿងមួយទៀតចុះខ្ញុំបូជាចំកងសនំ បាទ បូជាសពនៅខាងភ័យកបាសនៅខាងបងផ្ទះខ្ញុំទេបាទភូមិហ្នឹងដាច់ស្រយាលគាត់ហ្នឹងដែលហៅថាតាហ៊ានពីដើម បាទតាហ៊ានពីដើមគឺធម្មតាគឺមានសាក់អី ចា សាក់យន់ឬក៏អាវយន់ការពារអញ្ចឹងហ៎បងតែមានសាក់ហ្នឹងហើយគឺខ្ញុំក៏មិនបានដឹងថាតាហ៊ានពីដើមដែរខ្ញុំមិនបានដឹងទេថាតាហ៊ានពីដើមហ្នឹងទៅខ្ញុំបូជាបែបខ្ញុំធម្មតាដាក់អូសរៀបអូសអញ្ចឹងណាអូសជាទូទៅដែលខ្ញុំត្រូវបូជាសពហ្នឹងគឺ9ដុំសពមួយ9ដុំអូស9ដុំឯងឬក៏តាមរបៀបតែសពហ្នឹងផ្សេងអញ្ចឹងណាសពហ្នឹងផ្សេងគឺសពខ្លះឆ្កូមសពខ្លះថតអញ្ចឹងទៅយើងដាក់លេខតាមហ្នឹងណា ចា សពឆ្កូមយើងដាក់ច្រើន និយាយទៅវាអស់គឺ9ដុំហ្នឹងហើយ បាទ9ដុំ10ដុំឬក៏5 10ដុំតាមប្រភេទសពអញ្ចឹងឧទាហរណ៍ថាសពឆ្កូមអញ្ចឹងទៅថែមអូសច្រើន ចា បាទខុសពីថតដូចខ្ញុំចេះចឹងអូសមកមិនតិចទេ ចឹងវិញទៅជាអ្នកថតស្រួលវិញ កន្លែងហ្នឹងបងប្អូនយល់ហើយបងប្អូនយល់ហ្នឹងមិនក៏ឆ្កូមអស់អូសច្រើនហើយថតអស់អូសតិចដោយសារតែថតដូចមានខ្លាញ់ បាទ ដោយសារតែថតដូចមានខ្លាញ់កាលណាបើសិនជាភ្លើងឲ្យខ្លាញ់ប៉ះគ្នាគឺឆាបហើយ ចា ឆាបគឺឆេះល្អហើយតែណាចុះប៉ាំងឈុលឡើងលើគាត់ថាដាតភ្លើងសង់ចេញតាមពងចំាំងលើឆេះ ឆេះខ្លាំង បាទឆេះខ្លាំងតែបើសិនជាសពឆ្កូមវិញបើយើងដុតទៅវាឆេះធម្មតាដូចគ្នាប៉ុន្តែគាត់ថាវាឆេះយឺត ចា បាទឆេះយឺតដោយសារតែអត់មានសាច់ចងហើយស្បែកឆ្អឹងយើងហ្នឹងគឺវាដល់ពេលត្រូវភ្លើងវាមិនរួញចូលគ្នា ចា បាទរួញចូលគ្នាអញ្ចឹងវាឆ្វាត់តែហ្នឹងប៉ុន្តែវាអត់តោងភ្លើងទេប៉ុន្តែគាត់ថាឆេះរយៈពេលសពដែលត្រូវឆេះបូជាថតឆ្កូមបើសិនជាថតអាហ្នឹងលឿនជាងឆ្កូម បាទថតលឿនជាងឆ្កូមយូរជាងឆ្កូមឧទាហរណ៍ថាថតយើងបូជា3ម៉ោងឧទាហរណ៍ណាអត់ថតបូជា3ម៉ោងតែសពឆ្កូមរហូតដល់5ម៉ោង ខុសគ្នាឆ្ងាយ បា ដែរ ទខុសគ្នាឆ្ងាយដែរ5ម៉ោងទៅ4ម៉ោងតាមរបៀបដែលបូជា ចា ភ្លុកខ្លះភ្លុកថ្មីដៃថ្មី បាទ ភ្លុក
អាស្រ័យទៅលើអ្នកភ្លុកដៃថ្មីដែរ បាទ ឧទាហរណ៍ថាក្មេងៗភ្លុកក្មេងៗណាភ្លុកក្មេងៗក៏គ្នាមិនសូវដឹងដែរអាយុ4 5 10អីបូជាសពអញ្ចឹងវាចឹងណាលក្ខណៈឆ្លងកាត់តិច ចា អញ្ចឹងគ្នាមិនសូវដឹងដែររៀបអូសរៀបអីចឹងទៅវាស្ទើរដែរតែស្ទើរចឹងទៅយើងអូសតាមនឹងថែមតាមនឹងចឹងដុតទៅវាយូរម៉ោងតាមនឹងចឹងណាតែបើសិនជាយើងភ្លុកវិញដៃចាស់គេដឹងពីរបៀបគេរៀបអូសមិនឲ្យដាតរឿងឡើងលើគេរៀបអូសមិនឲ្យឆាប់ឆេះសពលឿនតែបើភ្លុកដៃថ្មីដាក់ថ្នាក់ រៀបធម្មតា បាទតែបើសិនជាខ្ញុំរៀបគឺខ្ញុំរៀបរបៀបចេះរៀបឧទាហរណ៍ថាអានេះទៅនៅកលសពប៉ុន្តែខ្ញុំយកអូសនឹងផ្គុំចេះផ្គុំបឈោអត់រៀបបដេចេះទេ ប្រឈរវិញ បាទបឈោដេចេះពេលបឈោអញ្ចឹងពេលដែលយើងសោកភ្លើងចូលទៅវាឆេះពុកឡើងលើចេះតែបើសិនជាយើងរៀបថ្នាក់ទៅនៅអូសចង្កត់អូស ហ្នឹងហើយហ្នឹង អូសរៀបអញ្ចឹងគឺដាត់ភ្លើងគឺវាឡើងទេ វាឡើងធម្មតាវាអត់ប្រមូលផ្ដុំដូចហ្គាសទេ បាទបើសិនជាយើង ប្រឈរមានអារម្មណ៍បាញ់ដូចហ្គាស បាទបាញ់ឡើងដូចគ្នាអាស័យក៏លឿនដែរអាស័យខ្លាំងជាងអូស អូអាស័យហ្នឹង បាទអាស័យខ្ញុំធ្លាប់បូជាអាស័យសពមួយបូជាអាស័យសុទ្ធហ្មង លឿនហ្មង បាទអាស័យខ្លាំងណាស់ដូចក្រាស់អញ្ចឹងបងបាក់ចូលទៅបាញ់ឈីវហ្មងបាញ់អាដាតភ្លើង តែវាចុះអាស័យដែរវាឆាប់អស់ ចុះបងចុះដោយសារតែសពមកយប់ហ្នឹងបូជាអាស័យសុទ្ធគាត់ណាអាងើកអាស័យហ្នឹងចង់កន្លះឡបាត់ហើយ វាចុះអាស័យច្រើន បាទចុះច្រើនអញ្ចឹងយើងបូជាអុកទៅ ចា ប៉ុន្តែពីមុនគេបូជាខ្ជុងយើង បាទ ខ្ជុងយើងគេបូជាប៉ុន្តែឥឡូវគេបូជាអុក ជំនាន់មុនដល់ពេលខ្ជុំខ្ញុំមានអារម្មណ៍ថាវាអត់ងាយអស់ ខ្ជុងលឿនជាងអុកទៀតបង លឿនជាង បាទ តែវាអត់មានតែល្ងើកអត់មានភ្លើងហ្នឹង ងើកអីខ្ជុងខ្លាំងហ៎បង ខ្លាំង បាទខ្ជុងខ្លាំងហ៎បាញ់ចំហាយវាខ្លាំងមែនទែនប៉ុន្តែដោយសារឥឡូវគេដូរប្រើអុកដោយសារអីអត់បង នឹងពងរសួរបង បាទដោយសារតែខ្ជុងថ្លៃ អូ បាទខ្ជុងថ្លៃអុសវាថោកអញ្ចឹងយើងត្រូវប្រើអុសវិញយើងចាប់ថែមីក្រោយតែយើងខ្ជុងសពមួយគឺខ្ជុងមិនក្រោមពី40គីឡូទេ 1គីឡូមិនខ្ជុំលើ 1គីឡូ1000ជាងហើយ40គីឡូឃើញបានទេបង អស់ចំណេញបាត់ទេចឹង បាទ អេ 50000 ខ្ជុំខាងណានេះចាញ់យើងមែនទេ ខាងមែន គ្រួសារ ខាងមានអ្នកចេញ មែនអ្នកចាញ់ បាទជួនកាលយើងនិយាយតម្លៃគ្នាត្រូវចឹងទៅអាហ្នឹងយើងខាងខ្ជុងដើមបុនទៅ ស៊ីសងលើការចរចាដែរ បាទតាមដឹងតែពួកយើងចំណាយកម្មករផងម៉ាស៊ីនផងហើយប្រេងសិនផង នៅសតិអារម្មណ៍អាខ្មោចលងទៀត ពុកសព តែអារម្មណ៍ខ្លាំងណាស់ មកដល់ផ្ទះដេកកងខ្ងៅហ្មង អូខេឥឡូវយើងតដល់វគ្គអី កុំស្នំ កងសនំអី កងសនំ កុំស្នំ គង់សនំអូខេតាំងជើញមកយើង ពេលដែលយើងបូជាហ្នឹងគឺយើងអត់ដឹងថាសពគាត់ហ្នឹងគឺកាន់កងសនំទេ ចា ដោយសារតែសពគាត់ហ្នឹងគឺទៅហ៊ានពីដើមហ្នឹងគឺមិនហ៊ានពីដើមធម្មតាគឺគាត់មានសាក់យ័ន្តហើយ ចា សាក់យ័ន្តការពារខ្លួនដែលចេញจากច្បាំងអញ្ចឹងណាបងដល់ពេលហើយយើងក៏ចាប់ដើមបូជាដល់ពេលបូជាហើយចេះឆ្ងល់ថាសពនេះខុសគេចាស់ប្រេងតលត់ដែលយើងបូជាហើយបាន5 6នាទីអញ្ចឹងទៅវាចាប់ដើមវាយខ្យល់ហ្នឹងវាយភ្លើងអលត់ភពអលត់យើងចាស់ប្រេងទៅទៀតយើងអលត់ទៀតចាស់អលត់ហើយដល់ពេលហើយយើងគាត់ថាហើយជាអោសើមឬក៏អូយព្រោះពេលហ្នឹងមានអលឹមព្រៀងដែរបងអលឹមតិចដែរ បាទ អញ្ចឹងណាដល់ពេលហើយយើងក៏ចាប់ដើមចាស់ប្រេងមកហឹងហ្មងដាក់ម្ដងកន្លះលីត្រហ្មងមុនដំបូងយើងបាញ់យើងចោះកម្មកហ្នឹងបាញ់ទៅបាទបាញ់ហ្នឹងឲ្យវាឆាបដល់ពេលហើយម្ដងនេះជះចូលកន្លះលីត្រហ្មងជះទៅវាឆាបចេះតែក្តាមឈូកក្តាមឈូកចាប់ដើមឆេះហើយចាំតែសពដៃហ្នឹងគឺចាប់ដើមចេញហើយវារៀងឆេះតែណាតែឆេះហើយប៉ុន្តែឆេះអត់ទេអស់ទេឆេះបែបស្រីសាស រោទៅចឹង សរសៃហ្នឹងគឺចាប់ដើមយើងដៃហ្នឹងចេញមាត់ឡងដៃហ្នឹងគឺលៀនចេញមកមាត់ឡងមកវិញចេញមកកងាងអញ្ចឹងហ្មងងាងហើយខ្ញុំក៏មើលទៅដៃហ្នឹងសិតតសាក់គាត់សាក់មិនមែនសាក់លេងសើចទេសាក់គាត់ ចាយន់ បាទសាក់ខុសគឺសាក់ពីដើមមិនបងសាក់ពីដើមហ្នឹងយន់5ជូហើយគឺមានអាសញ្ញានេះចេះហើយបន្ទាប់មកគឺមានខ្វែងដូច4ទិសឬក៏8ទិសយើងគូខ្វែងចេះអាខ្វែងចេះហ៎ ជើងក្អែក បាទខ្វែងជើងក្អែកមិនតែខ្វែងជើងក្អែកខ្វែងរបៀបយន់បុរាណណា បាទ ហើយមានអក្សរមានអីហ្នឹងគឺសាក់ពេញមួយដៃគាត់មក តែដល់ពេលមុនបូជាឃើញសពហ្នឹងមានស្អាត អត់ទេខ្ញុំមកបានតែឆែកឆេ អត់បានមើលទេ ប៉ុន្តែពេលដែលលៀនដៃចេញមកយើងឆែបន្តិចហ្នឹងគឺឃើញហើយស្នាមសាក់ បាទ អត់ស្នាមសាក់ហ្នឹងគឺខ្ញុំដឹងថាជន់កងសំណុំបាត់ហើយ បាទ បាទខ្ញុំកងសំណុំហើយស្រាប់ថាខ្ញុំហ្នឹងគឺចាប់ដើមដើរហោតកូនតេក ចា យើងដើរហោតកូនតេកប្រហែលជាវាយូរដែរបងទៅប្រហែលជា1ម៉ោងជាងដែរ នាំមកបាន បាទយើងទៅវាខ្សែទៀតហើយពេលហ្នឹងពិលហ្នឹងក៏វាមិនបានតែព្រឺដិតដល់អីទៀត បាទ អញ្ចឹងយើងដើរហោមកតកូនតេកស្រស់យើងហ្នឹងចាប់ដើមហោមកបានប្រហែលជាមួយដៃធំម្ដាយដល់ម្ដាយធំហ្នឹងគឺយើងចាប់ដើមចាក់ផេង
ផេមិនសុទ្ធយើងដែលចេញពីម៉ាស៊ីនហ្នឹងគឺយើងចាក់ផេហ្នឹងគឺនៅលើកន្ទួនតែយ៉ាងម្ដងដើម្បីឲ្យវាឆាប់ឆា បាទ បាទដល់ពេលយើងចាក់ហើយយើងដាក់ចូលឆាកន្ទួនតែចេះសពគឺនៅដដែល នៅតារាទៀត សពនៅដដែលដោយសារអីខ្សែចកេះគាត់ អូក៏មានខ្សែកថាហ៎ បាទខ្សែកថានឹងជាប់ចកេះ ចា ដាក់ទៅទាំងចឹងហ្មង បាទអត់ឆេះទេខ្សែហ្នឹងគឺនៅស្រស់ហ្មងអត់ឆេះហើយកថាគាត់ហ្នឹងគឺបងយើងដូចចង់ប្លាទីនណាបងបាទចង់ប្លាទីនណាគឺនៅពាត់ពេញជុំចកេះហើយអាខ្លួនធុងគាត់សិតតែយន់តែម្ដងយន់គឺមានទាំងអាវយន់មានទាំងអាខ្សែចកេះគាត់ហ្នឹងមានទាំងសាក់ធុងទៀតគឺលេងមកឈុតធំម្ដងមកហូងហ្នឹងគឺលេងមកឈុតធំម្ដងយើងចាប់ដើមបូជាហើយយើងគាត់ថាអូគួនតែតើរួចមកដងទៀតក៏តើរួចដែរយើងយកតាមយកជើងធូគាត់ហ្នឹងសុំជើងធូឲ្យសុំសបុកមន់គេហៅថាសបុកមន់ដែលពងហើយញាស់ហើយដែលនៅសល់នៅស្រុកភូមិហ្នឹងគឺយើងដើរមើលសុំអញ្ចឹងណា ដល់សុំគេ បាទសុំសបុកមន់ហ្នឹងមកសុំសបុកមន់ហ្នឹងហើយធម្មតាសុំទោះកន្លែងហ្នឹងខ្ញុំអត់ចែកម្លែកដោយសារតែខ្លាចប៉ះពាល់ ចា អញ្ចឹងមេខ្ញុំហ្នឹងចាប់ដើមគាត់ចេះតែគាត់ចេះគាត់ដឹងពីរបៀបបូជាសពដែលយន់ខ្លាំង ចា គ្រូខ្លាំងគឺយកសបុកមន់ហ្នឹងមកគឺគាត់វាយបល័យដឹងបល័យស្អីគេគឺខ្ញុំអត់ដឹងទេតែដឹងគាត់វាយបល័យហ្នឹងហើយបន្ទាប់ពីវាយបល័យហ្នឹងហើយដាក់ចូលគឺឆេះតែដៃទេនៅទាំងអស់ខ្លួនក៏នៅខ្សែកថាក៏នៅអញ្ចឹងក៏នៅហើយមកឈូសឆេះមកកណាត់ទៀតបងកណាត់ជើងគឺអត់ឆេះទេ អូ បាទឆេះថាធម្មតាយើងយើងមិនមានពាក់កណ្ដាលចេះហើយទៅតឹង2ម៉ែត្រមកហើយពុះពាក់កណ្ដាលគឺយើងមានសម្រាប់ដាក់ញ៉អូសចូលដូចខ្ញុំនិយាយខាងដើមអញ្ចឹង ចា យើងមានប្រដាប់អូសចូលគឺឃើញតែប៉ុណ្្នឹងទេហើយយន់ហ្នឹងនៅជាប់ធុងនោះឲ្យទៅពេលហើយយើងក៏ប្រពន្ធគាត់ហ្នឹងក៏ប្រាប់ថាគាត់ហ្នឹងគឺទៅហ៊ានពីដើមជាងចាស់ បាទទៅហ៊ានពីដើមជាងចាស់អញ្ចឹងគឺមានសពគ្រប់បែបយ៉ាងទាំងអស់ ចា បាទមានសពគ្រប់បែបយ៉ាងអស់អញ្ចឹងខ្លួនឯងបើចង់បូជាសពខ្លួនឯងយកអាសនៈគាត់មកអាសនៈគាត់នៅក្នុងទេហ៎ នៅផ្ទះគាត់ បាទយកអាសនៈគាត់មកសុំគាត់មកទៅថាយកមកបូជាមកសុំបូជាឲ្យវាហុកហ្នឹងវារលាយទៅតាមភ្លើងអញ្ចឹងណាដែលភ្លើងឆេះហ្នឹង បាទ សុំគាត់ទៅកូនចៅគាត់ទាំងប្រមាណដែលគាត់នេះហ្នឹងគឺដុតធុកគ្រប់គ្នាហើយដុតធុកក៏ចាប់ដើមឆេះទៅត្រឹមចុងក្រោយគឺចាញ់បល័យចាក់ផេះ បល័យចាក់ បល័យចាក់ផេះ បាទដែលថាបល័យចាក់ផេះដែលខ្ញុំធ្លាប់ចែកម្លែកថាបល័យចាក់ផេះហ៎ ចង់ភ្លេចបាត់ហើយបង បាទបល័យចាក់ផេះហ្នឹងគឺមិនបល័យចាក់ផេះហ្នឹងគឺបើយើងវាយបល័យខ្លាំងទៅគឺអត់ស្អឹងហើយ អូវាសុះ បាទសុះទៅផេះអស់លីងហ្មងអញ្ចឹងយើងយកល្មមមកយើងអាចវាយបល័យចូលទៅឆេះតាមសម្រួលឆេះខ្លាំងហ្មងគាត់ថាវាយបល័យហើយចូលពុបផេះចក្រានបាយដែលយើងដាំហើយសុំមកដាក់មួយចានមកអាចារ្យហ្នឹងគឺមួយចានទៀបយើងមួយចានបាយយើងសុំមួយចានយើងវាយតាមហ្នឹងទៅយើងវាយតាមហ្នឹងមិនមែនវាយមិនមែន យើងសូត្របល័យដាក់ បាទសូត្របល័យដាក់គឺយកជើងធូបគាត់ហ្នឹងយកមកសូត្រមកជើងធូបហើយជើងធូបអាសនៈអីហ្នឹងយកមកផ្គុំចូលគ្នាថាជើងធូបគាត់ដែលនៅជាប់ឧបថតហ្នឹងមួយបាទហើយនឹងជើងធូបដែលអាសនៈគាត់មួយគឺជើងធូបមួយទៀតគឺដូនម៉ាកងគាត់ បាទ យកមកផ្គុំចូលគ្នាមកយើងសូត្រតាមហ្នឹងទៅដែលយើងសូត្រតាមទៅពេលដែលសូត្រហ្នឹងហើយគឺចាប់ដើមហើយផែហ្នឹងគឺផែពណ៌ ទៅជាពួកអីវិញ បាទផែគឺផែពណ៌ទៅជារឿងទៅយើងកម្ៅវិញហើយបាទទៅយើងកម្ៅក្នុងចានទៅយើងកម្ៅហើយយើងសូត្រហើយយើងបាចចូលចាក់ចូលទាំងអស់ហ្នឹងគឺសពហ្នឹងគឺចាប់ដើមឆេះហើយឆេះខ្លាំងហើយសាប បាទ សាបម្ដងទីគឺឆេះកាន់តែខ្លាំងទៅហើយ ខ្លាចជាសពធម្មតាទៅ ចាច់ជាសពធម្មតា យកខ្សែចកេះហើយយក ខ្សែកេះក៏ឆេះប៉ុន្តែកថាអត់ឆេះ កថាអត់ឆេះទៀត បាទកថាអត់ឆេះទេប៉ុន្តែអាខ្សែជាប់ចូលមួយកថាហ្នឹងគឺឆេះប៉ុន្តែកថាព្រឹកដំឡើងគឺនៅពាត់ជុំចកេះគាត់នៅពាត់ជុំចកេះហ្នឹងប៉ុន្តែខ្សែឆេះហើយប៉ុន្តែអាកថាហ្នឹងគឺនៅលើឆ្អឹងគាត់នៅ តែកថាអត់ឆេះអត់ធម្មតា កថាអត់ឆេះបងអាហ្នឹងគឺស្ពាន់ វាស្ពាន់ បាទស្ពាន់ដូចខ្សែចកេះយើងដែលយើងត្រូវពាក់ ចា បាទហ្នឹងគឺស្ពាន់អញ្ចឹងដុតអត់ឆេះប៉ុន្តែបើខ្សែអាចដុតឆេះបាទ ហ្នឹងអូខេបងបាទ បងទាំងអស់គ្នាដែលបានស្ដាប់ជាមួយនឹងរឿងរបស់បងអាចារ្យភ្លុកគាត់ចែកម្លែកពីភិច្រើនគឺការបូជាសព ចាហើយក៏មានរឿងក្តាមមឈូសមានអីអញ្ចឹងរឿងខ្លះក៏គាត់មានន័យជាអប់រំដែរកុំឲ្យបងទាំងអស់គ្នាមានការប្រមាថទៅលើរបស់ដែលគេមានម្ចាស់ហើយមិនថារបស់សពរបស់មេនអីទេគឺបើសិនជាអាចមិនមែនរបស់យើងគឺយំគុំទៅប៉ះអី បាទ ហើយនេះក៏ជាបទពិសោធន៍ពុរិសាតែគាត់សប្ងៃគាត់គឺជាអាចារ្យភ្លុកហើយក៏ដូចជាជាងកាត់សក់ផងដែរអញ្ចឹងថ្ងៃនេះអរគុណខ្លាំងមែនទែនដល់បងអាចារ្យភ្លុកដែលបានមកចែកម្លែករឿងជាច្រើនដែលពួកយើងអត់ដឹងពួកអីពួកធម្មតាពួកយើងតែទៅបនសពគឺយើងទៅមើលគេបូជាសពគឺយើងចូលមើលទេយើងអត់ដឹងថានៅក្រោយ backstage
របស់ការបូជាសពហ្នឹងគឺបែបណាខ្លះ បាទ ចា តែមានច្រើនណាស់បងតែរឿងខ្លះគឺយើងអត់អាចចែកម្លែកបាន ចាចា បា ចា ទបាទអូខេហើយអ្នកនរគ្នាបានស្ដាប់រឿងដែលបងប្រុសគាត់បានចែកម្លែកមកច្រើនហើយប្រហែលជា7-2ម៉ោងហ្នឹងណា ចា ហើយអ្នកនរគ្នាយល់ឃើញមិនដែរកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមតែបើសិនជាអ្នកនរគ្នាស្ដាប់អាចារ្យភ្លុកហើយមានចំណាប់អារម្មណ៍ថាអត់តន់អស់ចិត្តទេ2ម៉ោងហ្នឹង ចា ចង់ត្រូវការគាត់ទៀតអ្នកនរគ្នាអាច request បានដោយអ្នកនរគ្នាអាច comment នៅពីក្រោមហ្នឹងបានហើយប្រាប់ពួកខ្ញុំមកថាสนុំពរអាចារ្យចាភ្លុកមកអេពីសូតទៀតអញ្ចឹងប្រហែលជាយើងអាចមានអេពីសូតក្រោយមួយទៀតជាមួយនឹងគាត់ប៉ុន្តែខ្ញុំសូមឲ្យអ្នកនរគ្នា comment មើល comment សិនតែដល់កម្រិតណាអញ្ចឹងណា ចា អញ្ចឹងបើអ្នកនរគ្នាចង់ស្ដាប់នៅសាច់រឿងគាត់ទៀតកុំភ្លេច comment ថាត្រូវការអាចារ្យភ្លុកខាងក្រោមខ្ញុំនឹងអញ្ជើញគាត់មកភាសាទៀតហើយអរគុណគាត់ខ្លាំងមែនតើដែលគាត់ចំណាយពេលមកជិះមកពីតាកែវជិះមក2ម៉ោងណា ហ្នឹងហើយហើយ បាទ គាត់មកតាំងពីម៉ោងដូចជា8ត្រូវ បាទដល់ម៉ោង8 គាត់ថតចប់ភ្លាមគាត់ត្រូវត្រឡប់ទៅតកែវិញភ្លាម ឥឡូវម៉ោងនេះម៉ោង4:37នាទីព្រឹកអញ្ចឹងគាត់ត្រូវចេញទៅតាកែវទៀតដោយសារគ្រួសារគាត់ត្រូវធ្វើការព្រឹកទៀតអញ្ចឹងអរគុណមែនតើដែលចំណាយពេលដែលមានតម្លៃចូលរួមក្នុងកម្មវិធីបងបាទ ចា ហើយជាចុងក្រោយបងមានពាក្យពេចន៍អីប្រាប់តាមទៅទូនិកជនហ្មង បាទអរគុណមួយតែ comment លើកឈ្មោះអាចារ្យភ្លុក អ បា រ ន គុណ ឃើញហើយមួយបានឃើញហើយ ដឹងខ្លួនអត់លើល្បីណា បាទ ដើម្បីបើកម្មវិធីយើងគឺគេឲ្យគាត់ ទាំង ចា YouTube ទាំង page Facebook អីគឺខ្ញុំបានមើលដែរ ចា ឃើញច្រើនដែរឃើញខ្លួនឯង លើកឈ្មោះអាចារ្យភ្លុកដែរ ចា បាទ អញ្ចឹងអរគុណច្រើនដែលបានលើកឈ្មោះហើយនឹងឆ្លាញ់រាប់អានខ្ញុំអញ្ចឹងណាប៉ុន្តែអត់ភ្លេចទេមួយ អរគុណចឹងសម្រាប់កម្មវិធីតុកភ្លឺ background មួយងឹតក៏សន្មតថាចប់ត្រឹមប៉ុណ្នេះដែរអរគុណជួបគ្នានៅសប្តាហ៍ក្រោយទៀតបាយបាយតែកុំភ្លេច comment បេះដូងពណ៌បៃតងនៅក្នុង channel ផងណាបាយបាយ